ឆ្នាំទី9នៃសម័យធានយានក្នុងរាជវង្សដ៏អស្ចារ្យមានមន្ត្រីម្នាក់បានរាយការណ៍ទៅរាជវាំងមានវត្ថុក្រៅភពមួយបានធ្លាក់ចូលទៅក្នុងមហាសមុទ្រខាងកើតបង្កទៅជាទឹករលកធំក៏ជាច្រើនជាង20ត្រូវបានលិចរីឯតំបន់ឆ្នេរជាច្រើននៅយូហ្វូក៏ត្រូវបានរងផលប៉ះពាល់ដោយរលកយក្សទាំងអស់នោះចំណែកផ្ទះរបស់ប្រជាជន10000ខ្នងត្រូវបានបំផ្លាញខ្ទេចដែលបានធ្វើឲ្យមនុស្សរាប់មិនអស់និងសត្វពាហនៈបានស្លាប់និងរងរបួសជាច្រើនហើយផ្ទះដែលត្រូវបានបំផ្លាញដោយរលកយក្សមិនត្រូវបានសាងសង់ឡើងមកវិញនោះទេបែរជាត្រូវបោះបង់ចោលឡើងយូរអង្វែងប៉ុន្តែនៅក្នុងរាជធានីហ្វឹងឈើងបែរជានៅក្នុងទីក្រុងមួយនេះមានភាពអ៊ូអរវាហាក់បីដូចជាពួកគាត់បានបំភ្លេចនៅគ្រោះមហន្តរាយដ៏ធំមួយនោះហើយពេលនេះយើងក៏បានឃើញបរិសម្នាក់កំពុងតែបរទេះយ៉ាងលឿនបន្ទាប់មកក៏បានឈប់នៅមុខវិមានហ្វូជីនប្រញាប់ចូលទៅរាយការណ៍ភ្លាមទៅថាកូនប្រសាទី7បានរងរបួសធ្ងន់ធ្ងរលឿនឡើងហើយលោកគ្រូពេទ្យមកដែលបរិសដែលបានរងរបួសនៅករបស់គាត់មានស្នាមសញ្ញាពណ៌ក្រហមហើយគាត់ជាកូនប្រសានៃគ្រូសាជីនឈ្មោះថាស៊ីទីងដែលធ្វើនៅក្នុងវិមានពេលនេះឡើងជ្រុលច្របល់ដែលធ្វើឲ្យក្មេងស្រីម្នាក់ដែលជាកូនរបស់ស៊ីទីងឈ្មោះថាជីនយូហានផិតភ័យយ៉ាងខ្លាំងដោយស្ត្រីម្នាក់ក៏បានលងលោមថាមិនអីនោះទេកូនស្រីស្របពេលដែលលោកគ្រូពេទ្យក៏បានដើរចេញពីក្នុងបន្ទប់មកនាងក៏បានប្រញាប់ទៅសួររបួសគាត់យ៉ាងម៉េចទៅហើយលោកគ្រូពេទ្យមិនតបអ្វីនោះទេបានត្រឹមតែក្រវីក្បាលបានបញ្ជាក់ពីលទ្ធផលដែលធ្វើឲ្យនាងក៏បានខូចចិត្តថយមកខាងក្រោយអង្គុយនៅលើគ្រែក្តោបមុខយំហ៊ូដែលនាងគឺជាភរិយារបស់ស៊ីទីងមានឈ្មោះថាជីនឆិនដែលធ្វើឲ្យកូនស្រីរបស់នាងជីនយូហានក៏បានរត់ស្រែកចូលទៅខាងក្នុងលោកពកដោយភ្លៀងនៅតែបន្តធ្លាក់ចុះក្រឡេកមកក្នុងលំនៅឋានរបស់បុព្វបុរសគ្រូសាជីនមនុស្ស3នាក់ដែលបាននាំស៊ីទីងត្រឡប់មកវិញពេលនេះពួកគាត់កំពុងតែលោតជង្គង់រាយការណ៍ទៅប្រាប់បុព្វបុរសនៅទីនោះពួកឯងបាននិយាយថាស៊ីទីងបានចាក់ចេញពីក្រុងដោយគ្មានការអនុញ្ញាតអស់រយៈពេល7ខែត្រូវឲ្យលោកម្ចាស់គាត់បានត្រឡប់មកវិញដោយរបួសធ្ងន់ធ្ងរចុះសញ្ញាពណ៌ក្រហមដែលនៅលើករបស់គាត់វាកើតឡើងបន្ទាប់ពីគាត់បានរងរបួសមែនទេអោនក្បាលអុកដល់ក្តារបាទលោកម្ចាស់ពិតប្រាកដណាស់បានយើងយល់ហើយពួកឯងចាក់ចេញទៅវិញទៅនិយាយអរគុណទាំងភេទភ័យប្រញាប់ងើបឡើងបំរុងនឹងចាក់ចេញទៅហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែមានស្រមោលរបស់បរិសម្នាក់កាន់នៅដាវក្រវាចេញលន់សូទៅឆ្វុយខ្ចាយឈាមព្រាតលទ្ធផលគឺជារយកាន់មកក្នុងវិមានហ្វូជីនដែលពេលនេះកំពុងតែរៀបចំនៅពិធីបុណ្យសពមេគ្រូសាជីនដែលមានឈ្មោះថាជីនឆេងគាត់ក៏បាននិយាយវាមិនសមនោះទេអ្នកស្រីទី7តើអ្នកអាចផ្ដល់ថ្នាំគ្រាប់វិញ្ញាណដល់មនុស្សខាងក្រៅដោយរបៀបណានាងក៏បានតបក្មេងម្នាក់នោះមិនមែនជាមនុស្សក្រៅនោះទេគាត់គឺជាកូនប្រុសរបស់ស៊ីទីងដែលមាននាមត្រកូលដូចជាប្អូនស្រីរបស់គាត់យូហានដែលត្រូវជាកូនប្រុសស្វាមីចុងរបស់ខ្ញុំហើយគេក៏ត្រូវជាគ្រូសារបស់យើងដែរបងប្រុសធំកុំភ្លេចឲ្យសោះបើគ្មានការធ្វើដំណើររបស់ស៊ីទីងរវាងព្រំដែនទាំង3ទេគ្រូសាជីននឹងមិនទទួលបានឋានៈបច្ចុប្បន្នរបស់គេនៅក្នុងក្រុងឈឹងហ្វឹងឡើយដូច្នេះកូនរបស់គាត់នឹងស័ក្តិសមទទួលបានគ្រាប់ថ្នាំវិញ្ញាណទាំងអស់នោះម្យ៉ាងទៀតនេះគឺជាសន្យារបស់ដូនតាយើងថានឹងបញ្ឈប់ពេលវេលាមួយនេះពេលនោះលោកម្ចាស់ចិនជេក៏បានខឹងយ៉ាងខ្លាំងបោកពេញតែកវត្តចោលប៉ុន្តែវាជាការសោកស្ដាយដែលគាត់បានស្លាប់មនុស្សដែលមាននាមត្រកូលស៊ឺមិនមានអ្វីទាក់ទងជាមួយនឹងគ្រូសាជីនរបស់ខ្ញុំជាដាច់ខាតប៉ុន្តែអ្នកស្រីទី7គាត់មិនខ្វល់នោះទេខ្ញុំត្រូវតែយកស៊ឺមូមករស់នៅទីនេះជាមួយនឹងខ្ញុំឲ្យបានមិនដេចក៏នៅពេលដែលគាត់បានចាក់ចេញហើយអ្វីបានជាពេលនេះមានមនុស្សថ្មីចូលមកបើរឿងនេះលេចចេញទៅខាងក្រៅវានឹងធ្វើឲ្យអ្នកទាំងអស់គ្នាអស់សំណើចជាមិនខានដល់ពេលនោះតើមានអ្នកណាហ៊ានប្រថុយជីវិតដើម្បីគ្រូសាជីនរបស់យើងនៅថ្ងៃអនាគតពេលនេះលោកម្ចាស់ជីនឆេងទ្រាំលេងបានហើយស្រែកយ៉ាងខ្លាំងជីនឆេងចុះភ្លាមដល់ពេលនោះក៏មានបរិសម្នាក់ក៏បានដើរចូលមកបងប្រុសធំមានការបន្ទាន់បុព្វបុរសបានចេញបញ្ជាប្រសិនបើក្មេងប្រុសម្នាក់នោះមាននៅជំនាញសិល្បៈក្បាច់គុននឹងត្រូវបានអនុញ្ញាតឲ្យផ្ដល់នូវគ្រាប់ថ្នាំវិញ្ញាណទៅដល់គាត់នឹងហើយបរិសម្នាក់នោះគឺជាកូនទី5នៃគ្រូសាជីនដែលគាត់មានឈ្មោះថាជីនវូដែលធ្វើលោកម្ចាស់ជីនជេងក៏បានសួរទៅមូលហេតុអ្វីទៅជីនវូក៏បានប្រាប់ថាបុព្វបុរសគាត់មាននៅវិធានការរបស់គាត់បានហើយបងប្រុសកុំខឹងអីជីនឈិននាងក៏បានធ្វើការគោរពអរគុណទៅបងប្រុសទី5រួចហើយក៏បានដើរចាក់ចេញត្រឡប់ទៅវិញប្រាប់នៅអ្នកបម្រើរបស់នាងដែលមានឈ្មោះថាគឹមប្រញាប់ធ្វើដំណើរទៅទីកន្លែងនោះឲ្យបានលឿនបំផុតហើយនាំនៅមនុស្សដែលមានជំនាញមួយចំនួនទៀតទៅផងបាទនាងទទួលបញ្ជាហើយសាច់រឿងក៏បានកាត់មកតំបន់ឆ្នេរសមុទ្រនៅក្នុងភូមិស៊ឺគួនយើងក៏បានឃើញក្មេងៗពីរនាក់កំពុងតែរើសត្រីដែលក្មេងប្រុសម្នាក់នោះគឺជាទូប្រុសរបស់យើងឈ្មោះថាស៊ឺមូបងប្រុសគ្រប់គ្រាន់ហើយត្រីស្គូមួយផើនេះមានតម្លៃច្រើនខ្លាំងណាស់បងប្រុសរបស់គេក៏បានខំមួយម៉ាត់ត្រូវតែញ៉ាំឲ្យបានច្រើនដើម្បីបំពេញនូវជីវជាតិនៃរាងកាយរបស់យើងពេលនោះសម្លេងរបស់ក្មេងស្រីម្នាក់ក៏បានស្រែកចេញពីមុខផ្ទះម៉ែបងប្រុសបានលួចញ៉ាំត្រីងៀតទៀតហើយប្រញាប់ចេញឲ្យលឿនមកបន្ទាប់ពីស្ដាប់ឮបែបនោះនៅចាំអង្កលទៀតពីរនាក់បងប្អូនក៏បានប្រញាប់ចាប់ដៃគ្នារត់ចេញដោយសារតែម្ដាយរបស់គេក៏បានចេញមកកាន់នៅវែកនៅក្នុងដៃស៊ឺមូអោបនៅត្រីមួយផើក៏បានសួរអ្នកមីងតើបានអ្វីញ៉ាំបាយគាត់ក៏បានយកដៃប៉ះក្បាលរបស់ស៊ឺមូបន្តិចមីងកំពុងតែធ្វើស៊ុបនឹងបង្គាអាំងក្មួយអាចញ៉ាំបានបន្ទាប់ពីរត់លេងជាមួយនឹងកូនកំហុយរបស់មីងរួចពិតជាល្អណាស់ម៉ែមិនទាន់បាត់ខឹងផងពេលនោះគាត់ក៏បានដេញវាយកូនប្រុសរបស់គាត់រត់ឆ្វែស៊ឺមូពេញនឹងដែលពេលនោះប្តីរបស់គាត់កំពុងតែដើរលីនៅជាប់ជីកត្រឡប់មកវិញឃើញស៊ឺមូហើយនឹងកូនរបស់គាត់កំពុងតែរត់ប្រឡែងគ្នាឆាប់ឡើងពេលនេះខ្ញុំមានសាងនៃសត្វត្រីហើយតែធ្វើឪពុករបស់គេក៏បានប្រាប់កុំរត់លឿនពេកប្រយ័ត្នដួលមានគ្រោះថ្នាក់ដោយនាងទួយក៏មិននៅដែរក៏បានរត់តាមបងរបស់នាងបន្ទាប់ពីមកដល់មុតឆ្នេរអ្នកទាំងពីរក៏បានដោះអាវចេញជាមួយនឹងសាងនៃសត្វត្រីពួកគេក៏បានហក់ចូលទៅក្នុងទឹកត្រីច្រើនកប់សេរីតែម្ដងចាក់យកហូបត្រីវាត្រលន់ពេកក៏បានរើសនឹងងាវម្ដងភ្ញាក់ផ្អើលបន្តិចហើយអ្វីបានជាក្តាមនេះធំម្ល៉េះប៉ុន្តែនៅមានអាមួយផ្សេងទៀតធំជាងនឹងគឺឆ្លាមតែម្ដងដេញខំអ្នកទាំងពីរប៉ុន្តែវាមិនឆ្លាមដូចបងស៊ឺមូនោះទេពួកគេបានលាក់ខ្លួននៅខាងក្រោមទឹកបន្ទាប់ពីមានឱកាសក៏បានហែទៅលើវិញស៊ឺមូពេលនោះហាក់បីដូចបានស្ដាប់ឮនៅសំឡេងអ្វីម្យ៉ាងកំពុងតែស្រែកហៅគេសម្លឹងចុះឡើងក៏បានឃើញពលឺមួយបានចេញចេះពីផ្ទះ
ទៀងថ្មតែគឺជាសំឡេងរបស់ក្មេងស្រីម្នាក់បន្លឺឡើងថាជួយខ្ញុំផងដោយបងប្រុសរបស់ស៊ឺមូក៏បានឡើងមកដល់កោកប្អូនស្រីរបស់គាត់ក៏បានស៊ូតើបងស៊ឺមូនៅឯណាភ្ញាក់ព្រឹកតែម្ដងក្រឡេកទៅមិនឃើញនោះទេតែពេលនេះស៊ឺមូកំពុងតែហៅចុះក្រោមដើម្បីតាមរកសំឡេងដែលបានហៅគាត់សម្លឹងទៅក៏បានឃើញនៅក្រុមធំដែលបានបង្ហើបសំឡេងជួយផងនឹងធ្វើឲ្យគាត់ក៏បានគិតក្នុងចិត្តថាតើវាអាចជាបីសាច់មែនទេវាពិតជាចម្លែកខ្លាំងណាស់ដូច្នេះខ្ញុំគួរតែចាក់ចែងឲ្យលឿនបំផុតស្របពេលនៅចំហាយនៃធម្មពលក៏បានផ្សាយភេទចេញពីក្រុមធំមួយនោះសម្ដៅចូលទៅស្ថិតនៅក្នុងខ្លួនស៊ឺមូចាក់ស្រេះចូលតាមមាត់ធ្វើឲ្យគេស្រែកពោពេញទៅដោយក្តីជឿជក់ចាប់ឡើងភ្នែកសោះក្បោះតែម្ដងពេលនេះសម្លឹងទៅឃើញក្មេងស្រីម្នាក់ជាប់នៅក្នុងនឹងស្រែកថាជួយខ្ញុំផងដោយស៊ឺមូពេលនេះត្រូវបានគ្រប់គ្រងដោយចំហាយធម្មពលវិញ្ញាណមិនដឹងថាវិញ្ញាណអាក្រក់ឬល្អនោះទេគេក៏បានចូលទៅជួយក្មេងស្រីម្នាក់នោះប្រាណសាងនេសាទត្រីរបស់គេចាក់ទៅខាងក្រោមគោះនៅថ្មដែលបានសង្កត់ក្រុមមួយនោះដោយសារតែវាធំហើយនឹងធ្ងន់ខ្លាំងពេកក៏បានព្យាយាមប្រើជើងផងដៃផងគោះចុះគោះឡើងដែលនាងទូចម្នាក់នោះនៅតែនិយាយថាកុំបោះបង់ចោលខ្ញុំឲ្យសោះយើងមើលទៅនៅលើក្បាលរបស់នាងហាក់បីដូចជាមាននៅប្រឡូកស្នែងផងដែរហើយមានសុំសន្និដ្ឋានលេងទៅថានាងគឺជាកូនស្ដេចនាគស៊ឺមូក៏បានបន្ថែមគោះមួយទំហឹងធ្វើឲ្យដុំថ្មដ៏ធំដែលបានសង្កត់នាងក៏បានធ្លាក់ចុះជាមួយនឹងចំហាយធម្មពលដ៏ខ្លាំងក្លាដែលបានផ្សាយភីចេញពីក្រុមមួយនោះប៉ុន្តែស៊ឺមូវិញហាក់បីដូចជាពេលនេះគេបានបាត់បង់ស្មារតីលងទឹកលិចចូលទៅខាងក្រោមប៉ុន្តែក្មេងស្រីម្នាក់នោះក៏បានបង្ហាញខ្លួនហែលចុះមកចាប់នៅដៃរបស់ស៊ឺមូអរគុណហើយដែលអ្នកបានជួយខ្ញុំតែពេលនោះស៊ឺមូក៏បានស្រមើស្រមៃនៅក្នុងវាលស្មៅមួយកន្លែងឃើញនៅឪពុករបស់គាត់កំពុងតែដើរចាក់ចេញពីម្ដាយរបស់គាត់ដែលកាលនោះគេនៅក្មេងមែនទែនស្រែកហៅពកកុំទៅចោលខ្ញុំអីស្ទុះចូលទៅប៉ុន្តែត្រូវម្ដាយរបស់គាត់ចាប់ដៃជាប់ប៉ុន្តែគាត់នៅតែព្យាយាមស្រែកហៅនៅឪពុករបស់គាត់សូម្បីតែវិញ្ញាណរបស់គាត់ដែលឈុំមើលនៅទីនោះក៏បានស្រែកហៅដូចគ្នាពកកុំទៅចោលខ្ញុំអីរាងកាយដែលកំពុងតែលេចធ្លាក់ចុះទៅខាងក្រោមតែពេលនោះគាត់ក៏បានដឹងខ្លួនបើកភ្នែកឡើងមកវិញប៉ាកុំទៅចោលខ្ញុំប៉ុន្តែបែរជាឃើញក្មេងស្រីម្នាក់នោះកំពុងតែចាប់ដៃរបស់គាត់ទាញឡើងទៅវិញបើកភ្នែកឡើងម្ដងទៀតក៏បាននៅលើមាត់ឆ្នេរទៅហើយនៅទីបំផុតស៊ឺមូបានភ្ញាក់ហើយក្រោកឡើងបន្តិចក្អកខ្ជិះទឹកចេញពីមាត់បន្តក្អកទៀតក៏បានយកដៃក្តោបមាត់ខ្ជិះនៅគុជម្យ៉ាងឬមួយជាគុជខ្យងមួយនោះមែនទេប្រញាប់ស៊ូនេះទាំងពីរតែបានឃើញក្មេងស្រីម្នាក់ដែរឬអត់នាងគឺជាអ្នកជួយសង្គ្រោះខ្ញុំបងរបស់គាត់ក៏បានប្រាប់ថាមិនមានក្មេងស្រីអ្វីនោះទេឬមួយក៏ពេលនេះឯងឈួតហើយអ្នកធ្វើឲ្យស៊ឺមូនៅតែមានចម្ងល់ថាតើវាជាសុបិនមែនទេបានហើយតោះប្រញាប់ទៅផ្ទះវិញមិនហើយប្អូនប្រុសគុជខ្យងដ៏ធំបែបនេះប្រហែលជាលក់បានលុយច្រើនហើយប្រញាប់នាំគ្នារត់ទៅទុកឲ្យប្អូនស្រីរបស់គាត់កំពុងតែដើរអូននៅអីវ៉ាន់ពីខាងក្រោយបងប្រុសចាំខ្ញុំផងបងប្រុសបន្ទាប់ពីពួកគេទាំង3នាក់បានរត់មកដល់ផ្ទះសម្លឹងចោលឡើងហាក់បីដូចជាវាចម្លែកតើមានរឿងអ្វីកើតឡើងហើយអ្វីបានជាផ្ទះរបស់យើងត្រូវខ្ទេចបែបនេះឬមួយក៏មានចោលចូលមកលួចអីវ៉ាន់ពុកម៉ែតែនៅក្នុងផ្ទះដែរឬអត់ស៊ឺមូក៏បានឆ្ងល់ថាហេតុអ្វីបានជាមានក្លិនចម្លែកម្ល៉េះក្មេងស្រីទូចម្នាក់នោះក៏បានស្រែកថាពុកមើលណាខ្ញុំបានត្រីច្រើនណាស់ដែលបងប្រុសរបស់នាងក៏បានដើរទៅទីស្មារបស់ឪពុកគាត់ពុកហេតុអ្វីបានជាអង្គុយនៅទីនេះតើវាមានរឿងអ្វីកើតឡើងរាងកាយពុករបស់គាត់ក៏បានដួលព្រុសឈាមហូរពេញមុខពេញមាត់ធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលនិងតក់ស្លុតយ៉ាងខ្លាំងធ្វើឲ្យក្មេងស្រីម្នាក់នោះក៏បានស្រែកយំហ៊ូស៊ូមូក៏បានឲ្យស្កានមាត់ប្រញាប់ចូលទៅលួងប៉ុន្តែបងរបស់នាងក៏បានទាញនៅសាងើបឡើងតាមម៉ែនៅខាងក្នុងមែនទេនំគ្នាលបសម្លឹងមើលតាមបង្ហោងទ្វារភ្ញាក់ព្រឹកដោយសារតែមានមនុស្សពាក់នៅរបាំងមុខយាប្រើប្រាស់នយោបាយអសិលធម្មពលស្រូបយកនេះទាំង3ទៅក្នុងផ្ទះឡើងហុយធ្លុំសម្លឹងទៅឃើញនៅម្ដាយរបស់គាត់កំពុងតែត្រូវបានឃាតករម្នាក់ប្រើប្រាស់នៅដើមព្យង្គករបស់គាត់ស៊ូមូក៏បានស៊ូតើលោកចង់ធ្វើអ្វីពេលនោះបងរបស់គាត់ក៏បានស្ទុះវឹងជាមួយនឹងសាងចាក់ត្រីនៅក្នុងដៃប៉ុន្តែត្រូវបានស៊ូមូខាត់ជាប់ដោយឃាតករពាក់របាំងមុខយាម្នាក់នោះក៏បានស៊ូថាតើអ្នកណាគឺជាស៊ូមូដែលធ្វើឲ្យពួកគេគៀងតែម្ដងពេលនោះម៉ែរបស់គាត់ក៏បានស្រែកថាប្រញាប់នាំគ្នារត់ភ្លាមទៅដើរព្យង្គនៅបំពង់កស្រាប់លន់សុទ្ធតែឆ្វិចខ្ចាយឈាមស្ដោកដែលធ្វើឲ្យក្មេងទាំង3តក់ស្លុតយ៉ាងខ្លាំងបងប្រុសស៊ឺមូក៏បានរុញស៊ឺមូចេញហក់ចូលទៅជាមួយនឹងសាងចាក់ត្រីនៅក្នុងដៃចាក់តម្រង់ទៅក្បាលអឃាតករម្នាក់នោះតិចផុតបន្តិចវាក៏បានចោលមួយដាវចេញទៅចូលទ្រូងបងប្រុសរបស់ស៊ឺមូជ្រក់ជាប់នៅជញ្ជាំងធ្វើឲ្យឈាមក៏បានហូរស្រក់ចេញតាមភ្នែកចំណុះមាត់ដោយស៊ឺមូក៏មានការតក់ស្លុតផងដែរប្រញាប់ទៅអោបក្មេងស្រីម្នាក់នោះដោយសារតែអឃាតករមុខយាក៏បានដើរចូលមកដកដៃចេញពីសាកសពដែលជាប់នៅជញ្ជាំងពេលនោះស៊ឺមូទឹកភ្នែករបស់គាត់ក៏បានហូរដៃទាំងពីរក៏បានអោបនៅក្មេងស្រីម្នាក់នោះហើយពេលនេះរាងកាយរបស់គាត់ឡើងទួបែកឈាមហូរតាមមាត់ដោយសារតែអឃាតករម្នាក់នោះបានវាយបន្ទាប់មកអឃាតករម្នាក់នោះវាក៏បានចាប់នាងតូចម្នាក់នោះទម្លាក់នៅមុខស៊ឺមូដែលធ្វើឲ្យនាងពេលនេះភ័យខ្លាចយ៉ាងខ្លាំងទឹកភ្នែករបស់នាងក៏បានហូរស្រក់តក់សៀវយ៉ាងប្អូនស្រីប្រញាប់រត់ទៅដើរដល់មាត់ស្រួយដែលប្រឡាក់ទៅដោយឈាមដែលអឃាតករម្នាក់នោះកំពុងតែកាន់ព្យង្គទៅលើក្បាលរបស់ក្មេងស្រីម្នាក់នោះកុំសម្លាប់នាងអីដោះលែងនាងទៅត្រូវហើយខ្ញុំគឺជាស៊ឺមូដែលអឃាតករមុខយាម្នាក់នោះក៏បាននិយាយថាល្អទម្លាក់ដៃរបស់វាចុះក្រោមលន់សូត្រតែព្រួយខ្ចាយឈាមព្រាតចាប់ដកដៃចេញពីក្បាលរបស់នាងវិញឆ្វាច់ខ្ចាយឈាមបាញ់ចំមុខស៊ឺមូដែលធ្វើឲ្យក្នុងកែវភ្នែករបស់គាត់ពេលនោះមើលឃើញនៅសាកសពជាច្រើនដែលត្រូវបានសម្លាប់ដោយអឃាតករម្នាក់នោះអាចង់រៃយោខ្ញុំនឹងសម្លាប់ឯងស្រែកប្រើក្រញ៉ាំដូចជាខ្លាសម្រុកចូលទៅដែលធ្វើឲ្យអឃាតករម្នាក់នោះក៏បានបែកខ្នងចាក់មកខាងក្រោយជ្រួចឈាមជាច្រើនក៏បានហូរស្រក់ចុះដកចេញមកវិញក្រវីជាចំហាយធម្មពលវាបំបែកនៅចង្គៀងភ្លើងមួយនោះធ្វើឲ្យប្រេងដែលបានហូរទៅជ្រាបនឹងភ្លើងបង្កទៅជាអគ្គីភ័យឆាបឆេះផ្ទះមួយនោះស៊ឺមូដែលជាដាច់ខ្យល់ទៅហើយក៏បានសម្លឹងទៅមើលមុខអឃាតករខ្ញុំសន្យាថាបើខ្ញុំនៅមានជីវិតខ្ញុំនឹងសងសឹកឯងឲ្យបានដាច់ខ្យល់ប៉ាត់ធ្លាក់នឹងគុជខ្យល់មកខាងក្រោមតែពេលនោះវាបានសកម្មភ្លាមតែម្ដងសាយភាននៃចំហាយធម្មពលហោះយ៉ាងលឿនចូលទៅក្នុងមុខរបស់ស៊ឺមូដែលវាកំពុងតែបន្ថែមល្បឿនចាក់បញ្ចូលទៅក្នុងដុំគ្រីស្តាល់ដែលនៅក្នុងរាងកាយរបស់ស៊ឺមូប្រតិកម្មបន្តិច
តិចផ្ទុះទាំងប្រែទៅជាទីរក់មួយដែលមានរូបរាងដូចជាស្វាវាក៏បានបញ្ចេញអំណាចធម្មពលដ៏អស្ចារ្យជ្រាបចូលទៅក្នុងសរសៃឈាមដែលនៅក្នុងរាងកាយព្យាបាលនៅរបួសស៊ូមូឲ្យជាសះស្បើយឡើងមកវិញប៉ុន្តែភ្លើងនៅតែបន្តឆាបឆេះនិងលេបត្របាក់ផ្ទះមួយនោះដោយយើងក៏បានឃើញកូនចៅរបស់អ្នកស្រីទី7ជីនៅសេះនោះមនុស្សមានក្រុមចូលមកដល់ពួកយើងបានមកដល់យឺតពេលហើយតែខ្ញុំទៅវិញគួរតែបញ្យល់ប្រាប់អ្នកស្រីយ៉ាងម៉េចពេលនោះបរិសម្នាក់ក៏បានសម្លឹងថាលបងមើលនោះដែលយើងក៏បានឃើញពន្លឺភ្លើតផ្លែតចាញ់ចាំងចេញពីគំនោបែកបាក់ដែលកំពុងតែត្រូវភ្លើងឆាបឆេះដែលគឺជាគុជខ្យងរបស់ស៊ឺមូឆាប់ឡើងនាំគ្នាចូលទៅជួយសង្គ្រោះគាត់ភ្លាមទៅធ្វើនេះរស់នេះក៏បានប្រញាប់ស្ទុះចូលទៅចាប់លើកនៅគំនោឈើដែលបានសង្កត់ស៊ឺមូឆាប់ឡើងគាត់នៅមានជីវិតនៅឡើយនោះទេបន្ទាប់មកក៏បានលើកស៊ឺមូដាក់ក្នុងរទេះសេះមើលទៅក្មេងប្រុសម្នាក់នេះមិនមែនជាមនុស្សធម្មតាឡើយដែលស៊ឺមូនៅតែស្រមៃឃើញគ្រួសាររបស់លោកពូហើយនិងអ្នកមីងស៊ឺមូលឿនឡើងប្រញាប់ចូលមកញ៉ាំបាយពេលនោះគាត់ក៏បានរត់ចូលមកដល់ក្នុងផ្ទះមានតែតុនឹងចានបាត់មនុស្សអស់ដោយដៃមួយក៏បានទាញស្មារបស់គាត់ជាផ្អើលយ៉ាងខ្លាំងព្រោះតែពេលនោះបងប្រុសរបស់គាត់ពោពេញទៅដោយឈាមប្រឡាក់ពេញមុខស៊ឺមូយើងនឹងសម្លាប់ឯងដោយសារតែឯងបានធ្វើឲ្យគ្រួសាររបស់យើងត្រូវស្លាប់ភ័យខ្លាចយ៉ាងខ្លាំងក្រឡេកទៅខាងក្រោយក៏បានឃើញអ្នកមីងវាគឺជាកំហុសរបស់ឯងដែលធ្វើឲ្យគ្រួសារទាំងមូលរបស់យើងត្រូវបានស្លាប់អ្នកផ្សេងទៀតក៏បាននិយាយដូចគ្នាដែររឿងទាំងអស់កើតឡើងដោយសារតែអ្នកដែលធ្វើឲ្យពួកយើងត្រូវបានស្លាប់ស្រីមួយទំហឹងគេក៏បានដឹងខ្លួនឡើងមកវិញដែលនៅចុងជើងមានអ្នកក្មេងស្រីម្នាក់នាងក៏បានស្រែកហៅម៉ែគាត់ដឹងខ្លួនមកវិញហើយស៊ឺមូក៏បានសួរប្អូនស្រីតើមានការអ្វីដែរឬទេញីភ្នែកបន្តិចនាងមិនមែនជាប្អូនស្រីរបស់ខ្ញុំនោះទេហើយតែពេលនេះខ្ញុំនៅឯណាអ្នកស្រីជិនឈិនក៏បានមកដល់និយាយប្រាប់ទីនេះគឺជាទឹកដីទីក្រុងឆុងហ្វឹងជាវិមានដែលឪពុករបស់អ្នកបានបន្សល់ទុកហើយខ្ញុំជាប្រពន្ធរបស់គាត់ត្រូវជាម្ដាយចុងរបស់អ្នកហើយប្អូនស្រីរបស់អ្នកម្នាក់នេះមានឈ្មោះថាជិនយូហានហើយពងអ្នកបានប្រគល់អ្នកមកឲ្យខ្ញុំមុនពេលដែលគាត់បានស្លាប់ស៊ឺមូមិនព្រមទទួលស្គាល់ឡើយគាត់មិនមែនជាឪពុករបស់ខ្ញុំទេកុំនិយាយឈ្មោះរបស់គាត់នៅចំពោះមុខខ្ញុំចាប់អារម្មណ៍បន្តិចគាត់បានស្លាប់ហើយអ្នកស្រីជិនឈិនក៏បានបន្តប្រាប់គាត់បានស្លាប់ដោយសារសញ្ញាចម្លែកម្យ៉ាងនៅលើកដែលវាបានផ្ទុកជាតិពឹសអ្នកគឺជាកូនប្រុសរបស់គាត់ត្រូវតែទទួលដឹងឮណាអ្វីដែលបានកាត់ឡើងមកលើគាត់ស៊ឺមូដៃម្ខាងទប់ទ្រូងក៏បានតបទៅវិញវាមិនមែនជារឿងរបស់ខ្ញុំឡើយខ្ញុំគួរតែដល់ពេលត្រូវត្រឡប់ទៅវិញដោយសារតែស៊ឺមូឌឺពេកអ្នកស្រីជិនឈិនក៏បានស្ដីឲ្យក្រឡេកមើលរូបរាងរបស់អ្នកឥឡូវនេះថាអាចចាក់ចេញតែម្នាក់ឯងបានមែនទេស៊ឺមូក៏បានគិតទៅដល់ការស្លាប់របស់គ្រូសាលោកពូរបស់គាត់អនមុខចោលមិនហ៊ានតបស្ដីអ្វីនោះទេអ្នកស្រីជិនឈិនក៏បានផ្ដល់ជំរឿនទៅឲ្យស៊ឺមូពីរមួយត្រូវតែបំភ្លេចអ្វីទាំងអស់ពីអតីតកាលដើម្បីរស់នៅក្នុងគ្រួសារជិនគ្រប់គ្រងនូវទ្រព្យសម្បត្តិជាច្រើនទី2ធ្វើដូចជាឪពុករបស់អ្នកខិតខំប្រឹងប្រែងฝึกហាត់ឲ្យខ្លាយទៅជាអ្នកខ្លាំងសិល្បៈក្បាច់គុណពេលនោះស៊ឺមូក៏បានចាប់អារម្មណ៍អ្នកខ្លាំងសិល្បៈក្បាច់គុណត្រូវឲ្យអាណាចក្រនៃអ្នកฝึกហាត់សិល្បៈក្បាច់គុណចាប់ពីការฝึกហាត់រាងកាយដំបូងវាត្រូវបានបែងចែកឡើងទៅពីដំណាក់កាលផែនដីពីកំណើតនិងកម្រិតឋានៈឋានសួគ៌បន្តឡើងទៅដល់កម្រិតអាណាចក្របរិសុទ្ធហើយកង្វល់ចុងក្រោយរបស់ឪពុកអ្នកគឺចង់ឲ្យអ្នកទទួលមរតកពីគាត់អ្នកណាដែលទទួលមរតកមួយនោះបានរាងកាយរបស់គេមើលទៅហាក់បីដូចជារឹងមាំនិងមិនធម្មតាខុសពីអ្នកដទៃប៉ុន្តែនៅពេលដែលមរតកមួយនោះបានវិវត្តជីវិតរបស់អ្នកនឹងត្រូវបានកំណត់ឲ្យមានអាយុខ្លីដែលមរតកមួយនោះអាចនិយាយបានថាគឺជាជំងឺតពូជក្នុងពេលបច្ចុប្បន្ននេះមានតែមធ្យោបាយមួយតែប៉ុណ្ណោះអ្នកត្រូវតែฝึกហាត់សិល្បៈក្បាច់គុណដើម្បីកាត់បន្ថយការវិវត្តមរតកមួយនោះនៅក្នុងខ្លួនរបស់អ្នកដោយបុព្វបុរសគ្រួសារជាតិបានសន្យារួចរាល់ហើយនឹងផ្ដល់នូវគ្រាប់ថ្នាំវិញ្ញាណកម្រិតទី7មកឲ្យអ្នកដែលវានឹងជួយឲ្យកាន់តែមានប្រយោជន៍សម្រាប់អ្នកបើចង់រកយុត្តិធម៌ជូនទៅដល់អ្នកស្លាប់អ្នកត្រូវតែព្យាយាមฝึกហាត់ឲ្យកាន់តែខ្លាំងក្លាឡើងស៊ឺមូក៏បានគិតបន្តិចបញ្ឈប់នៅកំហឹងរបស់គេឡើងមកក្រឡេកមួយភ្លែតសាច់រឿងក៏បានកន្លងផុតទៅមួយខែដែលស៊ឺមូក៏បានមកយាមភ្នោអ្នកទាំង4ដែលជាលោកពូហើយនិងអ្នកមីងបងប្រុសពូនស្រីរបស់គេដែលបាច់នៅក្រដាសសែនចូលមកតាមផ្លូវលុតជង្គង់ចោះអោនក្បាលចុះទឹកភ្នែករលីងរលោងលោកពូអ្នកមីងបងសៀវហើយប្អូនសៀវយ៉ាងកុំបារម្ភអីខ្ញុំច្បាស់ជាសងសឹកឲ្យពួកអ្នកទាំងអស់គ្នាសម្រាប់រឿងថ្មីមួយនេះតើបងប្អូនទាំងអស់គ្នាឲ្យបន្ទុកប៉ុន្មានដែរកុំភ្លេច comment ប្រាប់ admin ផងចាប់ផ្ដើមនៅសាច់រឿងយើងក៏បានឃើញនៅយុវជនម្នាក់កំពុងតែតាមប្រម៉ាញ់នៅសត្វជ្រូកព្រៃដែលគាត់បានបន្លាស់ទីតាមដើមឈើលុតចុះលើកឡើងដោយជ្រូកព្រៃមួយក្បាលនោះនៅតែព្យាយាមរត់គេចប៉ុន្តែមិនអាចរត់ទៅណារួចបាននោះទេដោយសារតែល្បឿនរបស់យុវជនម្នាក់នោះគឺលឿនជាងពេលនេះគាត់បានមកកាក់មុខទុំលើមេឈើដកដៃចេញពីស្រោមលុតចូលទៅកាប់ពេញមួយទំហឹងលន់សូទៅឆ្វិចស្រែកចាចតើអស់បាក់សាបាក់សៃដែលយុវជនដ៏សង្ហាម្នាក់នោះគឺជាទូប្រុសរបស់យើងស៊ឺមូនឹងហើយបន្ទាប់ពីប្រម៉ាញ់នៅសត្វជ្រូកព្រៃបានស៊ឺមូក៏បានចាប់លីនៅលើស្មារត់ទៅខាងមុខដែលពេលនោះបន្តអង្កាំនៅលើចង្កេះរបស់គាត់ស្រាប់តែបានបញ្ចេញនៅពន្លឺពណ៌ក្រហមដែលគឺជាសញ្ញាដាស់តឿនការព្រមមានអំពីគ្រោះថ្នាក់ទម្លាក់នៅសត្វជ្រូកព្រៃពីលើស្មាសិនតើវាអាចមានសត្វព្រៃដ៏កាចសាហាវនៅក្បែរនឹងមានទេភាពអាបន្តិចបន្ទាប់ពីបានឃើញភ្លើងចេញពីក្នុងវិហារបែកបាក់នៅខាងមុខធ្វើឲ្យគាត់ក៏បានសង្ស័យដោយសារតែវិហារមួយនេះគឺនៅក្នុងកណ្ដាលព្រៃហើយអ្វីបានជាមានមនុស្សនៅក្នុងវិហារប្រញាប់រត់ចូលទៅលំមើលនៅតាមបង្ហោងទ្វារមាននៅបរិសុទ្ធចំណាស់ម្នាក់ហើយនៅនារីម្នាក់ដែលគ្មានអាវុធមើលទៅគាត់ដូចជាមិនមែនជាអ្នកវឹកហាត់ក្បាច់គុណនោះទេប្រហែលជាពួកគាត់ធ្វើដំណើរឆ្លងកាត់ទីនេះហើយបន្ទាប់មកក៏បានរុញទ្វារចូលទៅដែលវាគឺជាអន្ទាក់ផ្លែព្រួយបីក៏បានបាញ់តម្រង់ទៅស៊ឺមូភ្នែករហ័សក៏បានប្រាប់ប្រាណដៃកាប់បំបីចេញនេះគឺជាអន្ទាក់តើអ្នកណាគឺជាអ្នកដាក់សម្លឹងទៅក៏បានឃើញបរិសុទ្ធចំណាស់ម្នាក់នោះកំពុងតែលុបបាញ់អាវុធសម្ងាត់មកទៀតកិច្ចផុតបន្តិចបង្វិលខ្លួនសម្រុកចូលទៅហក់ចាក់ពេញមួយទំហឹងបរិសុទ្ធចំណាស់ម្នាក់នោះក៏បានបាញ់ចេញអាវុធសម្ងាត់របស់គាត់ប៉ុន្តែគ្រាប់ស្អុយដែលនៅមុតស្រួយរបស់ស៊ឺមូហៀបនឹងប្រឡាយទៅហើយពេលនោះនារីដ៏ស្រស់ស្អាតក៏បានមកពាំងដែលធ្វើឲ្យបរិសុទ្ធចំណាស់ម្នាក់នោះក៏បានប្រញាប់យករាងកាយរបស់គាត់មករងស៊ឺមូចាប់ប្រាំងសឹងមិនទាន់ក្រវែងដៃចេញស៊ូថាតើពូអ្នកគឺជានរណាហើយអ្វីបានជារៀបចំបន្ទាក់ធ្វើបាបមនុស្សបែបនេះបរិសុទ្ធចំណាស់ក៏បានបែរមក
មកអ្នកប្រុសស្ដាប់ខ្ញុំបញ្យល់សិនកូនស្រីនឹងខ្ញុំបានឆ្លងកាត់មកទីកន្លែងនេះដោយសារតែភ្លៀងបានចូលមកជ្រោកបន្ទាប់មកក៏បានលឺសម្រែករបស់សត្វព្រៃបានបន្លឺឡើងដែលធ្វើឲ្យខ្ញុំភ័យខ្លាចរងគ្រោះបានជារៀបចំអន្ទាប៉ុន្តែបែរជាជួបអ្នកប្រុសចូលមកដោយចៃដន្យធ្វើឲ្យខ្ញុំភ័យខ្លាចហើយបើការវាប្រហារដើម្បីការពារកូនស្រីរបស់ខ្ញុំនេះហើយជាមូលហេតុដែលពួកយើងបានធ្វើសកម្មភាពទៅលើអ្នកប្រុសខ្ញុំសង្ឃឹមថាអ្នកប្រុសនឹងអត់ទោសឲ្យពួកយើងទាំងពីរនាក់ផងស៊ូមូនៅតែមានការប្រុងប្រយ័ត្នហើយបានគិតមនុស្សពីរនាក់នេះមិនមានធម៌ពលក្បាច់គុណនោះទេពួកគាត់គ្រាន់តែមានអាវុធសម្ងាត់ផ្សេងៗដើម្បីបើកការវាប្រហារតែប៉ុណ្ណោះវាច្បាស់ថាឪពុកកូនទាំងពីរនាក់នេះមានចំណងដ៏ជ្រាលជ្រៅប៉ុន្តែទោះជាយ៉ាងណាក៏ដោយខ្ញុំនៅតែប្រុងប្រយ័ត្នដាក់ដៃចូលទៅក្នុងស្រោមវិញមែនហើយវាគឺជាការយល់ខុសបន្ទាប់មកស៊ឺមូក៏បានដុតភ្លើងអាំងនៅសាច់ជុកព្រៃដែលពួកគេគឺនៅម្ខាងម្នាក់ដើម្បីសុវត្ថិភាពកញ្ញាដ៏ស្រស់ស្អាតម្នាក់នោះដែលមានឈ្មោះថាជុងសៀវនេះបានសម្លឹងទៅមើលស៊ឺមូគឺមិនដាក់ភ្នែកនោះទេដែលធ្វើឲ្យស៊ឺមូក៏បានចាប់អារម្មណ៍បាញ់ខ្សែភ្នែកមកវិញពេលនោះនាងក៏បានអោនមុខគេចយកដៃបាំងហើយឪពុករបស់នាងដែលមានឈ្មោះថាជុងមីងគាត់ក៏បាននិយាយទៅកាន់ស៊ឺមូខ្ញុំឃើញថាអ្នកប្រុសមានរូបរាងនឹងចរិតថ្លៃថ្នូរហើយអ្វីបានជាអ្នកប្រុសមកនៅក្នុងព្រៃស្ងាត់ជ្រងំបែបនេះស៊ឺមូក៏បានងើបឡើងដោយសារតែខ្ញុំគ្មានអ្វីធ្វើម្ដងមកកាលចូលមកទីនេះដើម្បីបរបាញ់សត្វនិងបំបត្តិភាពស្មុគស្មាញនៅក្នុងខួរក្បាលដែលធ្វើឲ្យលោកពូមីងក៏បានដឹងថាអញ្ចឹងអ្នកប្រុសពិតជាមានធម៌ពលក្បាច់គុណជាមិនខានដោយសារតែមុននឹងខ្ញុំបានឃើញចលនាជាមួយនឹងល្បឿនដ៏លឿនរបស់អ្នកវាពិតជាមិនធម្មតានោះទេក្នុងចំណោមអ្នកហ្វឹកហាត់ធម៌ពលក្បាច់គុណគឺមានប្រភេទមនុស្សដែលមានខ្សែឈាមពិសេសវាអាចបញ្ចេញនូវសមត្ថភាពពីកំណត់ដ៏ខ្លាំងក្លាបំផុតតែអ្នកប្រុសមានខ្សែឈាមត្រកូលរបស់អ្នកណាដែរស៊ឺមូក៏បានតបទៅវិញហាក់បីដូចជាលោកពូកំពុងតែនិយាយលេងសើចដែលថាខ្ញុំមានសមត្ថភាពលើសពីមនុស្សធម្មតាលោកពូមីងក៏បានងក់ក្បាលបន្តិចសម្លឹងមើលទៅសាច់អាំងដែលកំពុងសស្រក់ខ្លាញ់ឈីវដែលធ្វើឲ្យពោះរបស់គាត់ក៏បានកោលលន់សូគ្រូស៊ឺមូក៏បានហៅអ្នកទាំងពីរមកញ៉ាំសាច់អាំងប៉ុន្តែលោកពូមីងក៏បានដាក់ដៃធ្វើការគោរពគូសមមិនអីទេកូនស្រីហើយនឹងខ្ញុំបានញ៉ាំរួចហើយពេលនោះសម្លេងគោពោះរបស់ជុងសៀវក៏បានបន្លឺឡើងគ្រូចំណាយពេលអស់មួយសន្ធោយើងក៏បានឃើញគំនូរឆ្អឹងលង្កោដែលបញ្ជាក់បានថាពួកគាត់បានហូបសាច់អស់ហើយបន្ទាប់ពីហូបឆ្អែតគាត់ក៏បានណែនាំខ្លួនខ្ញុំជុងមីងនេះគឺជាកូនស្រីរបស់ខ្ញុំជុងសៀវហើយតើខ្ញុំអាចសួរឈ្មោះរបស់អ្នកប្រុសបានដែរឬទេដាក់ដៃធ្វើការគោរពបាទខ្ញុំស៊ឺមូយប់កាន់តែជ្រៅចំហាយត្រជាក់ក៏បានចេះចូលមកខាងក្នុងដែលធ្វើឲ្យឪពុកកូនទាំងពីរបានរងាពេលនោះស៊ឺមូក៏បានទាញយកស្រាមកលោកពូនៅក្នុងព្រៃភ្នំពេលយប់គឺត្រជាក់បែបនេះឯងដូច្នេះអ្នកទាំងពីរអាចផឹកវាបន្តិចឲ្យក្តៅសាច់លោកពូមីងបន្ទាប់ពីឃើញស្រណាក៏បានដាក់ដៃធ្វើការគោរពបន្តិចអរគុណច្រើនស៊ឺមូប៉ុន្តែជុងសៀវនេះក៏បានប្រាប់ថាខ្ញុំមិនចេះផឹកនោះទេបន្ទាប់ពីលើកដាច់មួយចានលោកពូមីងក៏បានស៊ូមើលទៅអ្នកកំឡោះស៊ឺមូហាក់បីដូចជានៅក្នុងស្រុកនេះតែអ្នកដឹងថាកន្លែងនេះនៅឆ្ងាយពីស្រុកឈឹងហ្វឹងប៉ុណ្ណាស៊ឺមូក៏បានប្រាប់ចុះពីលើភ្នំហើយដើរ20យោជទៀតសំដៅដើរត្រង់ទៅទិសខាងលិចនឹងដល់ហើយតើលោកពូទៅទីនោះដើម្បីសួរសុខទុក្ខសាច់ញាតិមែនទេបើមិនបានដាក់និយាយមិនចេញលើកបងហើយត្រូវហើយទៅសួរសុខទុក្ខសាច់ញាតិខ្ញុំបានឮមកថាគ្រូសាធំៗទាំង3នៅក្នុងក្រុងហ្វឹងឈឹងម្នាក់មាននៅកម្លាំងធម៌ពលខ្លាំងក្លារៀងខ្លួនហើយខ្ញុំជឿជាក់ថាកម្រិតនៃការដាំដុះរបស់អ្នកកំឡោះស៊ឺគឺមិនទាបជាងពួកគេនោះទេលោកពូកំពុងតែនិយាយលេងសើចទៀតហើយខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់នៅក្នុងជនបទតែប៉ុណ្ណោះហើយក៏ធ្លាប់រៀនក្បាច់គុណធម៌ពលបន្តិចបន្តួចតើនឹងអាចទៅប្រៀបធៀបជាមួយនឹងគ្រូសាអភិជនបានយ៉ាងម៉េចទៅពូមីងក្រវីក្បាលបន្តិចនោះមិនមែនជាការពិតទេខ្ញុំបានឮអំពីគ្រូសាវូនៅក្នុងស្រុកហ្វឹងឈឹងដែលជាអ្នកគ្រប់គ្រងចំនួនក្រោយមានទេពកសមជ្ឈុំតែប៉ុណ្ណោះដែលគាត់មិនអាចបញ្ចេញនៅបច្ចេកទេសដែលគ្រូសាវូបាន 30% ផងស៊ឺមូក៏បានតបថាខ្ញុំមិនដឹងអំពីរឿងទាំងអស់នោះទេខ្ញុំដឹងត្រឹមថាប្រជាជននៅក្នុងក្រុងឈឹងហ្វឹងបាននិយាយថាគ្រូសាវូគឺជាគ្រូសាអ្នកប្រាជ្ញដែលមេគ្រូសាវូគឺជាសុភាពបរិសុទ្ធដែលមានទំនាក់ទំនងពាសពេញពិភពលោកនេះលោកពូមីងក៏បាននឹកឃើញនិយាយពីគ្រូសាវូហួរដែលជាកូនប្រុសច្បងនៃគ្រូសាវូនិងអ្នកកំឡោះស៊ឺមានអាយុប្រហាក់ប្រហែលគ្នាដូច្នេះអ្នកទាំងពីរស្គាល់គ្នាដែរឬទេពេលនោះការភ្នែករបស់ស៊ឺមូហាក់បីដូចជាភ្ញាក់ផ្អើលបន្តិចខ្ញុំមិនស្គាល់នោះទេអកស្រាមួយដែលធ្វើឲ្យលោកពូមីងក៏បាននិយាយថាបានហើយបំភ្លេចវាទៅនេះគ្រាន់តែជាសំណួរចង់ដឹងចង់លឺតែប៉ុណ្ណោះដោយនៅខាងក្រៅវិហារយើងក៏បានឃើញមនុស្សព្រៃមួយបានដើរចូលមកស្រែកមួយវាស់ដែលធ្វើឲ្យពួកគាត់នៅខាងក្នុងក៏បានភ្ញាក់ផ្អើលស៊ឺមូក៏បានប្រាប់ថាក្រោយៗមកនេះខ្ញុំមិនដឹងមានបញ្ហាអ្វីនោះទេនៅក្នុងព្រៃដោយសម្រេចសត្វព្រៃជាញញប់ត្រូវបានបន្លឺឡើងពីលើភ្នំជាសំណាងល្អយោធាភូមិភាគនៅហ្វឹងឈឹងក៏បានពង្រឹងការពារយ៉ាងរឹងមាំផងដែរលោកពូមីងក៏បានប្រាប់ខ្ញុំធ្វើដំណើរឃើញនៅដានចម្លែកមួយចំនួនមើលទៅវាមិនមែនជាសត្វព្រៃធម្មតានោះទេព្រោះថាដានដែលបានបន្សល់ទុកហាក់បីដូចជាសត្វចម្លែកមានស្នាមក្រញ៉ាំដៃជាប់នៅតាមដើមឈើហើយដានជើងរបស់វាដូចជាមនុស្សប៉ុន្តែមានទម្រង់ធំដែលពេលនេះវាបានដើរចូលមកដល់ក្បែរវិហារហើយស្រែកបន្លឺសំឡេងឡើងដែលធ្វើឲ្យអ្នករកគ្នាក៏មានការភ្ញាក់ផ្អើលស្របពេលដែរអង្កាំនៅចង្កេះរបស់ស៊ឺមូក៏បានមានចលនាបញ្ចេញនូវពន្លឺមកទៀតដឹងច្បាស់តែម្ដងថាវាកំពុងតែសម្ដៅចូលមកជិតពួកយើងហើយភ្លាមនោះវាក៏បានទម្លុះទ្វារចូលមកឡើងហុយជោគបង្ហាញនៅរូបរាងរបស់វាដែលគឺជាមនុស្សព្រៃរូបរាងរបស់វាដូចជាមនុស្សប៉ុន្តែធំដែលចលនារបស់វាដូចជាស៊ុំប៊ីភ្នែកឡើងពណ៌ស្វាយសម្លឹងទៅអ្នកទាំង3បន្ទាប់មកក៏បានរត់សម្ដៅចូលមកហក់ចូលទៅស៊ឺមូមុននឹងបើកការវាប្រហារក៏បានស្រែកប្រាប់ឲ្យអ្នកទាំងពីរលាក់ខ្លួនហក់ចូលកាប់ចេញជាមួយនឹងបច្ចេកទេសដាវខ្យល់គួយ13ស្នៀតលន់សូឆ្វិចហ្វាច់ធ្វើឲ្យស៊ុំប៊ីមួយនោះក៏បានធ្លាក់ចុះមកក្រោមវិញភ្ញាក់ផ្អើលបន្តិចបច្ចេកទេសដាវរបស់ខ្ញុំមិនអាចធ្វើអ្វីគេបាននោះទេស៊ុំប៊ីក៏បានបើកការវាប្រហារហក់ចូលមកជាមួយនឹងក្រញ៉ាំទាសចូលទៅដែលធ្វើឲ្យស៊ឺមូក៏បានខ្ទេចប៉ាមកខាងក្រោយអ្នកទាំងពីរប្រញាប់រត់ទៅមនុស្សចម្លែកមួយនេះពិតជាពិបាកដោះស្រាយជាមួយនឹងវាខ្លាំងណាស់ហក់ចូលទៅកាប់មួយដាវលន់សូទៅព្រើងបីផ្កាភ្លើងព្រាតដោយលោកពូមីងក៏បានប្រញាប់កាន់ដៃកូនស្រីរបស់គាត់រត់ចេញអាស៊ុំ
មប៊ីក៏លេខឃើញទើងក៏បានដេញតាមពីខាងក្រោយពេលនោះស៊ឺមូក៏បានរវែផាំងដ៏ធំមួយជើងប៉ាំងទៅបុកចំអាស៊ុំប៊ីដឹបប៉ុន្តែនៅតែធ្វើអ្វីវាមិនបាននោះទេវាក៏បានស្រែកចេញនៅរលកសំឡេងដ៏ខ្លាំងក្លាដែលធ្វើឲ្យលោកពូមីងហើយនឹងកូនរបស់គាត់ព្យាយាមទប់ត្រចៀកដោយសារតែមាត់ស្អុយខ្លាំងពេកបន្តប្រើប្រាស់នៅក្រញ៉ាំដៃវាទម្លុះនៅសសរដ៏ធំមួយនោះដើម្បីស្ទាក់ចាប់អ្នកទាំងពីរកិច្ចបន្តិចធ្វើឲ្យពួកគាត់ក៏បានអុកគូតដួលស៊ឺមូក៏បានសម្រុកចូលមកក្រវីនៅដៅមួយជុំប្រើប្រាស់នៅបច្ចេកទេសខ្យល់បក់ឆ្លងកាត់ពពកដែលពោពេញទៅដោយចំហាយធម្មពលកាប់ចូលទៅប៉ុន្តែស៊ុំប៊ីវាមាននៅកម្លាំងធម្មពលដូចគ្នាក៏បានយកដៃមកទប់រោមពើងព្រោះវាចេញបន្តិចធ្វើស៊ឺមូក៏បានប៉ើងវានៅតែបន្តវាចូលស៊ឺមូនៅតែកាប់ទប់រោមផ្លោះស្នៀបន្តិចស៊ីមិនដៃចូលទ្រូងឌឹបផ្អឹបនឹងសសរអូតឈាមចេញពីមាត់ដែលធ្វើឲ្យចុងសៀវក៏មានការព្រួយបារម្ភអ្នកប្រុសស៊ឺមូពេលនោះពុករបស់គាត់ក៏បានក្តោបមាត់របស់នាងក៏មិនចេញសម្លេងខ្លាំងនៅទីនេះហើយទុកឲ្យពុកជាអ្នកទៅជួយបញ្ចូលនៅក្រុមបញ្ចូលទៅក្នុងអាវុធសម្ងាត់អាមេទុករកឱកាសដែលពេលនោះស៊ុំប៊ីជាមួយនឹងស៊ឺមូក៏បានបើកការវាប្រហារជាមួយនឹងដាវពោពេញទៅដោយចំហាយធម្មពលកាប់ចូលទៅពេញមួយទំហឹងទប់រងជាមួយនឹងកម្ដាប់ដៃរបស់ស៊ុំប៊ីបែកផ្កាភ្លើងព្រាតខ្ទាតប៉ាងបន្តិចធ្លាក់ដៃចេញពីដៃដែលធ្វើឲ្យស៊ុំប៊ីក៏បានចាប់ច្របាច់ករបស់គាត់ជាប់លើកឡើងទៅខាងលើហើយនេះគឺជាឱកាសរបស់ពូមីងផងដែរបាញ់ចេញនៅគ្រាប់ព្រួយសម្ងាត់របស់គាត់ភួចចំក្បាលរបស់ស៊ុំប៊ីជ្រួចស្រែកចាយទម្លាក់ស៊ឺមូមកវិញលុតជង្គង់ចុះដែលធ្វើឲ្យស៊ឺមូក៏បានដឹងថាដូច្នេះភាពទ្រង់ស្អុយរបស់វាគឺនៅកញ្ចឹងកនិងឆ្អឹងខ្នងដែលពេលនេះវាបានខឹងយ៉ាងខ្លាំងបែរមកដាក់កោដៅទៅលើលោកពូមីងដែលពេលនោះគាត់ក៏បានជួយបង្វិលអាវុធសម្ងាត់មកជាកណ្ដុងកំភ្លើងវិញដែលធ្វើឲ្យស៊ឺមូក៏មានការព្រួយបារម្ភលោកពូបញ្ចេញនៅចំហាយធម្មពលសាយភាយពេញរាងកាយហាឡាខ្លួនទៅខាងលើចាប់ដកដៃចេញមកហោះចូលទៅកាប់ពីខាងក្រោយប៉ុន្តែស៊ូប៊ីក៏លេខឃើញទាន់យកដៃរបស់វាទប់រងស៊ឺមូក៏បានបន្តប្រើប្រាស់បច្ចេកទេសដៃខ្វាយទៅលើវាឆ្វិចហ្វាច់ពេលនោះលោកពូមីងក៏បានញាត់គ្រាប់ចូលទៅក្នុងអាវុធសម្ងាត់ដោយស៊ឺមូក៏បានត្រូវមួយដៃពេញមួយទំហឹងខ្ទាត់ប៉ាំងទៀតហើយចំណែកលោកពូមីងក៏បានបាញ់ចេញមួយគ្រាប់ផុងចំកណ្ដាលមកអាស៊ុំប៊ីពេញផាងហុយជោគថែមមួយគ្រាប់ទៀតភុចឆេះគិលបាញ់ចេញជាបន្តប៉ុន្តែមិនអាចធ្វើអ្វីវាបាននោះទេដោយសារតែលោកពូមីងមិនបានដឹងពីចំណុចខ្សោយរបស់វាគឺនៅខាងក្រោយខ្នងព្យាយាមបាញ់មួយគ្រាប់ទៀតក៏បានអុកគូតទៅខាងក្រោយហើយអ្វីបានជាការវាប្រហាររបស់ខ្ញុំទាំងអស់មិនអាចធ្វើអ្វីវាបានអញ្ចឹងលើកដៃបាញ់ចេញទៅប៉ុន្តែវាអស់គ្រាប់បាត់ទៅហើយធ្វើឲ្យជុងមីងនាងក៏បានស្រែកថាពករត់ចូលទៅស៊ឺមូពេលនេះស៊ូស្លាប់ដើម្បីស្រីស្អាតហក់ចូលទៅក្រវិញចេញជាមួយនឹងបច្ចេកទេសដៅខ្យល់វឹកវរលន់សូទៅឆាច់បែកឈាមខ្ចាយឌូស្ដូស្ងាត់មាត់ឈឹងចុងសៀវនាងក៏បានប្រញាប់រត់ទៅគ្រាឪពុករបស់គាត់យ៉ាងម៉េចទៅហើយពុកមិនអីនោះទេការលេចចេញនៃសត្វចម្លែកបែបនេះពិតជាគួរឲ្យសង្ស័យខ្លាំងណាស់ដូច្នេះយើងត្រូវតែគូចាក់ចេញពីទីកន្លែងនេះឲ្យបានលឿនបំផុតលោកពូមីងនិងកូនស្រីរបស់គាត់កំពុងតែដើរចាក់ចេញទៅពី3ជំហានគាត់ត្រូវបានស៊ុំប៊ីចាប់ស្មាជ្រប់ក្រវិញទៅខាងក្រោយហក់ចូលទៅតាមប្រាក់ក្រញ៉ាំរបស់វាចាក់ទម្លុះរាងកាយរបស់គាត់ច្រាច់បែកឈាមខ្ចាយពូមីងឈាមហូរប៉ុណ្ណឹងហើយក៏បានចាប់ដៃរបស់អាស៊ុំប៊ីជាប់លឿនឡើងប្រញាប់កាត់ក្បាលរបស់វាភ្លាមទៅស៊ឺមូមិនចាំយូរនៅឡើយជាមួយនឹងចំហាយធម្មពលពីរាងកាយសម្រុកចូលមកហក់កាប់ចេញជាមួយនឹងស្រមោលរបស់គាត់ជាច្រើនសំឡាបលន់សូទៅឆ្វាច់ដែលធ្វើឲ្យក្បាលរបស់អាស៊ុំប៊ីក៏បានដាច់ប៉ាត់ចេញពីរាងកាយរបស់វាធ្លាក់ចេញនៅត្រាសម្គាល់ខ្លួនមួយដែលធ្វើឲ្យស៊ឺមូក៏បានរើសយកមកមើលបន្ទាប់មកក៏បានស្ទុះចូលទៅមើលលោកពូមីងដែលគាត់កំពុងតែដេកដួលនៅនឹងកន្លែងជុងសៀវនាងបានយំយ៉ាងខ្លាំងលោកពូមីងក៏បានយកដៃរបស់គាត់ដែលប្រឡាក់ដោយឈាមជូតនៅទឹកភ្នែករបស់កូនស្រីសៀវកុំខ្លាចអីស៊ឺមូក៏បានឲ្យគាត់រងចាំនៅទីនេះសិនទៅដោយសារតែរបួសធ្ងន់ធ្ងរខ្លាំងពេកខ្ញុំនឹងប្រញាប់ទៅរកលោកគ្រូពេទ្យមកជួយពូមីងក៏បានចាប់ដៃរបស់ស៊ឺមូជាប់វាយឺតពេលហើយអត់ទេពុកមិនអាចទៅណាចោលខ្ញុំបាននោះទេគាត់ក៏បានយកដៃស្ទះក្បាលរបស់ចុងសៀវឥឡូវនេះក្តីបារម្ភតែមួយគត់របស់ពុកគឺជាកិច្ចសន្យាអាពាហ៍ពិពាហ៍របស់កូនជាមួយនឹងគ្រូសាវូបើពុកស្លាប់ទៅពុកខ្លាចថាពួកគេនឹងមិនធ្វើតាមកិច្ចសន្យានោះទេហើយថែមទាំងមិនមើលថែកូនឲ្យបានល្អទៀតផងស៊ឺមូក៏បាននិយាយលោកពូមីងចង់នោមកូនស្រីរបស់លោកពូចូលទៅជ្រកកោននៅក្នុងគ្រូសាវូមែនទេមិនចាំបាច់បារម្ភនោះទេខ្ញុំបានឮមកថាសមាជិកគ្រូសាវូគឺជាសុភាពបរិសុទ្ធថែមទាំងសុភាពរាបសារទៀតផងវាមានទំនងដែលគ្រូសាវូមានគោរពពាក្យសន្យានោះឡើយពូមីងក៏បានប្រាប់បេហាបីដូចជាអ្នកកំឡោះស៊ឺមិនទាន់យល់ពីគ្រូសាវូនៅឡើយនោះទេប្រសិនបើខ្ញុំមិននៅទីនោះខ្ញុំខ្លាចតែសៀវនឹងត្រូវបានគេធ្វើបាបអ្នកកំឡោះស៊ឺខ្ញុំចង់សុំការអនុគ្រោះពីនេះតើបានដែរឬទេលោកពូមីងសូមនិយាយមកមិនចាំបាច់ក្រែងចិត្តខ្ញុំនោះទេគាត់ក៏បានដកនៅប្រអប់ចាស់មួយហើយទៅឲ្យស៊ឺមូសូមអ្នកកំឡោះទទួលយកអំណោយមួយនេះផងនេះគឺជាកំណត់ទ្រព្យដ៏មានតម្លៃបំផុតរបស់គ្រូសាជុំខ្ញុំហើយឥឡូវនេះខ្ញុំសូមផ្ដល់ជូនជាផ្នែកមួយនៃថ្លៃបណ្ណាការរបស់លោកស៊ឺសង្ឃឹមថាលោកស៊ឺនឹងមើលថាសៀវឲ្យបានល្អជំនួសខ្ញុំកុំធ្វើឲ្យនាងខកចិត្តឲ្យសោះចុងសៀវក៏បានប្រកាសខ្ញុំមិនរៀបការជាមួយនឹងអ្នកណានោះទេកូនគ្រាន់តែចង់ឲ្យពុកមានកើតអ្វីនោះទេហើយស៊ឺមូក៏បានបដិសេធផងដែរខ្ញុំមិនចង់ទទួលយកកំណត់ទ្រព្យរបស់លោកពូឡើយជាពិសេសគឺរឿងរៀបការជាមួយនឹងកូនរបស់លោកពូឬមួយក៏លោកស៊ឺមិនចូលចិត្តនឹងរាងកាយរបស់សៀវស៊ឺមូក៏បានបដិសេធទេមិនមែនដោយលោកពូគិតឡើយពូមីងក៏បានបន្តនិយាយបើអញ្ចឹងខ្ញុំនឹងចាត់ទុកថាជាការយល់ព្រមដាច់ខ្យល់ប៉ិតស្ដោកដែលធ្វើឲ្យចុងសៀវស្រែកយំយ៉ាងខ្លាំងលោកពូដល់ពេលព្រឹកល្មមសពរបស់លោកពូមីងក៏ត្រូវបានកប់រួចរាល់ស៊ឺមូបន្ទាប់ពីឃើញនាងអង្គុយលុតជង្គង់យូរពេកនៅចំពោះមុខភ្នំរបស់ឪពុកនាងគាត់បានស្លាប់ហើយមិនអាចរស់ឡើងមកវិញបានទេដូច្នេះសូមទទួលយកការរំលែកទុក្ខរបស់ខ្ញុំផងគ្រានាងឡើងមកវិញខ្ញុំមិនគួរណានិយាយច្រើននោះទេប៉ុន្តែដោយសារតែឪពុករបស់នាងបានជួយជីវិតរបស់ខ្ញុំដូច្នេះខ្ញុំនឹងនិយាយការពិតដោយស្មោះត្រង់ប្រាប់ទៅនាងខ្ញុំគឺជាកូនចិញ្ចឹមរបស់អ្នកស្រីជីនឈិននៃវិមានជីនមកពីក្រុងហ្វឹងឆឹងមានវិមានមួយនៅជាយក្រុងលើពីនេះទៅទៀតមានអាជីវកម្មមួយនៅក្នុងក្រុងទៀតផងបាទនាងសៀវមានតម្រូវការអ្វីអាច
ទៅរកខ្ញុំបានគ្រប់ពេលប៉ុន្តែមរតកដែលជាចំនួននៃការភ្ជាប់ពាក្យរបស់ពួកយើងខ្ញុំមិនអាចទទួលយកបាននោះទេកញ្ញាសៀវនាងក៏មិនទទួលយកវិញនោះដែរការស្រឡាញ់របស់ឪពុកគឺជាជ្រៅខ្លាំងណាស់បានជាមុនស្លាប់គាត់បានប្រគល់ខ្ញុំទៅឲ្យលោកប៉ុន្តែរឿងទាំងអស់នេះនៃប្រុសស៊ឺមិនចាំបាច់យកចិត្តទុកដាក់នោះទេហើយរបស់មួយនេះគឺជាអំណោយរបស់ឪពុកខ្ញុំដែលបានប្រគល់ឲ្យលោកដូច្នេះខ្ញុំសូមមិនទទួលយកវិញនោះទេប៉ុន្តែស៊ឺមូនៅតែប្រគល់ឲ្យវិញដោយសារតែរបស់មួយនេះគឺជាកំណប់ទ្រព្យរបស់គ្រូសាជុងវាមិនមានហេតុផលអ្វីដែលខ្ញុំត្រូវទទួលយកនោះឡើយកញ្ញាសៀវនៅតែបដិសេធក្រវីក្បាលស៊ឺមូក៏បានអស់យោបល់ទទួលយកទុកសិនប្រសិនបើនាងចង់យកវានៅថ្ងៃណាអាចត្រឡប់មកយកវិញបានខ្ញុំនឹងរងចាំនៅក្នុងវិមានគ្រូសាជីនតើនៅថ្ងៃអនាគតនាងមានកម្រងបន្តធ្វើអ្វីទៀតកញ្ញាសៀវក៏បានប្រាប់ខ្ញុំបានភ្ជាប់ពាក្យជាមួយនឹងគ្រូសាវូរួចហើយដូច្នេះត្រូវតែបំពេញតាមការសន្យាប៉ុន្តែបើគ្រូសាវូពិតជាដោយឪពុករបស់ខ្ញុំបាននិយាយមែនដល់ពេលនោះខ្ញុំនឹងរកផែនការផ្សេងទៀតពេលនោះសំឡេងឆ្កែចចកព្រៃក៏បានបន្លឺឡើងតែធ្វើឲ្យស៊ឺមូក៏មានការព្រួយបារម្ភកន្លែងនេះមិនមានសុវត្ថិភាពនោះទេដូច្នេះធ្វើតាមការសម្រេចចិត្តរបស់នាងចុះហើយខ្ញុំនឹងជួយដំណើរនាងទៅគ្រូសាវូចាស់ពិតជាអរគុណខ្លាំងណាស់នេះប្រុសស៊ឺសម្រាប់បងប្អូនដែលចង់ទស្សនាការសម្រាយរឿងរបស់ admin ដែលមានច្រើនភាគអាចចុច join ទៅក្នុងក្រុមរបស់ admin បានឬក៏ចូលជាសមាជិកកូនក្រុម VIP របស់ admin ដែលមានរឿងផលប្រចាំថ្ងៃជូនបងប្អូនទាំងអស់គ្នាទស្សនាម្យ៉ាងទៀតមានរឿងស្រាប់ចំនួន6-7រឿងឯណោះដែល admin បានអាប់ឡូតរួចជាស្រេចគ្រាន់តែអ្នកទាំងអស់គ្នាបងត្រឹមតែ$1ក្នុងមួយខែនឹងក្លាយជាសមាជិកនៅក្នុងកូនក្រុម VIP របស់ admin ប្រសិនបើបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍អាចតាក់ទងមក Telegram ផ្ទាល់របស់ admin បានចាត់មកក្នុងក្រុម function នៃគ្រូសាវូស៊ឺមូនិងកញ្ញាសៀវក៏បានមកដល់ឈររងចាំនៅមាត់ទ្វារដែលពេលនោះអ្នកបម្រើ2នាក់ក៏បានបើកទ្វារបរិសម្នាក់ក៏បានដើរចូលមកนั่นគឺជាលោកម្ចាស់នៃគ្រូសាវូសៀវគឺជានាងមានទេតើនៅចាំខ្ញុំបានដែរឬអត់ខ្ញុំគឺជាលោកពូវូតុងតែប៉ុន្មានឆ្នាំសោះឥឡូវនេះនាងបានធំពេញក្រមុំហើយហេតុអ្វីបានជាមិនឃើញបងប្រុសជួងមីងកញ្ញាសៀវនាងក៏បាននិយាយប្រាប់នៅតាមផ្លូវធ្វើដំណើរមកទីនេះឪពុករបស់ខ្ញុំក៏ត្រូវបានស្លាប់បើមិនបានអ្នកប្រុសស៊ឺជួយនោះទេខ្ញុំក៏មិនអាចមានជីវិតមកដល់ទីនេះដែរតង់ដកដង្ហើមធំមួយបងប្រុសមីងមិនគូណាបងត្រូវស្លាប់បែបនេះសូមចូលរួមរំលែកទុកដល់ក្រៀមក្រំផងក្មួយស្រីមើលទៅអ្នកកំឡោះស៊ឺពិតជាមានចិត្តល្អខ្លាំងណាស់តើអ្នកគឺជាកូនប្រុសទី2នៃគ្រូសាជីនមានទេដាក់ដៃធ្វើការគោរពគូសមបាទខ្ញុំស៊ឺមូសូមគោរពលោកម្ចាស់វូបានហើយមិនចាំបាច់គូសមនោះទេដោយសារតែអ្នកបានជួយក្មួយស្រីរបស់ខ្ញុំហើយត្រឡប់មកវិញដោយសុវត្ថិភាពដូច្នេះខ្ញុំនឹងរៀបចំកាដូមួយសម្រាប់អរគុណអ្នកដើម្បីបង្ហាញពីការដឹងគុណរបស់ខ្ញុំស៊ឺមូក៏បានបដិសេធលោកម្ចាស់វូពិតជាចិត្តល្អពេកហើយប៉ុន្តែដោយសារតែខ្ញុំមានកិច្ចការរវល់ប្រញាប់ត្រឡប់ទៅវិញសូមលាសិនហើយនាងសៀវចាស់អ្នកប្រុសស៊ឺប្រយ័ត្នខ្លួនផងតែពេលនោះនាងបានឈរសម្លឹងមើលស៊ឺមូពីខាងក្រោយមិនដាក់ភ្នែកនោះទេចំណែកលោកម្ចាស់វូវិញពេលនោះទឹកមុខរបស់គាត់ដូចជាមិនសូវស្រួលសោះវាហាក់បីដូចជាមានអ្វីម្យ៉ាងចាប់ផ្ដើមនឹងសាយរឿងនេះពេលប្រឡប់យើងក៏បានឃើញក្រុមអ្នកលេងកំពុងតែវាធ្វើបាបទៅលើបរិសម្នាក់ជំពាក់លុយលបងធំរបស់យើងមិនសងឯងចង់ស្លាប់ហើយមែនទេបរិសដែលគេបានវាធ្វើបាបគាត់បាននិយាយថាខ្ញុំពិតជាគ្មានប្រាក់នោះទេប្រជាជននៅទីនោះគ្មានអ្នកណាហ៊ានជួយនោះឡើយតែពួកគាត់បានដឹងថានេះគឺជាក្រុមអ្នកមាសពួកវាខុសខើខ្លាំងណាស់ខ្ញុំបានឮមកថាមេក្រុមរបស់វាឈ្មោះកៅគុយបានស៊ីសាច់មនុស្សទៀតផងបន្តវាតែខាងមុខសុំអង្វរលោកម្ចាស់កៅគុយនៅក្នុងថ្ងៃនេះខ្ញុំពិតជាគ្មានប្រាក់នោះទេសូមលោកម្ចាស់លើកលែងខ្ញុំផងពេលនោះវាក៏បានទីនៅកំបិតកាន់នៅចានឯងជួយសាកភ្លក់សាច់ស្រស់ខ្ញុំបន្តិចមើលឆាប់ឡើងវាមិនមានរសជាតិឆ្ងាញ់ឡើយប្រសិនបើវាត្រជាក់បរិសម្នាក់នោះមិនតបពីយកមកកាន់មើលក៏ស្ទាក់ស្ទើរបន្តិចដែរប៉ុន្តែដោយសារតែគាត់មិនហ៊ានជំទាស់ក៏បានញ៉ាំមួយដុំទីស្មារបស់គាត់បន្តិចថ្មីនេះលាវសានដែលជាអ្នកលក់សាច់ជ្រូកនៅតាមផ្លូវខាងត្បូងខ្ញុំបាននិយាយជាមួយនឹងគេដូចជានិយាយជាមួយនឹងអ្នកដែរប៉ុន្តែឥឡូវនេះវាបានស្លាប់កាលពីព្រឹកមិញរួចរាល់ហើយអញ្ចឹងប្រាប់ខ្ញុំមើលតើសាច់ស្រស់មួយនេះមានរសជាតិយ៉ាងម៉េចដែរដែលធ្វើឲ្យកូនបំណុលម្នាក់នោះសុំឡើងទៅមើលសាច់ពីរដុំនៅក្នុងចានធ្វើឲ្យគាត់ក៏បានគៀងដួលតែម្ដងក្អួតវក់បើអ្នកណាផ្សេងទៀតដែលគិតមិនចង់សងលុយខ្ញុំគ្រាន់តែលើកដៃសំពះបន្ទាប់មកស៊ូកំបិតមួយនេះនឹងឲ្យបរោះដ៏ខូខើម្នាក់នេះគឺជាមេក្រុមអ្នកមាសដែលមានឈ្មោះថាកៅគុយខណៈពេលនោះក៏មានមនុស្សមួយក្រុមទៀតប្រដាប់ដោយអាវុធបានស្រែកឡើងថាគឺជាខ្ញុំតើវាយ៉ាងម៉េចដែលធ្វើឲ្យកៅគុយក៏បានដឹងថាអូខ្ញុំស្មានថាគឺជាអ្នកណាតាមពិតគឺជា function ដែលមកពីក្រុមឆ្កែខ្មៅនឹងឲ្យដល់អ្វីដែលកៅគុយបាននិយាយគាត់គឺជា function មកពីក្រុមចចកខ្មៅកៅគុយកុំសូវឃ្លានអាហារខ្លាំងពេកប្រយ័ត្នវាបែកពោះស្លាប់ទៅពេលនោះកំបិតធំរបស់កៅគុយបានទម្លាក់ចូលទៅលើផ្លូវអូវាលំបែកខ្ទេចតែឯងគិតថាឯងគឺជាអ្នកណាដែលហ៊ានមកប្រមាថក្រុមរបស់យើងពួកគេទាំងពីរក្រុមបានសម្រុកចូលរកគ្នាបងធំទូលនឹងបងធំកូនចៅទូលនឹងកូនចៅដែលការវាប្រហាររបស់ពួកគេគឺជាការដណ្ដើមតំបន់ដើម្បីគ្រប់គ្រងកន្លែងមួយនេះពួកគេទាំងពីរនាក់មិនព្រមគ្នានោះឡើយបន្តវាប្រហារគ្នាទៀតតែពេលនោះកូនចៅរបស់កៅគុយក៏បានមកជួយទាន់ពេលវេលាដែលបានប្រើខ្សែគប់ទៅទាញដៃរបស់ function ដែលធ្វើឲ្យគាត់បានដឹងថាមនុស្សមកពីសាលាគុនជីនហើយមួយទៀតក៏បានប្រើលំពេងចាក់ចូលមកគាត់ក៏បានប្រើអាវុធគីបជាប់ដែលធ្វើឲ្យកៅគុយមានឱកាសកាប់ចូលមួយកំបិតធំរបស់គាត់ប៉ាំងទៀតប៉ាំងទៅខាងក្រោយលន់មកថាហេតុអ្វីបានជាក្រុមយើងចាញ់បែបនេះកៅគុយក៏បានសប្បាយចិត្តមើលទៅខ្ញុំទទួលបានអាហារសម្រន់ពេលយប់បន្ថែមទៀតហើយកំបិតធំនៅក្នុងដៃបំរុងនឹងប្រឡាយ function ទៅហើយអាវុធមួយដ៏លឿនមកវាប្រហារចូលមករៀងពើងបែកផ្កាភ្លើងព្រាកស្លន់ស្លោបន្តិចស្រែកថាតើឯងគឺជានរណាសម្លឹងទៅឃើញបរិសម្នាក់នៅលើដំបូលធ្វើឲ្យ function ក៏បានសប្បាយចិត្តប្អូនប្រុសយុវជនពាក់របាំងមុខម្នាក់នោះក៏បានសម្លឹងទៅមើលក្រុមអ្នកមាសសរុបទាំងអស់មាន17ក្បាលដែលក្នុងចំណោមពួកគេមាន3អ្នកធំនិង14អ្នកទីទូចទម្លាក់ខ្លួនចុះមកខាងក្រុមឌឹបហុយដែលរហស្សនាមរបស់គាត់គឺជាកំដាប់ដៃកៅគុយក៏បាននិយាយខ្ញុំបានឮពីគេឈ្មោះរបស់ឯងយូរមកហើយប៉ុន្តែនៅក្នុងថ្ងៃនេះឯងពិតជាសំណាងអាក្រក់ណាស់ដែលបានជួបខ្ញុំពួកឯងសម្លាប់វាភ្លាមទៅអាប៉ែម្នាក់ក៏បានក្រវីនៅលំពេ
របស់វាចាក់ចូលទៅយុវជននេះនោះក៏បានប្រាប់ប្រាស់នៅកំដាប់ដៃរបស់គាត់ដល់ទប់រងពើងធ្វើឲ្យវាក៏បានប៉ាំងទៅខាងក្រោយពេលនោះអាប៉ែម្នាក់ក៏បានប្រើនៅខ្សែរបស់វាក៏រវែងទៅចាប់កដៃជាប់ហើយអ្វីបានចាំបាច់លាក់ក្បាលលាក់កន្ទុយតែឯងគឺជាអ្នកក្លានប្រភេទអ្វីទៅដល់យុវជនពាក់របាំងមុខនេះនោះក៏បានក្រឆក់ខ្សែដែលជាប់នៅនឹងដៃក្រវត្តអាពងអណ្ដើមម្នាក់នោះមកខាងមុខដល់មួយដៃពេញមួយទំហឹងដែលពោពេញទៅដោយចំហាយធម្មពលលន់សូទៅឌឹបខ្ទាតប៉ាំងទៅបំបុកអានៅខាងក្រោយហុយជោគដែលធ្វើឲ្យក្រុមរបស់កៅគុយមានការតក់ស្លុតបន្តិចផងដែរប្រញាប់ឡើងសម្រុកចូលទាំងអស់គ្នាដើម្បីសម្លាប់អាចចង្រៃម្នាក់នោះបានលំងធំចូលមិនទាន់បានសាច់ការអ្វីផងលន់សូតែឌឹបស្រែកចាច់ដោយសារតែកំដាប់ដៃរបស់បរោះបែតមុខម្នាក់នោះវាសូទៅឌឹមផ្ទុះទាំងសាយភានចំហាយធម្មពលដ៏ខ្លាំងក្លាធ្វើឲ្យពួកគេទាំងអស់នោះខ្ទាតប៉ាំងមកខាងក្រោយស្ដោកមិនតោះហក់ចូលមកយ៉ាងលឿនជាមួយនឹងកំដាប់ដៃដែលពោពេញទៅដោយចំហាយធម្មពលម៉ាត់កៅគុយពេញមួយទំហឹងឌឹបអូយហោះស្ទុយមិនតោះហក់មកតាមទីបដូរកំដាប់ដៃម្ដងផាច់คลิกទៅខាងក្រោមប្រេះថ្នល់មិនឈប់ត្រឹមនឹងជាមួយនឹងចំហាយធម្មពលដ៏ខ្លាំងក្លាសម្រុកចូលម៉ាត់កណ្ដាលមុខលឿនសូទៅឌឹមខ្សែព្រាតប៉ាំងពួកអាពងដាល់ទាំងអស់នោះហើយសាយរឿងក៏បានកាត់មកក្នុងសំណាក់ក្រុមចចកខ្មៅបន្ទាប់ពីប្រយុទ្ធគ្នាមួយប្រែពួកគេក៏មានការរងរបួសផងដែរចំណែកនៅជាន់ទី2ហ្វឹងសៀនក៏បាននិយាយអរគុណទៅកំដាប់ដៃដែលបងបានជួយបងនៅក្នុងយុគនេះហើយនេះគឺជាថ្លៃជួលសរុប290កាក់ថ្មីនេះក្រុមចចកខ្មៅបានបរិយាទីតាំងយ៉ាងឆាប់រហ័សហើយត្រូវការបន្ទាន់នៅមនុស្សដែលមានទេពកោសល្យដូចជាប្អូនកំដាប់ដៃបដិសេធភ្លាមតែម្ដងបងប្រុសហ្វឹងនឹងថាខ្ញុំលាបងទៅចំពោះក្បាច់គុណតែប៉ុណ្ណោះហើយមូលហេតុចម្បងដែលខ្ញុំជួយបងនៅលើកនេះគឺដើម្បីប្រាក់ដើម្បីទិញឱសថលើពីនេះទៀតបងគឺជាមនុស្សសមរម្យម្នាក់មិនដូចក្រុមទំនើងដទៃទៀតដែលប្រព្រឹត្តតែអំពើអាក្រក់ហ្វឹងសៀនក៏បាននិយាយដោយសារតែបងមិនចង់ធ្វើដូចជាលបងធំទី2បានហើយបំភ្លេចវាចោលទៅប្រសិនបើអ្នកបដូរចិត្តចង់ចូលមកក្រុមចចកខ្មៅរបស់បងត្រូវតែប្រញាប់ឲ្យបងបានដឹងមុនហើយសម្រាប់កិច្ចការម្ដងនេះក៏អរគុណប្អូនខ្លាំងដែរលើកដៃធ្វើការគោរពគូសមដូចគ្នាកំដាប់ដៃក៏បានស៊ូមនុស្សដែលខ្ញុំបានសុំឲ្យបងស្វែងរកការពីពេលមុនតើមានតម្រុយខ្លះទេហ្វឹងសៀនក៏បានហុចនៅក្រដាស់មួយដុំដែលគាត់បានប្រាប់ពេលនេះបងបានចម្លងរីរលហើយសាកពេលនេះមើលតើវាដូចទេកំដាប់ដៃក៏បានយកមកមើលដែលគឺជារូបបរិសម្នាក់ដែលបានពាក់របាំងមុខដែលស្រដៀងទៅនឹងឃាតករកាលពី10ឆ្នាំមុនវាបានសម្លាប់នៅគ្រួសាររបស់លោកពូនិមិញស៊ឺមូហ្វឹងសៀនក៏បានដាក់ដៃធ្វើការគោរពម្ដងទៀតខ្ញុំនឹងជូនបំណឹងទៅអ្នកភ្លាមប្រសិនបើមានតម្រុយបានអរគុណច្រើនហើយបំរុងនឹងត្រឡប់ទៅវិញហើយក៏បាននឹកឃើញរឿងម្យ៉ាងដកចេញរូបមន្តធ្វើដើរឡើងមកតើបងហ្វឹងអាចជួយខ្ញុំបានទេពីនេះមើលបន្តិចអាវុធមួយនេះពិតជាប្រណិតខ្លាំងណាស់កំដាប់ដៃក៏បានដកថងប្រាក់មួយស្បោងឲ្យគិតថាមិនគ្រប់គ្រាន់ដកថែមមួយទៀតបងអាចប្រាប់ខ្ញុំបានប្រសិនបើបងត្រូវការបន្ថែមទៀតថងយកទុកប្អូនប្រុសមិនចាំបាច់និយាយបែបនេះទេពួកយើងគឺជាបងប្អូនល្អមានអ្វីជួយគ្នាទៅវិញទៅមកដោយកំដាប់ដៃក៏បានធ្វើការគោរពអរគុណម្ដងទៀតខ្ញុំលាសិនហើយផ្លូវមានមិនដើរនោះទេបន្លាស់ទីរត់តាមលំបូរទាហក់ចោះរត់ចូលក្នុងច្រកមួយចេញមកវិញគឺជាស៊ឺមូនឹងហើយអ្នកទាំងអស់គ្នាកំដាប់ដៃហើយនឹងស៊ឺមូគឺជាមនុស្សតែមួយពេលនោះគាត់ក៏បានក្តោបទ្រូងហាក់បីដូចជាឈឺខាងក្នុងថ្មីនេះរោគសញ្ញាប្រចាំតកូលរបស់ខ្ញុំហាក់បីដូចជាវារើឡើងញញឹមណាស់ក្រឡេកមកមើលសាលាសិល្បៈក្បាច់គុនលាវហ្វឹងដែលស៊ឺមូកំពុងតែបញ្ចេញនៅក្បាច់ដៃរបស់គាត់ដែលមានសិស្សរួមគ្រូជាច្រើនកំពុងតែអមឈរមើលបច្ចេកទេសដើរខ្យល់បកគឺមានសន្ទុះល្បឿនលឿនខ្លាំងណាស់វាអាចកាប់ចេញនឹងផ្ដាច់ដូចជាកាត់ឫស្សីដោយស្នេហ៍ដើរទាំងអស់នេះកាត់ចេញពីបច្ចេកទេសដើរធម្មជាតិតែមួយគត់គេនិយាយថាគាត់គ្មានគូព្រាមនោះទេអាចសម្លាប់សត្រូវ5នាក់ក្នុងមួយដងហើមបន្ទាប់ពីបញ្ចេញស្នេហ៍ដៃចប់ដាក់ដៃចូលទៅក្នុងស្រោមវិញនេះទាំងអស់គ្នាក៏បានទៀតដៃពិតជាអស្ចារ្យណាស់ពិតជាដូចការរំពឹងទុកមែនប្អូនបានធ្វើល្អខ្លាំងណាស់ពេលនោះអាប៉ែម្នាក់គីស្មាជាប់សរសើរមិនដាច់ពីមាត់នោះទេក្បាច់ដៃដែលប្អូនស៊ឺបានបញ្ចេញវាមានល្បឿនលឿននិងកម្លាំងខ្លាំងក្លាសម្បីតែវាងធានហើយក៏ត្រូវហៅប្អូនថាជីតាក្បាច់ដៃដែរដោយមានបរិសម្នាក់ក៏បានជំទាស់ប៉ុន្តែគ្រូសាវាងមាននៅខ្សែឈាមពិសេសបូករួមទាំងបច្ចេកទេសលំពេងភ្លើងបុរាណរបស់គាត់ស៊ឺមូក៏បាននិយាយថាបងទាំងពីរកំពុងតែលើកឡើងពីរៀមច្បងវាងធានហើយដែលគឺជាសិស្សគុណលេខ1នៅក្នុងក្រុងហ្វឹងឆឹងមែនទេកុំបារម្ភអីបងប្រុសទោះបីជាគេមាននៅខ្សែឈាមពិសេសនៃគ្រូសាក៏ដោយវាគ្មានប្រយោជន៍នោះទេប្រសិនបើវាមិនភ្ញាក់ឡើងមកដល់អាប៉ែជំទាស់ម្នាក់នោះតែបន្តកាត់ចង្វាក់គ្រូសាវាងមាននៅខ្សែឈាមពិសេសគ្រប់ចំនួនថែមទាំងក្បាច់គុណរបស់ពួកគាត់ខ្លាំងក្លាទៀតផងវាគ្រាន់តែជាបញ្ហាពេលវេលាបន្តិចបន្តួចតែប៉ុណ្ណោះដែលខ្សែឈាមពិសេសរបស់គាត់មិនទាន់ភ្ញាក់ឡើងដល់ពេលនោះមិនចាំបាច់និយាយពីកម្រិតរបស់គាត់នោះទេវាច្បាស់ជាលើឯងជាមិនខានដែលធ្វើឲ្យអាប៉ែម្នាក់នៅខាងស៊ឺមូក៏បានតវ៉ាខ្ញុំមិនលើកទឹកចិត្តអ្នកដទៃនោះទេព្រោះតែខ្ញុំឃើញប្អូនស៊ឺមានកម្លាំងធម៌ពលដ៏អស្ចារ្យជាមួយនឹងទេពកោសល្យក្បាច់ដៃរបស់គាត់ទៀតផងដល់ពេលនោះសំឡេងមួយក៏បានមកលើឡើងតើពួកអ្នកកំពុងតែធ្វើអ្វីពេលនោះអ្នករស់គ្នាក៏បានធ្វើការគោរពលោកគ្រូនឹងហើយគាត់គឺជាលោកគ្រូនៅទីនេះមានឈ្មោះថាលីកាងហៃលុះត្រាតែអ្នកមានខ្សែឈាមពិសេសប៉ុណ្ណោះបើមិនដូច្នោះទេអ្នកនឹងមិនអាចទទួលបាននៃការបណ្ដុះបណ្ដាលដ៏ត្រឹមត្រូវនោះឡើយដូច្នេះឈប់ប្រកែកគ្នាអត់ប្រយោជន៍ទីទៅខិតខំវឹកហាត់ដើម្បីខ្លួនឯងវិញបាទលោកគ្រូបន្ទាប់មកក៏បានចែកជើគ្នាវឹកហាត់លោកគ្រូលីកាងហៃក៏បានហៅស៊ឺមូមកណែបន្តិចតើដឹងទេថាហេតុអ្វីបានជាលោកគ្រូហៅអ្នកមកទីនេះដាក់ដៃធ្វើការគោរពសិស្សមិនដឹងនោះទេដូច្នេះសូមលោកគ្រូណែនាំផងតែឥឡូវនេះអ្នកបានឈានទៅដល់កម្រិតណាហើយនៃការចម្រាញ់រាងកាយបាទលោកគ្រូខ្ញុំទើបតែឈានដល់កម្រិតនៃដំណាក់កាលទី11តែប៉ុណ្ណោះធ្វើឲ្យគាត់ភ្ញាក់ផ្អើលបន្តិចឈានដល់កម្រិតនេះក្នុងរយៈពេលតែ2-3ឆ្នាំជាមួយនឹងទេពកោសល្យរបស់អ្នកមិនចាំបាច់និយាយនៅក្នុងសាលារបស់យើងនោះទេសូម្បីតែនៅក្នុងក្រុងហ្វឹងឆឹងទីមួយក៏គ្មានអ្នកណាមានសមត្ថភាពដូចជាអ្នកដែរលើពីនេះស្ថានភាពរាងកាយរបស់អ្នកគឺខុសពីមនុស្សធម្មតានៅទីនេះអាវុធធម្មតាមិនអាចបង្កគ្រោះថ្នាក់ទៅដល់អ្នកបាននោះឡើយអ៊ីស្មាស៊ឺមូបន្តិចការប្រកួតប្រជែងនៅក្នុងឆ្នាំនេះលោកគ្រូមានសង្ឃឹមខ្ពស់ណាស់ចំពោះអ្នកស៊ឺមូក៏បានដាក់ដៃធ្វើការគោរពអរគុណនៅលោកគ្រូបានសរសើរខ្ញុំដូច្នេះសិស្សគ្មានអ្វីក្រៅពីអរគុណនោះទេភ្លាមរាងកាយរបស់គាត់ហាក់បីដូចជាមានការជឿជាក់ចាប់យ៉ាងខ្លាំងដែលគឺជាជំងឺត
ពុយរបស់ឪពុកគាត់កាលដែលឪពុករបស់គាត់បានស្លាប់គឺដោយសារតែជំងឺមួយនេះឯងប្រញាប់ស្ទុះចូលទៅតើសិស្សមានការអ្វីដែរឬទេពេលនោះវាក៏បានត្រឡប់មកដូចធម្មតាវិញមួយរយៈនេះសិស្សបានជួបប្រទះនឹងបញ្ហាខ្សែឈាមរត់មិនស្មើគ្នាដែលធ្វើឲ្យបេះដូងរបស់ខ្ញុំមានការជឿចុកចាប់ភ្លាមសំទោសផងដែលខ្ញុំធ្វើឲ្យលោកគ្រូមានការព្រួយបារម្ភអ្នកត្រូវតែយល់ពីអារម្មណ៍របស់កម្លាំងឈាមដែលនៅក្នុងរាងកាយរបស់អ្នកបន្តតាមដានអាការៈឲ្យបានជាប់ហើយនេះគឺជារូបមន្តថ្នាំទទួលយកទៅងូតទឹកឱសថនេះ3ដងក្នុងមួយថ្ងៃលោកគ្រូតើវាជារូបមន្តអ្វីទៅបងវាខ្លួនមិនតិចបញ្ចេញនៅស្ទាយក្នុងនាមជាលោកគ្រូរបស់អ្នកខ្ញុំនឹងបង្រៀនពីវិធីសាស្ត្រនៃការម៉ាស្សាបជាតិពឹសនិងមន្តរាងកាយរបស់អ្នកខ្ញុំបានបន្តិចតើលោកគ្រូនិយាយជាការពិតមែនទេត្រូវហើយនេះគឺជាអាថ៌កំបាំងរបស់សាលាសិល្បៈក្បាច់គុនលីវហ្វឹងជំនាញមួយនេះតែងតែបន្តផ្ដល់ទៅឲ្យសិស្សដែលមានសមត្ថភាពតែប៉ុណ្ណោះស៊ឺមូក៏បានធ្វើការគោរពអរគុណលោកគ្រូម្ដងទៀតកុំទាន់អរគុណខ្ញុំថ្នាំនៅលើវិជ្ជាបញ្ជានេះមានតម្លៃថ្លៃខ្លាំងណាស់នៅពេលដែលអ្នកទិញបានឱសថទាំងអស់នេះហើយខ្ញុំនឹងបង្រៀនពីបច្ចេកទេសដាំដុះបន្តទៀតស៊ឺមូបន្ទាប់ពីយកមកអានមកឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងវាពិតជាថ្លៃខ្លាំងណាស់ដែលធ្វើលោកគ្រូលីកាំងឲ្យក៏បានអស់សំណើចហាដូច្នេះសិស្សផ្ទាល់របស់ខ្ញុំមិនត្រឹមតែមានជំនាញខាងក្បាច់គុននោះទេអ្នកក៏ត្រូវតែមានប្រាក់ច្រើនល្មមផងដែរនៅថ្ងៃអនាគតអ្នកបានស្ទាត់ជំនាញពីបច្ចេកទេសដែរដោយជោគជ័យកុំភ្លេចសាលាសិល្បៈក្បាច់គុនលីវហ្វឹងរបស់យើងឲ្យសោះស៊ឺមូគោរពអរគុណជាលើកទី100សិស្សម្នាក់នេះនឹងចងចាំអស់មួយជីវិតបានហើយប្រញាប់ត្រឡប់ទៅសម្រាប់វិញទៅបាទលោកគ្រូកាត់មកផ្ទះចំការលំហែរបស់ស៊ឺមូដែលពេលនេះផងដែរគាត់កំពុងតែដេកនៅលើដំបូលផ្ទះពិបាកចិត្តនឹងរឿងទិញឱសថដោយសារតែវាមានតម្លៃថ្លៃពេកកុំនិយាយអី3ខែត្រឹមតែ1ខែខ្ញុំខ្សែធនហើយពេលនោះក៏មានក្មេងស្រីជំទោម្នាក់ក៏បានដើរចូលមកតែកំពុងតែគិតអ្វីបងប្រុសដែលនាងគឺជាជៀនវូហានធំឡើងបន្តិចសម្រស់មិនធម្មតានោះឡើយឡើងខ្ជូតតែម្ដងតែពេលនេះបងកំពុងតែព្រួយបារម្ភអំពីរឿងប្រាក់ទៀតហើយមែនទេស៊ឺមូក៏បានសួរហេតុអ្វីបានជានាងមកទីនេះញឹកញាប់ម្ល៉េះនាងក៏បានខិតចូលបន្តិចខ្ញុំមករកបងប្រុសរបស់ខ្ញុំតើមានបញ្ហាអ្វីដែលធ្វើឲ្យស៊ឺមូប្រញាប់និយាយប្រាប់ប្រសិនបើមេគ្រូសាជិនដឹងគាត់នឹងបន្ទោសនាងម្ដងទៀតហើយនាងនៅតែឌឺតើអ្នកណាហ៊ានបន្ទោសខ្ញុំមានបងប្រុសដ៏អស្ចារ្យម្នាក់ដែលមិនដែលសុំជំនួយពីខ្ញុំនៅពេលដែលគាត់លំបាកនោះឡើយប្រកល់ប្រាក់មួយស្បង់ទៅឲ្យស៊ឺមូខ្ញុំបានលឺនឹងដឹងពីស្ថានភាពបច្ចុប្បន្នរបស់បងហើយពេលនេះបងកំពុងតែអនុវត្តវិធីសាស្ត្រដើម្បីទប់ទល់ពីជំងឺនៅក្នុងរាងកាយរបស់បងដែលវាត្រូវប្រើប្រាស់នៅឱសថដ៏មានតម្លៃជាច្រើនដូច្នេះទុកប្រាក់ទាំងអស់នោះដើម្បីប្រើប្រាស់វាសិនទៅប្រសិនបើវានៅតែមិនគ្រប់គ្រាន់ខ្ញុំនឹងគិតរកវិធីផ្សេងទៀតស៊ឺមូហាក់បីដូចជាចង់ប្រកែកបងមិនចាំបាច់គិតច្រើននោះទេសម្លឹងមើលតែក្រដាសរូបមន្តឱសថទាំងអស់នោះធ្វើឲ្យគាត់ក៏បានដាច់ចិត្តទទួលយកមិនឯនោះទេចាត់ទុកថាប្រាក់ទាំងអស់នេះគឺបងខ្ចីអូនសិនចុះពេលដែលបងមានបងនឹងសងវិញនៅពេលក្រោយពេលនោះយូហានក៏បានញញឹមបន្តិចគិតទៅដល់ការពីនៅក្មេងដែលនាងកំពុងតែអង្គុយយំពេលនោះស៊ឺមូក៏បានទិញនូវស្ករតាំងម៉ែឲ្យនាងអរគុណបងប្រុសស៊ឺមូក៏បាននិយាយថាចាប់ពីថ្ងៃនេះតទៅបើមានអ្នកណាហ៊ានធ្វើបាបប្អូនទៀតបងនឹងវាយវាឲ្យស្លាប់នាងក៏បានសួរហេតុអ្វីបានជាបងល្អចំពោះខ្ញុំម្ល៉េះដែលធ្វើឲ្យស៊ឺមូក៏បានអេះអុញបន្តិចគឺដោយសារតែខ្ញុំជាបងប្រុសរបស់ប្អូនស្រីត្រឡប់មកវិញនាងក៏បានសើចបន្តិចប្រាក់នេះច្បាស់ជាខ្ញុំឲ្យបងខ្ចីហើយគិតថាខ្ញុំនឹងឲ្យបងដោយឥតគិតថ្លៃមែនទេកំណត់10ឆ្នាំខ្ញុំនឹងយកថ្លៃការស្រា13ដបភ្លាមនោះជំងឺរបស់ស៊ឺមូក៏បានរើឡើងភ្លាមធ្វើឲ្យគាត់មានការជឿចុកចាប់យ៉ាងខ្លាំងបាត់បង់ស្មារតីធ្លាក់ពីលើដំបូលទៀតឌឹបយូហានក៏បានក្រឡេកទៅបងប្រុសតើមានអ្វីកើតឡើងចំពោះបងស៊ឺមូស្រពេចស្រពេសម្លឹងមើលមិនច្បាស់នោះទេតែពេលនេះនៅក្នុងស្មារតីវិញ្ញាណរបស់គាត់បានឃើញនៅដៃពីរមាននៅរោមដុសក្រចកវែងតើនេះគឺជាអ្វីទៅបើកភ្នែកខ្វាគឺជាស្វាសពេញជំទង់មួយពោពេញទៅដោយចំហាយធម្មពលពីពេញរាងកាយអ្នកទាំងអស់គ្នាប្រហែលជាដឹងហើយការពីស៊ឺមូនៅក្មេងសត្វស្វាមួយនេះត្រឹមតែជាទារកនៅឡើយនោះទេដែលវាបានសកម្មជាមួយនឹងត្បូងគុជខ្យងដោយស៊ឺមូពេលនេះបន្តភ្ញាក់ផ្អើលរាងកាយរបស់ខ្ញុំកំពុងតែមានចលនាដោយខ្លួនឯងទេវាមិនមែនជាខ្ញុំទេសត្វស្វាសមួយក្បាលនោះហាក់បីដូចជាមានកម្លាំងធម្មពលដ៏ខ្លាំងក្លាពេលនេះវាកំពុងតែឡើងកោបំផ្ទុះនូវចំហាយធម្មពលទៀងបង្ហាញនូវអំណាចអនុភាពរបស់វាពេលនេះហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាកម្លាំងធម្មពលដ៏ទេវភាពរបស់ខ្ញុំបានកើនឡើងម្ដងបន្តិចសរសៃឈាមដែលតែងតែស្ទះនៅក្នុងបេះដូងវាក៏កាន់តែធូរស្រាលឡើងហើយពេលនេះស្វាពូសកំពុងតែអនុវត្តនូវការដាំដុះកម្លាំងឈីដោយគោរពបូជាព្រះច័ន្ទបើកភ្នែកឡើងមកវិញបាញ់ចេញជាចំហាយធម្មពលដូចជាភ្លើងហ្វាដែលពេលនេះស៊ឺមូក៏បានដឹងខ្លួនឡើងមកវិញដូចគ្នាធ្វើឲ្យយូហានក៏បានសប្បាយចិត្តយ៉ាងខ្លាំងបងប្រុសនៅទីបំផុតបងប្រុសដឹងខ្លួនវិញហើយដោយនាងមីងជិនឈិនក៏បាននៅទីនោះផងដែរជាការល្អណាស់ដែលនាងបានភ្ញាក់ឡើងមកវិញក្តោបទ្រូងបន្តិចវាហាក់បីដូចជាជំងឺរបស់ខ្ញុំបានរើឡើងម្ដងទៀតនាងមីងជិនឈិនក៏បានសួរតើវារើឡើងមកវិញញឹកញាប់មែនទេស៊ឺមូក៏បានប្រាប់ត្រូវហើយពីមុនវាបានស្ទះនៅសរសៃឈាមបន្តិចបន្តួចនៅក្នុងបេះដូងធ្វើឲ្យខ្ញុំដកដង្ហើមថប់ប៉ុន្តែនេះគឺជាលើកទី1ហើយដែលខ្ញុំបានឃើញវាមានកម្រិតធ្ងន់បែបនេះភ្លាមនោះក្បាលរបស់គេក៏ចាប់ផ្ដើមឈឺស្រមៃតែឃើញសកម្មភាពរបស់សត្វស្វាពើសមួយក្បាលនោះតាមពិតទៅពេលដែលខ្ញុំដួលសន្លប់ស្មារតីរបស់ខ្ញុំហាក់បីដូចជាត្រូវបានដឹកនាំដល់អ្វីម្យ៉ាងនាងមីងក៏បានប្រញាប់សួរតើជាអ្វីទៅខ្ញុំមិនដឹងខ្លួនពិតប្រាកដនោះទេហើយប្រហែលជាខ្ញុំមានការយល់ច្រឡំបន្តិចបន្តួចដោយសារវាគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះនាងមីងក៏បាននិយាយយើងត្រូវតែទទួលបាននូវគ្រាប់ថ្នាំវិញ្ញាណដែលបានលឿនបំផុតតាមដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់នៃការរីករាលដាលនៃជំងឺរបស់អ្នកបើមិនដូច្នោះទេអ្នកនឹងចុកសោយបន្តិចម្ដងហើយនៅទីបំផុតអ្នកត្រូវស្លាប់ពេលនោះគាត់ក៏បានគិតយូរបន្តិចហើយសម្រេចចិត្តស៊ូកាលពីនៅក្មេងអាយុ5ឆ្នាំអ្នកប្រហែលជាចាប់ផ្ដើមមានការតឹងទ្រូងស៊ឺមូក៏បានភ្ញាក់ផ្អើលបន្តិចតើពុករបស់ខ្ញុំបាននិយាយប្រាប់មែនទេខ្ញុំគ្រាន់តែចាំថាវាគឺជាឆ្នាំដែលអ្នកបានចូលមកក្នុងគ្រួសារជីនមើលទៅវាហាក់ដូចជាការប៉ាន់ស្មានរបស់ខ្ញុំគឺត្រឹមត្រូវធ្វើឲ្យស៊ឺមូក៏បាននឹកឃើញស្ទុះងើបមកស៊ូតើវាអាចដោយសារតែគ្រាប់ថ្នាំវិញ្ញាណមួយនោះធ្វើឲ្យឪពុករបស់ខ្ញុំបានចាក់ចេញពីភូមិស៊ឺគន់ដើម្បីត្រឡប់មកទីនេះវិញត្រូវហើយដោយសារតែគាត់ត្រូវការគ្រាប់ថ្នាំវិញ្ញាណមួយនោះបន្ទាប់មកមុនពេលដែលគាត់ស្លាប់បានប្រាប់ខ្ញុំថាឲ្យជួយសង្គ្រោះជីវិតរបស់អ្នកផងស៊ឺទៀងគាត់បានបោកបញ្ឆោតខ្ញុំអស់
ស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែទោះជាយ៉ាងណាក៏ដោយខ្ញុំនៅតែចង់បំពេញបំណងចុងក្រោយរបស់គាត់ហើយរយៈពេលប្រហែលឆ្នាំចុងក្រោយនេះខ្ញុំបានធ្វើការដូចជាទេសកលដើម្បីគ្រួសារជីនព្រោះថាអ្វីដែលខ្ញុំចង់បានគឺជាគ្រាប់ថ្នាំវិញ្ញាណឈីប៉ុន្តែឥឡូវស៊ឺទីងគាត់បានទៅហើយដូច្នេះនេះជាអ្វីដែលអ្នកគូតែសមទទួលបានខ្ញុំខ្លាចថាអ្នកទ្រាំនឹងបានដល់ថ្ងៃការប្រកួតយូហានក៏បានប្រញាប់និយាយម៉ែបែរអញ្ចឹងមានន័យថាការប្រកួតរវាងសាលាសិល្បៈក្បាច់គុណទាំង4ដរាបណាបងស៊ឺមូយកឈ្នះចំណាត់ថ្នាក់លេខ1មកពេលបារោះនឹងផ្ដល់គ្រាប់ថ្នាំវិញ្ញាណឈីឲ្យគាត់មានទេត្រូវហើយប៉ុន្តែកិច្ចការដែលនៅសល់គឺត្រូវដោះស្រាយដោយខ្លួនឯងដូច្នេះនេះមិនអាចចាញ់ជាដាច់ខាតស៊ឺមូក៏បានតបទាំងមើលម៉ាត់បាតខ្ញុំដឹងហើយយូហានតោះត្រឡប់ទៅវិញពួកយើងមិនរំខានការសម្រាប់របស់អ្នកទីទេយូហានក៏បានសមម៉ែខ្ញុំចង់នៅបន្តបន្តិចទៀតបន្ទាប់ពីឃើញម្ដាយរបស់នាងមិនតបស្ដីអ្វីពួកនាងក៏បានដឹងបែរមកនិយាយលាស៊ឺមូបងប្រុសខ្ញុំត្រឡប់ទៅវិញហើយកាត់មកសាលាឆោទៀននៅជប់មុតទឹកមួយកន្លែងដែលក្រុមអ្នកមាសកំពុងតែនិយាយគ្នាហើយអ្វីបានជាថ្មីនេះមានបរិះម្នាក់ដែលមានហាសនាមថាកំដាប់ដៃដៃចេញមកកម្ចាត់ក្រុមអ្នកលេងទាំងអស់ដែលនៅក្នុងក្រុងហ្វឹងឆឹងកៅគុយក៏បាននិយាយកំដាប់ដៃគឺវាសាហាវខ្លាំងណាស់ដោយសារតែវាមានកម្លាំងធម៌ពុដ៏ខ្លាំងក្លាមិនគួរឲ្យជឿខ្ញុំគិតថាមិនមានមនុស្សច្រើនទេនៅក្នុងក្រុងហ្វឹងឆឹងដែលអាចប្រយុទ្ធជាមួយនឹងគេបានដែលការនិយាយរបស់ពួកគេហាក់បីដូចជាចង់ឲ្យបរិះម្នាក់ដែលអង្គុយជួលលំពេងនៅទីនោះចាប់អារម្មណ៍ត្រូវហើយសូម្បីតែបងប្រុសទាំងពីររបស់អ្នកមកពីសាលាសិល្បៈក្បាច់គុណក៏នៅតែចាញ់គាត់ដែរតាមការគិតរបស់ខ្ញុំកម្លាំងធម៌ពុរបស់គេអាចស្មើជាមួយនឹងអ្នកប្រុសវ័យក្មេងនៃគ្រូសាវ៉ាដោយពាក្យសម្ដីរបស់ពួកគេពេលនោះធ្វើឲ្យបរិះម្នាក់ដែលអង្គុយជួលនៅលំពេងចាប់អារម្មណ៍ហុកមួយលំពេងចុះពេញមួយទំហឹងសាយភេទនៃកម្លាំងដ៏ខ្លាំងក្លាធ្វើឲ្យពួកគេទាំងពីរក៏បានខ្ទេចប៉ាបន្តិចបរិះម្នាក់នោះក៏បានងើបឡើងយុទ្ធសាស្ត្រនៃការញុយញងរបស់ពួកឯងពិតជាបានធ្វើខ្ញុំចាប់អារម្មណ៍មែនបើកវងក្រចកនិយមនៃភាគទី4ខ្ញុំបានឮថាអ្នកគឺជាជើងខ្លាំងមែនទេចាប់ផ្ដើមនឹងសាយរឿងដែលពេលនេះក្រុមចចកខ្មៅពួកគាត់ក៏បានជប់លៀងផឹកស៊ីយ៉ាងសប្បាយតោះជួលមួយលើកដៃអបអរឲ្យក្រុមចចកខ្មៅរបស់យើងបានយកឈ្នះនៅក្នុងការប្រយុទ្ធមួយនេះអ្នកទាំងអស់គ្នាលើកមួយពេញអរគុណទៅដល់បងហ្វឹងទឹកមុខញញឹមរីករាយងើបឡើងភាពជោគជ័យរបស់ក្រុមចចកខ្មៅនៅក្នុងថ្ងៃនេះត្រូវបានបង្កើតឡើងដោយការតស៊ូដ៏លំបាករបស់អ្នកគ្រប់គ្នាធ្វើឲ្យពួកយើងទទួលបានសមិទ្ធផលដ៏ល្អដូច្នេះមួយពេលនេះខ្ញុំជូនបងប្អូនទាំងអស់គ្នាអាប៉ែមុខជ្រុងក៏បានតគីបន្តិចលបងហ្វឹងសៀនដូចជាគូសំពេញហើយបើគ្មានលបងដឹកនាំពួកយើងទេនៅក្នុងថ្ងៃនេះពួកយើងក៏មិនអាចយកគ្នាក្រុមអ្នកមាសហើយខ្លាយទៅជាលេខ1នៅក្នុងក្រុងហ្វឹងឆឹងនិយាយបានល្អធ្វើនេះរកគ្នាក៏បានសប្បាយចិត្តហ្វឹងសៀនគាត់ក៏បានបន្ថែមនិយាយពីអ្នករួមចំណែកដ៏អស្ចារ្យបំផុតគឺជាប្អូនធម៌របស់ខ្ញុំកំដាប់ដៃកំពុងតែសប្បាយសុកពេលនោះទ្វាររបងក៏បានផ្ទុះដាំងបែកខ្ទេចហុយជោគភ្ញាក់ផ្អើលលួនមកស្រ័យសួរតើឯងគឺជានរណាដើរចូលមកគឺជាបរិទ្ធដ៏សង្ហាសក់ពើសលីននៅលំពេងតើអ្នកខ្លាំងកំដាប់ដៃនៅទីនេះដែរទេស្រវឹងស្រឿងអាម៉ាប់ក៏បានវាយតុកមួយដៃផាំងតើឯងគឺជានរណាពិតជាហ៊ានមែនដឹងអត់ថាថ្ងៃនេះក្រុមចចកខ្មៅរបស់ពួកយើងកំពុងតែជប់លៀងយ៉ាងសប្បាយស្រវឹងតែប៉ែនិយាយច្រើនពេកពេលនោះបរិទ្ធដែលកាន់លំពេងក៏បានក្រវីចេញជាមួយនឹងស្នីលំពេងរបស់គាត់សាយភេទចំហាយធម្មពលធ្វើឲ្យអាម៉ាប់ក៏បានដួលបះជើងដែលធ្វើឲ្យបរិទ្ធមុខជ្រុងក៏បានខឹងបោកនៅពេងតែដកនៅដៅចេញមកនេះទាំងអស់គ្នាចាត់ការវាភ្លាមទៅកំពុងតែស្រវឹងផងចិត្តហ៊ានក៏បានប្រើអាវុធរបស់គេរៀងខ្លួនចម្រុកចូលទៅបរិទ្ធសង្ហាសក់សម្នាក់នោះក៏បានបញ្ចេញនៅស្នាមញញឹមក្រវីចេញនៅស្នីលំពេងដែលពោពេញទៅដោយចំហាយធម្មពលភ្លើងត្រឹមតែមួយស្នីពីរស្នីធ្វើឲ្យក្រុមចចកខ្មៅទាំងអស់នោះខ្ទាតប៉ាងមកវិញហ្វឹងសៀនក៏បានសួរតើលោកគឺជានរណាដោយបរិទ្ធសក់សង្ហាម្នាក់នោះក៏បាននិយាយប្រាប់សិស្សកុនលីមួយរបស់ក្រុងហ្វឹងឆឹងឈ្មោះថាវ៉ាងធានហៅដោយបរិទ្ធមុខជ្រុងក៏បានសម្រុកចូលទៅខ្ញុំនឹងសម្លាប់ឯងវ៉ាងធានហៅក៏បានសម្រុកចូលមកហក់កាប់ពេញមួយទំហឹងលន់ឈោតែពើងបាយផ្កាភ្លើងព្រាកធ្វើឲ្យបរិទ្ធមុខជ្រុងក៏បានខ្ទាតប៉ាងមកវិញឡើងខ្ទេចតុកអាហារប៊ូហ្វេរបស់ពួកគេវ៉ាងធានហៅក៏បានបន្តសម្រុកចូលមកជាមួយនឹងបច្ចេកទេសលំពេងពោពេញទៅដោយចំហាយធម្មពលភ្លើងចាក់ចូលទៅវាប្រហាហ្វាងសៀនក៏បានសម្លឹងឃើញទួនកិច្ចទៅខាងក្រោយបន្តិចក្រវីណាអាវុធដំបងរបស់គាត់សម្រុកចូលមកវិញវាចូលទៅមួយពីរឡើងបាយផ្កាភ្លើងព្រាកកិច្ចចេញពីផ្លែលំពេងរបស់វ៉ាងធានហៅប៉ុន្តែមួយលំពេងចុងក្រោយមិនផុតនោះទេលន់សូទៅជ្រួចខ្ទាតប៉ាងធ្លាក់ឌឹបមកវិញព្យាយាមងើបមកវិញប៉ុន្តែត្រូវបានវ៉ាងធានហៅយកជើងរបស់គាត់ជន់ក្បាលជាប់តំណែងរបស់ឯងត្រឹមជាមេដឹកនាំមិនស័ក្តិសមឲ្យខ្ញុំវ៉ាងធានហៅប្រយុទ្ធជាមួយនឹងឯងនោះទេមើលទៅវាហាក់បីដូចជាអ្នកខ្លាំងកំដាប់ដៃមិននៅទីនេះឡើយហ្វឹងសៀនគាត់ក៏បានស្រែកថាចុះបើគាត់មាននៅទីនេះតើវាយ៉ាងម៉េចដែលដងមុតស្រួចចាក់ចុះមិនឆិតមុខរបស់គាត់ក្នុងរយៈពេល1ម៉ោងត្រូវតែនាំអ្នកខ្លាកំដាប់ដៃមកឲ្យខ្ញុំបើមិនដូច្នោះទេក្រុមចចកខ្មៅរបស់ពួកឯងនឹងត្រូវរលាយបាត់ពីក្រុងហ្វឹងឆឹងក្រវីនៅលំពេងរបស់គាត់ឡើងទៅលើក្រវីចេញបំបាក់នឹងជើងសសរមួយហ្វឹងសៀនគាត់នៅតែមាត់ឬមិនព្រមប្រាប់កុំគិតឲ្យសោះដោយបរមមុខបាក់គាត់ក៏បានវាខិតចូលមកខាងមុខបន្តិចនេះក្លាហានខ្ញុំនឹងនាំកំដាប់ដៃមកឥឡូវនេះសូមដោះលេងលបងខ្ញុំជាមុនសិនទៅវ៉ាងធានហៅក៏បានប្រាប់ប្រញាប់ឡើងនាំគេមកបរមមុខបាក់បន្ទាប់ពីឃើញមុខដ៏មើលរបស់វ៉ាងធានហៅហើយគាត់មិនហ៊ានតវ៉ាទីនោះទេដកនៅយន្តប្រញាប់គូឆ្វាច់នេះក្លាហានកំដាប់ដៃឲ្យខ្ញុំសុំទោសផងបោះវាឡើងទៅខាងលើបន្តិចផ្ទុះចេញនៅរូបរាងខ្លួនរបស់សត្វប្រជិវបន្ទាប់មកវាក៏បានហោះចេញក្រឡេកមកមើលស៊ឺមូវិញដែលពេលនេះកំពុងតែនៅក្នុងបន្ទប់ពិនិត្យមើលនៅរបស់របរដែលនៅក្នុងប្រអប់ដែលទទួលបានពីពុករបស់សៀអឺមុនពេលគាត់ស្លាប់ដែលវាគឺជាសៀវភៅមួយក្បាលអានចុះអានឡើងក៏បានភ្ញាក់ផ្អើលបន្តិចផងដែរដែលនេះគឺជាបច្ចេកទេសនៃការដាំដុះក្បាច់គុណវាគឺជាគន្លឹះដ៏អស្ចារ្យដែលអាចធ្វើឲ្យក្បាច់គុណរបស់យើងកើនឡើងទ្វេដងនឹងហើយប្រសិនបើខ្ញុំអាចប្រមូលផ្ដុំនៅឱសថទាំងអស់បានខ្ញុំនឹងព្យាយាមហ្វឹកហាត់ដោយយកចិត្តទុកដាក់ហើយមិនចាំបាច់ពឹងអ្នកណាទៀតនោះទេបន្តអាននៅលើអក្សរដែលនៅលើសៀវភៅការដាំដុះនៅក្បាច់គុណដ៏អានកំបាំងមួយនេះត្រូវទាមទារដៃគូព្រោះថាវាត្រូវការកម្លាំងធម៌ពលពីរតភ្ជាប់គ្នាហើយនឹងធ្វើឲ្យអ្វីៗទាំងអស់បានកើតឡើងមកនេះវាមានន័យថាបរិសុទ្ធនិងស្ត្រីវាមានធាតុផ្ទុយគ្នាដែលធ្វើឲ្យការហ្វឹកហាត់រូបគ្នាពិតជាអាចដា
ស់នៅអារម្មណ៍ជីរបស់យើងឲ្យការឡើងបានលឿនជាងមុនបំពេញនូវភាពខ្វះខាតឲ្យគ្នាទៅវិញទៅមកដោយអាចកំបាំងនៃបច្ចេកទេសក្បាច់គុណមួយនេះមិនអាចវឹកហាត់ដោយគ្មានគូនោះទេដែលធ្វើឲ្យវាពិបាកក្នុងការចាប់យកចំណុចសំខាន់ស៊ឺមូងើបឡើងបន្តិចក៏បានបន្តគិតហើយអ្វីបានជាត្រូវវឹកហាត់ក្បាច់គុណជាគូស្នេហ៍បែបនេះវាត្រូវតែមានអ្វីមួយយ៉ាងបញ្យល់ឲ្យបានច្បាស់ឬក៏ខ្ញុំត្រូវយកទៅសួរអ្នកផ្សេងក៏វាក្បាលបន្តិចវាមិនសមនោះឡើយបានហើយបំភ្លេចវាទៅបន្តដល់ចូលទៅមើលសិភើបន្ថែមក្រែងវាបាននៅវិធីសាស្ត្រផ្សេងដើម្បីចម្រាញ់ថ្នាំភ្ញាក់ផ្អើលជាលើកទី2ពេលនេះខ្ញុំបានរកឃើញហើយរូបមន្តកណ្ដុរមាសជាទូទៅត្រូវបានគេរកឃើញនៅក្នុងទីរហោឋាននៃក្រុងហ្វឹងឆឹងខេត្តគុនស៊ូដែលមានចម្ងាយ120ម៉ៃល៍ពីទីក្រុងហើយសត្វកណ្ដុរមាសមានការប្រុងប្រយ័ត្នខ្ពស់ខ្លាំងណាស់ដោយសារតែវាបានស្វែងរកនិងស៊ីថ្នាំឱសថដ៏កម្រនិងមានតម្លៃជាច្រើនគេថែមទាំងបានកត់ត្រានៅវិធីសាស្ត្រប្រមាញ់សត្វកណ្ដុរមាសទៀតផងសៀវភៅសម្ងាត់មួយនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ពេលនោះស៊ឺមូក៏បានស្រមៃទៅដល់សៀអឺនៅពេលដែលគេប្រគល់នៅប្រអប់មួយនេះទៅឲ្យនាងសៀអឺក៏បានបដិសេធដោយសារតែនេះគឺជាអំណោយដែលឪពុករបស់ខ្ញុំបានប្រគល់ទៅឲ្យលោកតែខ្ញុំអាចយកមកវិញដោយរបៀបណាស៊ឺមូនៅតែសង្ស័យតែកញ្ញាសៀវនេះកំពុងតែធ្វើអ្វីនៅគ្រូសាវូដូច្នេះខ្ញុំគួរតែរកឱកាសដើម្បីទៅសួរនាងម្ដងទៀតពេលនោះសត្វប្រជារបស់ក្រុមចចកខ្មែរក៏បានហោះចូលតាមបង្អួចមកខាងក្នុងប្រែក្លាយទៅជាអក្សរមួយជូរស៊ឺមូក៏បានអានបន្តិចមុខឡើងមាំក្រឡេកមកលំនៅឋានរបស់ក្រុមចចកខ្មៅដែលហ្វុងស៊ិននិងបារ៉ូមុខបាក់កំពុងតែលួនជង្គង់ចំណែកវ៉ាងធានហៅវិញអង្គុយនៅលើកៅអីយ៉ាងសង្ហាអត់នៅស្រាមួយអាទិនពិតជាអែមខ្លាំងណាស់បោកនៅស្រាមួយអាទិនក៏វត្តចោលងើបឡើងពេលនេះរយៈពេល1ម៉ោងបានកន្លងផុតទៅអុកមួយលំពេញផាំងដែលធ្វើឲ្យបារ៉ូមុខបាក់ក៏បានវាខិតចូលមកខាងមុខនេះប្រវាងតែអាចទុកពេលពួកយើង1ម៉ោង2ម៉ោងទៀតបានដែរឬទេវ៉ាងធានហៅក៏បានស្ដីឲ្យតែអ្នកគិតថាខ្ញុំនៅទុកចិត្តមនុស្សល្ងងដូចជាពួកឯងមានទេវាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ដែលធ្វើឲ្យបារ៉ូមុខបាក់ក៏បានខឹងចិត្តយ៉ាងខ្លាំងដកនៅកូនកំបិតសម្រុកចូលទៅវាប្រហារវ៉ាងធានហៅក៏បានប្រាក់សែភ្នែកសម្លឹងឃើញទាន់ចាប់នៅកដៃកាច់លីស៊ូក្រែធ្វើឲ្យបារ៉ូមុខបាក់ស្រែកចាចដោយហ្វុងស៊ិនក៏បានស្ទុះចូលមកវ៉ាងធានហៅឯងទេអាបារ៉ូមុខបាក់មួយជើងផាំងប៉ើងក៏វានៅលំពេងយកមកទប់រងមើលទៅឯងផ្ដោតតម្លៃឲ្យខ្លួនឯងខ្លាំងពេកហើយបដូរដៃមកខាងពីចុងលំពេងមកគល់វិញក្រវែងចូលទៅកិច្ចផុតបន្តិចចាក់បន្ថែមទៀតធ្វើឲ្យហ្វុងស៊ិនក៏បានខ្ទាបប៉ាខាងក្រោយបើចង់ធ្វើទរណកម្មឬសម្លាប់ឯងអាចធ្វើមកលើខ្ញុំបានវ៉ាងធានហៅជាមួយនឹងខ្សែភ្នែកលង្ខើមើលទៅឯងពិតជាមានឆន្ទៈមែនដូច្នេះយើងនឹងបំពេញបំណងរបស់ឯងទៅចូលលោតចូលទៅជាមួយលំពេងដ៏មុតស្រួចពេលនោះយើងក៏បានឃើញស្រមោលនៃរាងកាយរបស់ស៊ូមូបន្លាស់ទីចូលមកយ៉ាងលឿនជាមួយនឹងកំណាប់ដៃវាចូលទៅធ្វើឲ្យវ៉ាងធានហៅក៏បានប្រើលំពេងរបស់គាត់ទប់រងផាំងខ្ចាយខ្ទាបប៉ាំងទៅខាងក្រោយបន្តិចហ្វុងស៊ិនក៏បានលន់មាត់ប្អូនធัวហើយអ្វីបានជាប្អូនមកទីនេះស៊ឺមូក៏បាននិយាយសុំទោសដោយសារតែខ្ញុំមកយឺតវ៉ាងធានហៅក៏បានដឹងដូច្នេះឯងគឺជាអ្នកក្លាហានកំដាប់ដៃប្អូនធัวគេគឺជាវ៉ាងធានហៅមកពីគ្រូសាវ៉ាងដែលគឺជាសិស្សលេខ1នៃសាលាគុនឈៀងហ្វឹងដោយមានជំនាញពិសេសរបស់គ្រូសាក្នុងការប្រើនៅលំពេងភ្លើងដូច្នេះប្អូនត្រូវតែប្រយ័ត្នស៊ឺមូក៏បាននិយាយជាមួយនឹងគេឈ្មោះរបស់អាចារ្យបែបនេះហើយអ្វីបានជាមកធ្វើបាបក្រុមចចកខ្មៅវ៉ាងធានហៅអុកមានលំពេងទៅខាងក្រោមដឹបការប្រគល់ប្រជែងដ៏ខ្លាំងមិនចាំបាច់ត្រូវការហេតុផលនោះទេដោយសារតែពេលនេះអ្នកបានមកដល់ទីនេះហើយខ្ញុំមិនចាំបាច់ធ្វើបាបមនុស្សអត់ប្រយោជន៍ទាំងអស់នេះទីនោះទេជាដំបូងស្វាគមន៍ជាមួយលំពេងរបស់ខ្ញុំសិនទៅសម្រុកចូលចាក់មួយកិច្ចផុតវេពីលើស៊ឺមូក៏បានយកដៃទប់រងបែបផ្កាភ្លើងព្រាកបន្តវេជាច្រើនស្នៀតជាមួយនឹងលំពេងដណ្ដាតភ្លើងរបស់គាត់ប៉ុន្តែនៅតែមិនអាចធ្វើឲ្យស៊ឺមូមានរបួសអ្វីនោះឡើយតែទោះជាយ៉ាងណាក៏ដោយវ៉ាងធានហៅនៅតែបន្តវេប្រហារចូលទៅហក់កិច្ចចុះកិច្ចឡងស៊ឺមូក៏បានប្រើដៃរបស់គាត់ចាប់នៅលំពេងភ្លើងរបស់វ៉ាងធានហៅរុញផ្អឹបទៅនឹងដីបែបផ្កាភ្លើងព្រាកដែលធ្វើឲ្យក្រុមចចកខ្មៅពួកគេបានញញឹមស្រែកហូកញ្ជ្រៀវពេញនឹងពេលនោះវ៉ាងធានហៅក៏បានក្តៅច្រឡំខ្លាញ់រុញលំពេងរបស់គាត់បន្តិចដែលធ្វើឲ្យស៊ឺមូក៏បានបញ្ឆេះធម្មពលនៅក្នុងកម្ដាប់ដៃចំណែកវ៉ាងធានហៅក៏បានក្រវីនៅលំពេងហោះទៅលើលំហទម្លាក់ចុះមកវិញដែលគឺជាបច្ចេកទេសលំពេងភ្លើងឆាប់ឆេះស៊ឺមូជាមួយនឹងកម្ដាប់ដៃដែលពោពេញទៅដោយចំហាយធម្មពលដែលហៅបានថាគឺជាបច្ចេកទេសកម្ដាប់ដៃកំទេចថ្មរំជួយដល់ឋានស៊ូដល់ទៅទប់រងជាមួយនឹងលំពេងភ្លើងឆាប់ឆេះលន់សូទៅពើងផ្ទុំបឹមខ្ទាបប៉ាំងមកខាងក្រោយរៀងខ្លួនប៉ុន្តែពួកគេទាំងពីរនៅតែញញឹមដែលបានធ្វើឲ្យវ៉ាងធានហៅចាប់អារម្មណ៍ហក់ចូលវាមួយលំពេងកិច្ចផុតបន្តចាក់ចូលបងវេលខ្លួនឡើងទៅខាងលើបន្តិចចាក់ចូលមកម្ដងទៀតតែពេលនោះស៊ឺមូមិនគេដល់ឡាយបានពើងទ្រូងទប់រងពើងផ្សាយពេលចំហាយធម្មពលចេញពីរាងកាយរបស់គាត់ពេលនេះម្នាក់ប្រឹងទប់ម្នាក់ទៀតព្យាយាមរុញស្រ័យបំផ្ទុះធ្វើឲ្យវ៉ាងធានហៅក៏បានខ្ទាបប៉ាំងបន្តិចលំពេងភ្លើងនៅមុតស្រួលរបស់ខ្ញុំមិនអាចចាប់បំបែកនៅរាងកាយរបស់គេបានព្យាយាមប្រាប់ប្រាស់នៅលំពេងវាចូលទៅដែលធ្វើឲ្យស៊ឺមូក៏បានប្រាប់ប្រាស់កំដាប់ដៃវាទប់រងបន្តិចបន្តចាក់ទៅលើរាងកាយរបស់ស៊ឺមូជាច្រើនលំពេងពើងដកឃ្លាយកអេឡង់ចាក់ចូលមកទៀតពេលនោះស៊ឺមូក៏បានចាប់នៅផ្លែលំពេងជាប់ប្រឡែងចេញទៅវិញបន្តិចដែលធ្វើឲ្យវ៉ាងធានហៅក៏បានក្រវីនៅលំពេងរបស់គាត់ឡើងព្យាយាមចាក់ចូលវាចេញស៊ឺមូនៅតែបន្តកិច្ចហើយប្រាប់ប្រាស់នៅកំដាប់ដៃថ្មរបស់គាត់ទប់រងតើស្និតលំពេងរបស់ឯងមានប៉ុន្មានទៀតបញ្ជាអស់មកលោតចូលទៅវាមួយដៃពេញមួយទៅហឹងវ៉ាងធានហៅក៏បានប្រើលំពេងរបស់គាត់ទប់រងក្រវីចេញក្រវីនៅលំពេងហោះទៅខាងលើលំហវាចុះមកសាជាថ្មីធ្វើឲ្យស៊ឺមូក៏បានប្រើដៃទាំងពីររបស់គាត់ចាប់នៅផ្លែលំពេងជាប់ផ្សាយភេទចំហាយធម្មពលវ៉ាងធានហៅក៏បានភ្ញាក់ផ្អើលហើយអ្វីបានជាកម្លាំងរបស់គេខ្លាំងក្លាម្ល៉េះស៊ឺមូបន្ទាប់ពីចាប់នៅផ្លែលំពេងជាប់ក៏បានក្រវែងក្រវត្តចោលប៉ាំងទៅជាប់ឆ្កឹងនៅលើដំបូលផ្ទះបន្តសម្រុកចូលទៅវាចេញជាមួយនឹងកំណាប់ដៃដែលធ្វើឲ្យវ៉ាងធានហៅបានត្រឹមតែកិច្ចអាឡាតខ្លួនទៅខាងក្រោយប៉ុន្តែស៊ឺមូនៅតែព្យាយាមវាសម្រុកចូលវ៉ាងធានហៅពេលនេះគ្មានលំពេងវាយមិនកើតបកចេញពី3ដំឡប់ហោះទៅលើដំបូលផ្ទះដកនៅលំពេងរបស់គាត់មកវិញកំណាប់ដៃលោកពិតជាពូកែមែនទោះបីជាខ្ញុំព្យាយាមប្រើប្រាស់នៅបច្ចេកទេសលំពេងភ្លើងឆាប់ឆេះទាំងអស់ក៏ដោយក៏ខ្ញុំគ្មានទំនុកចិត្តដែលអាចយកឈ្នះឯងបាននោះដែរប៉ុន្តែបើខ្ញុំវឹកហាត់2 ទៅ 3 ខែទៀតនោះវាច្បាស់ជាការប្រយុទ្ធគ្នារបស់ពួកយើងកាន់តែល្អមើលដកចេញនៅប្រាក់មួយស្បង់គប់ទៅឲ្យក្រុមច
จะเจาะขมายนัดเปิดปุ๊กดกับบ้านสกอตเวมันในทางยังไม่วางเทนหากับบ้านต่อมาวิ่งคือจะทลายเชี่ยบ้านสำหรับในต่างออกคดีหนึ่งหายมันตัวมากดกับบ้านเหมือนลัดที่จะเจนนัดเปิดบารมุกช่วงกับบ้านลอนมอดแทเกมันอายุชนิดหายรถเมนเต้มาเป็นในซื้อมูกับบ้านโยดได้สเต็ปตรงระบบเกมันตีห้ามไปโดยที่บ้านโรงระบบกรมขังครองพองได้การมองวิเมียนครูซาวูได้เป็นโนเซียเนี่ยกับบ้านทั่วก้ากรบลบูวูมวยใส่เหมือนจำใบกูซอมโนเต้ครูซายังตีปีจิมเป็นหนึ่งคดีรบจำนวนมากหายให้ขโมยก่อจานะกดโครงภาษาระบบครูซาวูพองได้มันจำใบเมียนเลยกับหน้าเพลกาเป็นโนเต้เสื้อเหมือนตัวเปียงกุยเจ้าให้กับบ้านมันลือลานี่ยัยปีหรือครูซาระบบปูยังตีปีชำนังท่าครูซาระบบยังเป็นเนี่ยมาทะเลโจตะขนมกรีลมบานัดเพื่อขยมันสะสมจำนวนหนึ่งครูซาวูดอจานุเต้ลูกบูวูประสันบาจองปลายเปียสมในเยดตัวเตอขยมโยพร้อมตามสำนักเตียงอ๋อลงมาเจ้าวูกับมันตอบเสียมือเตอขโมยกิจการให้นี่เดือดร้อนได้เมียนกุนท่อหนึ่งเต็มกระสอบโดยจิขโมยประกอบจากกลมปรครูซาวูประธานจองบ้านปันใต้ครอนไตเวลีดอล้อเหมือนตอนเติมบ้านกำหนดล้างนัดเพื่อเสียกับบ้านเกิดบันเติลงมาเจ้าวูกับมันเจนสนามยืมเสียเหมือนจับใบบารอนมันเตจับต่างปีครูซาวูระบบย่อมโยโปรมรีบแกปุ๊ยื่นถวยบ้านปันตาตระกาเปเวลีบันติสันเสียกับบ้านเงือบลางออกกุนลูกปูวูโดยชนะขยมเป็นสำคัญการสำหรับระบบลูกปูตีนูเตได้เจนเติมบ้านเป็นนูบารอนมันกับบ้านเอาได้โจลเมาชมูท่าวูหัวจิกุนโปรชบองในครูซาวูโลกปกตับเป็นอ้อยขยมรีบกาจมูกนังเสียเมนเตลงมาเจ้าวูกับบ้านในเย่ได้สร้างแต่อำนวยเงือจงมิงบ้านประกอบในเสือเพอสมงานครูซาจงเอาเตอร์เนตเตยให้บ้านเหมือนโจนเหมือนนูสเรกเมียนสระเถิกเมียนปุยปงไอโจมาถวยจิกุนภาษาครูซาวูระบบยังติดผงวูหัวสตูโจมามันเตยปกยังเหมือนไอเรื่องที่ออนในการล้างจมูกครูซาระบบยังบ้านเตจีเปเซนนูคือจีเรื่องรีบกาลงมาเจ้าวูกับบ้านปราเปเวลีรีบกาเหมือนตัวบ้านกำหนดโดยชนะเวเหมือนตอนไอดำเนินการในชับในบ้านเลยตัวจียางนากระดอยเหมือนนูรีบกาไอหนึ่งปโดนัทว่าวูหัวกับบ้านสบายเจิดจำโยลไฮปกจำนายเสือเพอสมงานครูซาจงปกบ้านรีบจอมแผนการโดยตัวรีโรลไฮการมอกซื้อมูได้กับปงแต่ดาวมันในไอในขนมตีกรองอย่างสกัดจรงงมเกิดดมปีรูปมนในการจำรันถนำเป็นนูลปูจินวูกับบ้านดาวเจนบิชุรมาขามากะมกซื้อมูเริ่มแต่ก่อนลาไข่มันประยุทธ์จมูกหนึ่งครมเนเลงตุ้ยทอมจิราในขนมตีกรองเมื่อเตอร์เนคลานกำนับได้เป็นเจโรจำนวนบ้านชนะโดยซื้อมูเหมือนขวบปีสมัยระบอลปูจินวูนุเตปันตาตระบานกอดมาเรียงจับตั้งปีบานละใบชั่วโมงมักสมใบแต่จับปฏิจารในจมูกมกหายในมันจุ่มเรียบสูตีซื้อมูกับบ้านตอบตะเวงชมเกตทันโลกจำมนุขอหายโลกปูจินวูกับบ้านดาวมงหูมันเตะบเปบารอนในกรุซาจินเมนเนกสายภายในหล่อครั้งนะได้ซาแต่คอดเมนเนกสว่างเกตกรุบที่กันไลในครองกรองฟังชังซื้อมูเป็นในดอกซามันเจนเตกับบ้านดอกนรบางมกเจนเมาโลกปูที่พร่ำสมตัวพ่องแต่ซื้อมูเป็นบ้านกรบโลกปูจินวูกับบ้านมันตอนนี้ยัยตรมแต่ก่อนลักษณะปนนเนี่ยบางมังกรในกำลังดอกคลั่งคลาปัจจุบันอนุเตซื้อมูบ้านเมาได้ทั่วก้ากรบโลกปูที่พร่ำปฏิจจลอไปให้ขยมทั่วแบบนี้กรอนแต่จองมันปรับมันแทนแต่ปนนนั่นไม่สำหรับจำนายแต่เลยเรียงใกล้ระบบขยมได้โลกปูจินวูในแต่บ้านดังเป็นเนี่ยกำปงแต่เสื้อบังเกตรกเทตกอได้บ้านสำหรับครูซาในครองพรมซื้อกวนจมือหนุ่มนายระบบครูซาชินเวียมินปีบานุเตครองการเสื้อบังเกตเรื่องแต่อ่อนนี่ปันใต้ดารามน้าในไอทัวโดยจะเอาพวกระบอนเนี่ยดอสไลไกการระเวียงพรมน้ำที่ใบอ้อยครูซาชินดอเป็นโนเมนทาวไว้ก็ได้ในเนตรายกาครูซาชินหนึ่งสำรอบสำรู้ตามเนตเตียงอ๋อได้ซื้อมูกับมันกระดับได้ตรมันเตะเฟอร์ก้ากระรุบเอาคนหลบปูที่พร่ำได้เจริญอ๋อปันใต้พวกระบบขยมกอดคือจีกอดขยมคือจีขยมการต้องสักระบบขยมมันจองเปียปอนหนึ่งเนี่ยดอเตเต้หลบปูจินวูกับมันเลือกได้มันเตะฉุบสันมันจำใบตอนชลายเพลียมกับมันในอายกเวตเก็ตบันไทม์ตีดดอเปเวเลมวยในอันตรการจำนวนระบบครูซาชินมันจบการสันตเนียดจะเช่นเตยปันใต้สกัดมาเพียระบบปูเกตระบานโลมือโดยมนุษย์ปีเนี่ยการมาครองไทยทำไมได้เป็นนูอย่างบางเคยบอกร้องมันเนี่ยกำปงแต่อังกุยพวกฮัดเจมวยในจมหายท่ามาโปโลสโตสเตอร์ด้านนันตินูหลบปูวูจินกำปงจะโชว์มือกระดับได้อย่างคลางมันต่อไปเคยบอกร้องมันในโนตรตรงเจมวยในจมหายท่ามาโปนูเมนบานและถ้วยก็กับมันปรับปรามในจมหายท่ามาโปใบมันโจเตอร์นั่นไม่เป็นจำนวนแต่บอกร้องมันเนี่ยนูปันใต้ตัวเจมีนการจุยปนหน้ากันดอยนั่นแต่บอกร้องมันในนูมันสไลด์ทางชมตรมันบานนูเต้ลูกปูจินฟูกับมันแทมในจมหายท่ามาโปวิคางทีตัวเจสลับกันดอยแต่ตรไม่บานใบก้นกับมันกระปั้วเหมือนเติมแต่ดำเลยออยเมียนจมนี้ขังขนงนึ่งไปใจกระเตะกับใบก้นบนนอเต้ปันใต้ก็เมียนในวิธีซาดดำดอยอย่างเจเชอพองได้ประสันบานเนี่ยมันอายุปีเพียบแปรโปรในกำลังชี้แต่เนี่ยหนึ่งบางดำนาการในไปใจกระเตะกับใบก้นดอยระบีมนะพี่ป้ามันเตะเป็นในวิบานดำนาการเฮ้ยได้ซาแต่บารอมันในนูมันสไลมือวัดมันประตูในจมหายท่ามาโปบังลางตะขังเลือลมหอได้เป็นนูบารอมันในนูตรมมันมันเตะกับบางเสียใจในกรอบธนวิญญาณจอมเมาชิมือหนึ่งเรียงกายระบอกกดดูดกับมกนัดถ้วยลูกปูจินวูเหมือนเป็นจัดอย่างครั้งไอมันเล็บทำกรอบวิญญาณรุยรัวเฮ้ยให้เราไว้บ้านเจมันอายุดังปีกำลังชี้ในขนมเรียงกายทิศขนมเรียเป้ปรำใบชนะมกนี้ซื้อมูได้เจขมายมองไปจนบอสแกบ้านยศดังในขบายก้นเจมือหนึ่งสนิทจิตรันทิศพงให้เป็นนิสมใบแต่บ่เป้วรอกอตูสกอตก็ได้โดยบ่เป้วรอกำปงแต่รีบจอมประกลในกิจการสมัติแต่เอากอดนั่งให้บ่รอได้เมียนประจอยมวลนึงเมียนชโมท้าจินเทียนตรายกลโปรตีมวยระบอลปูจินวูพกตาหรือสมงานเอาไปเตอมันจำใบจองดังนูเต้ประดาวแต่เลยการวัคคัดเพชรปราบรูระบกำลังชี้ตะบานเฮยไอเคยเต้เป็นในยูฮันเนียงบ้านตุ่มรู้ตัวดำหนักการตีปรำปีในกำรัดจำไรเรียงกายรุยรัวเฮยประสันมากำรัดกับใบกุนบอลเนียงเลยไอตายเตอประชอยมุกยังไม่ในครองกรองฟังชังเป็นโนเนี่ยมันรับไม่ได้กับมันเฟื่อการกระรบเรียกการปราบเนี่ยประเทียนเป็นเนี่ยประวูมันดอลเฮยนัดเฟื่อปกบกกับมาสเดมันโตไอดาเลยจมูกหนึ่งเกตีไทยเมนเต้ปกทลบันปราบไอออยแซบกับจมูกหนึ่งว่างที่เฮาโดยซาแต่ครูซาว่างเมนำนายเฟื่อนี่โดนเครียดคลายโรอาช่วยไอตัวบ้านการกระรบจีจราอื่นประได้ครั้นไปหลังฮอตคนไอกรกวีกับบาโจแต่มาน้องบ้านเฮยเจนเต
ទៅបានពុកក៏លេងមកនៃប្រុសវូហដែលកំពុងតែរងចាំមិនទៅไปឃើញជីនធានដើរចូលមកអារម្មណ៍ល្អក៏បានស៊ូតែលោកពូស្ដីមិនទៅពីការវឹកហាត់គុណទៀតហើយមែនទេត្រូវហើយរឿងទាំងអស់គឺដោយសារតែមនុស្សឈ្មោះស៊ឺមូវូហក៏បាននិយាយប្រសិនបើអ្នកស៊ូខ្ញុំនឹងប្រាប់ថាអ្នកមិនចេះបត់បែនតាមកលៈទេសៈធ្វើឲ្យជីនធានក៏បានឆ្ងល់តើអ្នកចង់មានន័យថាយ៉ាងម៉េចត្រូវហើយស៊ឺមូគឺជាក្មេងមកពីជនបទគេពូកែប្រល្បិចគ្រប់យ៉ាងប្រសិនបើយើងយកចិត្តទុកដាក់ជាមួយនឹងគេវានឹងធ្វើឲ្យយើងធ្លាក់ចូលទៅក្នុងអន្ទាក់ដែលគេបានរៀបចំទុកដូច្នេះយើងត្រូវតែរៀបចំផែនការចាត់ការគេមុនចាប់ផ្ដើមនៅសាយរឿងនៅក្នុងព្រៃមួយកន្លែងយើងក៏បានឃើញអ្នកក្លាហានកំណាប់ដៃដែលគឺជាស៊ឺមូកំពុងតែវឹកហាត់ជាមួយនឹងដៃថ្មីរបស់គាត់ជាមួយនឹងធម្មពលដើរទាំងខ្លាំងទាំងលឿនផងដែរយោងតាមការបង្រៀនរបស់លោកគ្រូការមិនសាបជាតិពើនៅក្នុងរាងកាយត្រូវតែព្យាយាមវឹកហាត់ឆ្លងទៅដំណាក់កាលទី9នៃកម្រិតចម្រាញ់រាងកាយដោយសារតែដំណាក់កាលនីមួយៗដែលយើងបានឡើងទៅដល់វាអាចបង្កើនឱកាសនៃការយល់ដឹងនៃកម្លាំងឈីម្យ៉ាងទៀតប្រសិនបើខ្ញុំទទួលបានគ្រប់ថ្នាំវិញ្ញាណទោះមានទេពកោសល្យធម្មតាដូចជាខ្ញុំភាពជោគជ័យនៃការដាំដុះគឺវាខ្ពស់ខ្លាំងណាស់ប្រសិនបើខ្ញុំអាចសម្រេចនៅការយល់ដឹងមុនការប្រកួតនៃគ្រួសារធំៗទាំង4នោះច្បាស់ជាល្អបំផុតជាមិនខានម្យ៉ាងទៀតបើខ្ញុំអាចប្រើប្រាស់និងបូករួមជាមួយនឹងបច្ចេកទេសដើមមួយនេះបន្ថែមទៀតឱកាសនៃជ័យជំនះរបស់ខ្ញុំនៅក្នុងការប្រកួតគឺការឡើងទ្វេដងបន្ទាប់ពីកាប់មួយដាវបំបាក់នៅដើមឈើដ៏ធំមួយដាក់ដាវចូលទៅក្នុងស្រោមវិញស្របពេលនោះហ្វឹងសៀននិងកូនចៅរបស់គាត់ក៏បានប្រញាប់រត់ចូលមកទាដៃសប្បាយចិត្តយ៉ាងខ្លាំងប្អូនធေါ်ឥឡូវនេះស្នេហ៍ដាវរបស់ប្អូនពិតជាសាហាវមែនស៊ឺមូក៏បានដកចេញមកវិញហើយនិយាយដើមពន្លឺព្រះអាទិត្យគឺជាអាវុធដ៏ខំរនិងមានអានុភាពដ៏ខ្លាំងក្លាប្រមុខជ្រុងក៏បានប្រាប់ប្រកាសណាស់សម្រាប់ដើមពន្លឺព្រះអាទិត្យមួយនេះលបងហ្វឹងបានបងលុយបន្ថែមរហូតដល់500តម្លឹងឯណោះហើយពេលនេះការលាក់បាំងក៏ត្រូវបានបែកហើយអ្វីបានជាឯនិយាយនៅពេលនេះស៊ឺមូក៏បានលូកយកប្រាក់មួយស្បោងប្រគល់ទៅឲ្យគាត់ដែលធ្វើឲ្យលបងហ្វឹងសៀនក៏បានបដិសេធមិនអីនោះទេប្អូនធေါ်ប្រាក់ប៉ុណ្ណឹងមិនមែនជាបញ្ហាសម្រាប់បងនោះឡើយប៉ុន្តែស៊ឺមូនៅតែប្រគល់ទៅឲ្យព្រោះថាការពីលើមុនបងក៏បានផ្ដល់ជំនួយឲ្យខ្ញុំដែរល្អប្អូនប្រុសប្រសិនបើប្អូនត្រូវការអ្វីផ្សេងទៀតគ្រាន់តែនិយាយបងនឹងធ្វើភ្លាមស៊ឺមូដាក់ដៃធ្វើការគោរពគូសមបាទខ្ញុំមានរឿងមួយត្រូវការពូបងបញ្ជាក់តើធ្លាប់ឮពីបច្ចេកទេសនៃការដាំដុះគូស្នេហ៍ដ៏អស្ចារ្យដែលវាអាចបង្កើននូវកម្លាំងឈីខាងក្នុងរបស់យើងបានដែលធ្វើឲ្យអ្នកទាំងពីរនាក់ពេលនេះសម្លឹងមើលមុខគ្នាអែអុចបន្តិចព្រោះមុខជ្រុំក៏បានក្រហមបន្តិចលបងកំណាប់ដៃហេតុអ្វីបានជាស៊ូសំណួរបែបនេះភ្លាមស៊ឺមូក៏បានបន្តប្រាប់ខ្ញុំបានរកឃើញនៅក្នុងសៀវភៅមួយក្បាលតើវាគឺជាបច្ចេកទេសល្អឬអាក្រក់លបងហ្វឹងក៏បានប្រាប់ទេវាត្រូវបានចាត់ទុកថាគឺជាបច្ចេកទេសដែលត្រឹមត្រូវមួយស៊ឺមូក៏បានបន្តខ្ញុំបានអាននៅក្នុងសៀវភៅថាបច្ចេកទេសមួយនេះមានប្រសិទ្ធភាពល្អបំផុតនៅពេលដែលបរិសុទ្ធនិងស្ត្រីក្លាយទៅជាគូស្នេហ៍នឹងគ្នាប៉ុន្តែខ្ញុំនៅមិនទាន់យល់ថាវាអាចធ្វើឲ្យកម្លាំងឈីរបស់យើងនៅខាងក្នុងកើនឡើងបានយ៉ាងម៉េចមើលទៅវាពិតជាប្លែកខ្លាំងណាស់ប៉ុន្តែមើលទៅនេះទាំងពីរហាក់បីដូចជាបាននឹងញញឹមញញែមប្អូនធေါ်អ្នកបានលៀបបងខ្លួនក្នុងការវឹកហាត់ក្បាច់គុនកាលពីអតីតកាលដែលធ្វើឲ្យចិត្តរបស់អ្នកពេលនេះគឺបរិសុទ្ធហើយចាក់ខុកវិស័យរបស់អ្នកក៏នៅកម្រិតខ្ពស់ដល់ពេលមួយដែលប្អូនបានជួបនឹងមនុស្សស្រីដែលត្រូវចិត្តប្រហែលជាពេលនោះប្អូននឹងយល់ហើយពីរបៀបវឹកហាត់កម្លាំងឈីដែលនៅខាងក្នុងស៊ឺមូក៏បានប្រាប់ថាខ្ញុំខ្លាចតែខ្ញុំមិនអាចរកមនុស្សស្រីដែលមានកម្លាំងធម៌ពលស្មើនឹងខ្ញុំនោះទេប្រមុខជ្រុងក៏បានផ្សាយបន្តិចវាមិនចាំបាច់ព្រៀបផ្ទឹមបែបនោះទេបំរុងនឹងនិយាយទៅហើយហ្វឹងសៀនក៏បានអុកមួយកែងវាមិនមែនប្អូនកំណាប់ដៃគាត់មិនអាចរកបាននោះទេនៅពេលដែលពេលវេលាត្រឹមត្រូវប្អូននឹងយល់ដោយខ្លួនឯងហើយស៊ឺមូក៏បានធ្វើការគោរពម្ដងទៀតអរគុណអ្នកទាំងពីរសម្រាប់ការណែនាំដោយសារតែខ្ញុំមានបញ្ហាផ្សេងទៀតដែលត្រូវដោះស្រាយដូច្នេះសូមលាសិនហើយបន្ទាប់ពីធ្វើការគោរពលាគ្នាហើយពេលនោះប្រមុខជ្រុងក៏បានស៊ូដូចឆោតលបងហ្វឹងតើគាត់ពិតជាមិនយល់មែនទេបានហើយឯថ្ងៃក្រោយកុំវត្តដាច់ពេករឿងខ្លះដែលមិនដឹងច្បាស់ហាមនិយាយស្អីប៉ុន្តែហេតុអ្វីបានជាខ្ញុំរងចាំយូរហើយនៅតែមិនទាន់មានចលនាអ្វីទៀតចាប់អារម្មណ៍បន្តិចដោយសារតែមានលើធម្មពលមួយក៏បានបន្លាស់ទីចូលមកយ៉ាងលឿននៅទីបំផុតឯងបានបង្ហាញខ្លួនហើយដែលវាគឺជាកណ្ដោសូនមាសដ៏ខ្ជូតហាត់ចុះហាត់ឡើងក៏បានធ្លាក់ចូលទៅក្នុងរណ្ដៅដែលវាគឺជាអន្ទាក់របស់ស៊ឺមូកណ្រោបហ៊ីបនឹងបាត់ទៅហើយវាក៏បានផ្លោះចេញឯងគិតមិនទេថាឯងរួចកិច្ចផុតបោះនឹងសំណាញ់ចូលទៅចាប់ហ៊ីបនឹងបានទៅហើយប៉ុន្តែល្បឿនរបស់វាគឺលឿនយូរតែមែនទែនដែលធ្វើឲ្យស៊ឺមូក៏បានដកនៅដាវព្យាយាមដេញតាមពីខាងក្រោយហក់កាប់ចេញនៅចំហាយធម្មពលផ្ដាច់នៅខ្សែអន្ទាក់ទម្លាក់នៅត្រង់ដៃសម្កត់វាប៉ុន្តែមិនជាប់នោះទេព្រោះតែវាបានបន្លាស់ទីចេញងាកឆ្វេងស្ដាំស្ដាំកិច្ចពីអន្ទាក់ទាំងអស់នោះចូលទៅអន្ទាក់មួយទៀតដែលទម្រង់របស់វាដូចជាមាត់ក្រពើហាត្របាក់ប៉ុន្តែនៅតែមិនអាចចាប់វាបានដោយសារតែវាបានអាឡាតខ្លួនឡើងទៅខាងលើហក់ទម្លាក់រត់ឆ្លងកាត់ស្ពានពេលនោះស៊ឺមូក៏បានលោតកាប់ចេញជាមួយនឹងចំហាយធម្មពលដាវត្រូវពីក្រោយដឹមហុយប៉ុន្តែកណ្ដោសូនមាននៅតែអាចរត់ចេញបានប្រឹងរត់យ៉ាងលឿនប៉ុន្តែពេលនេះបានជាប់ជើងហើយជាមួយនឹងកៅស្អិតសញ្ញាក្បាលឆ្កែអាឡាតល្បឿនរបស់ឯងពិតជាលឿនដូចភ្នែកបន្ទោលមែនទោះជាឯងលឿនយ៉ាងណាក៏ដោយក៏អត់ប្រយោជន៍ដែរភ្លាមនោះកណ្ដឹងនៅចង្កេះរបស់គាត់ក៏បានបញ្ចេញនៅពន្លឺដែលគឺជាសញ្ញាឲ្យស៊ឺមូមានការប្រុងប្រយ័ត្នស្របពេលដែលចំហាយនៃធម្មពលដុំទឹកកកមួយក៏បានវេប្រហារចូលមកឈិនធាងក៏បានគេចមកខាងក្រោយស្រែកសួរថាតើលោកគឺជាអ្នកណាទម្លាក់ខ្លួនចុះមកខាងក្រោមដែលឈ្មោះរបស់គាត់គឺជាអាត្រីដៃតកទោះជារយៈពេលជា10ឆ្នាំមកកន្លងផុតទៅស៊ឺមូនៅតែចាំបានដែលវាគឺជាឃាតករសម្រាប់គ្រួសាររបស់លោកពូនីមីងគាត់ឃាតករក៏បានស្រូបទាញយកនៅកណ្ដោសូនមាសនេះហើយគឺជាសត្វវិញ្ញាណដែលខ្ញុំចង់បានប្រើប្រាស់នៅចំហាយធម្មពលរន្ទះបន្តិចឆក់នៅសត្វកណ្ដោសូនមាសមួយនោះធ្វើឲ្យវាឡើងត្រង់ជើងស្ដោកតែម្ដងចំណែកស៊ឺមូវិញពេលនេះស្មារតីរបស់គាត់ចាប់ផ្ដើមគ្រប់គ្រងលេងបានហើយដោយសារតែកំហឹងរបស់គាត់ចាប់ផ្ដើមឆេះឡើងនៅទីបំផុតខ្ញុំបានរកឃើញឯងហើយដូច្នេះខ្ញុំនឹងឲ្យឯងសងជីវិតរបស់ពូគាត់អាឃាតករស្លាប់ភ្លាមទៅសម្រុកចូលទៅជាមួយនឹងដែលពូពេញទៅដោយចំហាយធម្មពលកាប់ក្របវិញចេញជាមួយនឹងចំហាយ
ธรรมពលប៉ុន្តែឃាតករនេះក៏បានយកដៃតករបស់គាត់ទៅរងបែកខ្ចាយស៊ឺមូហក់វាប្រហារពីខាងក្រោយមួយដៅពីរដៃប៉ុន្តែវាធ្វើប្រងើយដោយបែកខ្នងប្រើប្រាស់ដៃរបស់វាកាប់ទប់រងវិញទោះបីជាស៊ឺមូព្យាយាមវាប្រហារលើក្រោមយ៉ាងណាក៏ដោយប៉ុន្តែដៃតករបស់ឃាតករនៅតែទប់រងបានទាំងអស់ស៊ឺមូវាប្រហារពីខាងក្រោយមិនអស់ចិត្តអន្លាខ្លួនមកខាងមុខចាក់ចូលទៅពេលមួយទំហឹងឃាតករនេះនោះក៏បានប្រើប្រាស់នៅមេរៀនពីរចាប់នៅផ្លែស័យបាក់អស់លើមួយវាលចំណែកឃាតករដៃតកហាក់បីដូចជាមិនចង់យកជីវិតរបស់ស៊ឺមូនោះទេគាត់ក៏បានដើរចេញប៉ុន្តែស៊ឺមូកំហឹងនៅតែមិនទាន់រលត់ជាមួយនឹងដៃនៅក្នុងដៃពូពេញទៅដោយចំហាយធម្មពលហក់ចូលទៅម្ដងទៀតកាប់ចេញមួយចំហាយធម្មពលដៅដែលគឺជាបច្ចេកទេសរុនទាស្រមោលទាំង5ទៅខាងមុខបន្តិចលើកនៅដៃរបស់វាសម្រុកចូលបំរុងនឹងប្រឡ័យស៊ឺមូទៅហើយចំហាយនៃធម្មពលមួយក៏បានវាប្រហារចូលមកកាក់មុខពួកអបេក្ខេតករនេះនោះក៏បានដឹងខ្លួនទាន់បន្លាស់ទីកិច្ចផ្ទុះដាំងប៉ាងស៊ឺមូទៅបំបុកនឹងថ្មដែលនៅខាងក្រោយដោយសំឡេងមនុស្សស្រីដ៏ស្រទន់ក៏បានបន្លឺឡើងពីខាងលើឃាតករដៃតកដ៏ល្បីល្បាញបានបើកការវាប្រហារជាមួយនឹងយុវជនដែលនៅកម្រិតទាបជាងនិងហើយនារីដ៏ស្រស់ស្អាតនេះគឺជាទូស្រីម្នាក់ក្នុងចំណោមទូស្រីទាំងអស់នៅក្នុងរឿងរបស់យើងដែលមានឈ្មោះថាស៊ីមីងស៊ូមកពីនិកាយទៀនយីនបើការវាប្រហារជាមួយនឹងអាវុធព្រឹត្តិការណ៍នៅក្នុងដៃក៏រវែងចូលទៅដែលធ្វើឲ្យអបេក្ខេតករនេះនោះក៏បានប្រើប្រាស់ក្បាច់ដៃតករបស់គាត់ដោយសារតែនាងបានតាមប្រមាញ់ឃាតករដៃតកជាយូរមកហើយអបេក្ខេតករក៏បានប្រាប់ថាជឿឬមិនជឿអាស្រ័យលើនាងទៅចុះការស្លាប់របស់យិនមិនមានអ្វីពាក់ព័ន្ធជាមួយនឹងខ្ញុំនោះទេបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យនាងក៏បានខឹងភ្លាមតែម្ដងមិនមានអ្វីពាក់ព័ន្ធមែនទេពិតជាថោកទាបណាស់បញ្ចេញនៅធម្មពលរបស់នាងរីកដូចជាផ្កានៅពីខាងក្រោយវាប្រហារចូលទៅជាមួយនឹងកម្លាំងដែលប្រៀបបានដូចជាខ្យល់ព្យុះបន្ទាប់ពីឃើញបែបនោះអបេក្ខេតករក៏បានកាប់ចេញមួយចំហាយធម្មពលណាប្រែក្លាយទៅជាផ្ទាំងតកដើម្បីការពារទប់រងប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេក៏បានបែកខ្ទេចដោយសារតែកម្លាំងធម្មពលខ្យល់គួយរបស់ស៊ីមីងស៊ូនាងក៏បានទាញបន្ថែមចូលទៅវាប្រហារមួយទៀតដល់ពេលនោះឃាតករដៃតកក៏បានចាក់បញ្ចូលនៅធម្មពលទៅក្នុងដាវលេចចេញនៅធម្មពលដ៏អស្ចារ្យពីខាងក្រោយខ្នងក្រវែងចេញទៅវាក៏បានរួមផ្ដុំជាដុំតកដ៏ធំមួយឡើងស្រួចវាបំបែកនៅកម្លាំងធម្មពលខ្យល់ព្យុះមួយនោះដែលធ្វើឲ្យស៊ីមីងស៊ូនាងក៏បានកាច់រៀងកិច្ចបន្តិចបន្តសម្រុកចូលទៅកិច្ចនៃការវាប្រហារពីដុំតកស្រួយស្រួយជាច្រើននោះបញ្ឆេះនៅចំហាយធម្មពលត្រជាក់នៅក្នុងបាតដៃទាសចូលទៅវាប្រហារមួយមិនត្រូវនោះទេដោយសារតែឃាតករនេះនោះក៏បានបន្លាស់ទីកិច្ចភ្លាមដែលធ្វើឲ្យនាងក៏បានបន្លាស់ទីទៅតាមបើការវាប្រហារឡើងបែកធម្មពលព្រាកស៊ឺមូភ្លឺភ្នែកតែម្ដងតើនេះជាអំណាចពិតប្រាកដរបស់អ្នកដែលមានកម្រិតខ្ពស់មែនទេអាឡ័យតែសម្លឹងភ្លឹកហ៊ីមនឹងស៊ីមួយចំហាយធម្មពលដៃតកទៅហើយកិច្ចតន់ដោយអ្នកខ្លាំងទាំងពីរនៅតែបន្តបើកការវាប្រហារគ្នាដែលធ្វើឲ្យឃាតករនេះក៏បានប្រើប្រាស់ដៃរបស់គាត់កាប់បំបែកនៅចំហាយធម្មពលរបស់នាងងើយមុខឡើងដល់ល្មមដោយសារតែស៊ីមីងស៊ូកំពុងតែបញ្ឆេះធម្មពលដុំតករបស់នាងនៅក្នុងដៃទាសចូលពេញមួយទំហឹងចំកណ្ដាលទ្រូងពេញលន់សូទៅឌឹបទៀតប៉ាមកខាងក្រោមអូននឹងដៃសឹង100ម៉ែត្រនាងមិនបានបញ្ឈប់នៅតែបន្តសម្រុកទៅទៀតដែលធ្វើឲ្យឃាតករនេះក៏បានខឹងចិត្តយ៉ាងខ្លាំងស្រែកបញ្ចេញចំហាយធម្មពលតករបស់គាត់ដោះឡើងស៊ុយស្រួយជាច្រើនប៉ុន្តែនៅតែមិនអាចរៀងស្អាតមីងស៊ូបានហើយមួយណាផុសកាក់មុខវាបំបែកចេញសម្រុកចូលបន្តហើយពេលនោះយើងក៏បានឃើញអបេក្ខេតករនេះក៏បានបង្កើតនៅចំហាយធម្មពលដៅរបស់គាត់ដ៏ធំសម្បើមគឺធំយកតែមែនតែនកាប់ចូលទៅពេញមួយទំហឹងឡើងរំកើព្រៃផ្ទុះដាំងប៉ុន្តែវត្តមានរបស់ស្អាតមីងស៊ូនៅដដែលក៏បានបន្លាស់ទីកិច្ចអបេក្ខេតករនេះក៏បានតាមពីក្រោយកាប់ចេញមួយដៃដាច់ដើមឫស្សីអស់សឹង100ថែមមួយដៅទៀតពាក្យកណ្ដាលបង្កើតបានទៅជាអាវុធដែលគាត់បានស្រូបទាញបញ្ជាទៅវាប្រហារលឿនដូចជាគ្រប់ព្រួយប៉ុន្តែល្បឿនរបស់មីងស៊ូក៏មិនធម្មតានោះដែរដែលធ្វើឲ្យនាងមានឱកាសបើកនៅធម្មពលពីខាងក្រោយខ្នំឡើងប៉ុណ្ណាណីជាមួយនឹងអាវុធផ្កាតកជាច្រើនវាប្រហារសងទៅវិញដែលធ្វើឲ្យឃាតករនេះក៏បានព្យាយាមប្រើដៃរបស់គាត់កាប់បំបែកចេញកិច្ចចុះកិច្ចឡើងហក់ទៅខាងក្រោយបន្តិចដល់ដៃទៅជាប់នឹងដីបន្ទាប់មកក៏បានចាក់បញ្ចូលចំហាយធម្មពលទៅក្នុងដាវលេចចេញនៅដុំថ្មតកឡើងប៉ុណ្ណយុទ្ធក្រោះវាសម្ដៅឡើងទៅដែលពេលនោះមីងស៊ូនាងក៏បានបញ្ចេញនៅដៃរបស់នាងឡើងមកកាន់ចូលវាមកក្នុងដៃក្រវាបញ្ចេញនៅសម្រស់ចាក់ចេញទៅជាចំហាយធម្មពលសរសៃសូត្រជាច្រើនដែលវាក៏បានទៅរុំព័ទ្ធដុំថ្មតកដ៏ធំមួយនោះបំបែកចេញឡើងខ្ទេចធ្លាក់ចុះដូចជាព្រិលនៅកូរ៉េចំណែកអបេក្ខេតករនេះនោះនៅតែសំឡេងលយការអត់ធ្មត់របស់ខ្ញុំមានដែនកំណត់ដែលធ្វើឲ្យមីងស៊ូទ្រាំលេងបានកុំនិយាយច្រើនពេកហក់ចូលទៅនេះទាំងពីរក៏បានបើកការវាប្រហារម្ដងទៀតជាមួយនឹងដៃនៅក្នុងដៃរៀងខ្លួនកាប់លន់សូពើងបន្តវាប្រហារគ្នាចុះឡើងអត់ស្រាកស្រានកម្លាំងដើរពេលមុនវាតិចខ្លាំងពេកនាងក៏បានចាក់បន្ថែមទៀតកាប់ចេញជាចំហាយធម្មពលដើរពី3ទៅវាប្រហារឃាតករនេះនោះក៏បានកាប់បំបែកចេញហក់ទៅខាងលើបន្តវាប្រហារគ្នាទៀតវាចុះវាឡើងជាច្រើនស្នៀតជាមួយនឹងផ្លែដាវដែលធ្វើឲ្យការប្រយុទ្ធរបស់ពួកគាត់កាន់តែល្អមើលហើយជក់ចិត្តឆ្វែលពួកគាត់នៅតែក្បែរស៊ឺមូដែលធ្វើឲ្យគាត់ក៏បានសរសើរថានារីដ៏ស្រស់ស្អាតនេះពិតជាសាហាវខ្លាំងណាស់មុននឹងពួកគេបាននិយាយគ្នាថានាងគឺជាមនុស្សនៃនិកាយទៀនយីនប្រហែលនាងគឺជាពូជពងរបស់និកាយនោះហើយនេះទាំងពីរវាចុះវាឡើងកណ្ដោសូមាសក៏បានរបូតចេញពីក្នុងខ្លួនរបស់ឃាតករម្នាក់នោះដែលធ្វើឲ្យវាក៏បានសម្រេចចិត្តរត់បកមកខាងក្រោយចាប់នៅស៊ឺមូក្រវែងចេញដើម្បីយកឱកាសកិច្ចពិការតាមប្រម៉ាញ់របស់មីងស៊ូសម្រុកចូលទៅនាងក៏បានយកដៃទប់ក្នុងរបស់ស៊ឺមូដែលកំពុងតែខ្ទាតប៉ាងមកជានៅសម្រស់របស់នាងឡើងញាក់ទម្លាក់ខ្លួនមកខាងក្រោមវិញក៏បានសម្លឹងទៅមើលឃាតករដៃតកដែលកំពុងតែរត់គេចឯងត្រូវបានរងការវាប្រហារដោយធូក្រអូបដេញប្រលឹងរបស់ខ្ញុំហើយដូច្នេះឯងមិនអាចគេចផុតបាននោះទេក្រឡេកមកឃើញនៅកណ្ដោសូត្រមាសដែលកំពុងតែលងលក់ក៏បានទាញយកស៊ឺមូក៏បានដើរចូលទៅដោយប្លង់មួយនេះសាច់រឿងក៏បានដាក់បទចម្រៀងយ៉ាងរ៉ូមែនទិកចំណែកកណ្ដោសូត្រមាសបន្ទាប់ពីដឹងខ្លួនឡើងមកវិញរីករាយយ៉ាងខ្លាំងមីងស៊ូនាងក៏បានយកដៃប៉ះក្បាលរបស់វាបន្តិចកម្លាំងវិញ្ញាណរបស់ឯងខ្លាំងក្លាបែបនេះបានជាធ្វើឲ្យឃាតករដើរទៅកកតាមប្រមាញ់ចង់បានក្រឡេកមកស៊ឺមូឡើងភ្លឹកតែម្ដងដោយសារតែបានឃើញសម្រស់ដ៏ស្រស់ស្អាតរបស់
របស់នាងតាលោកមានរឿងអ្វីមែនទេលើកដៃធ្វើការគោរពឲ្យខ្ញុំសុំទោសផងដោយសារតែខ្ញុំបានឃើញនៅបច្ចេកទេសដ៏ខ្លាំងក្លារបស់អ្នកនាងដែលធ្វើឲ្យខ្ញុំក៏បានភ្លឹកហើយចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញនាងដើរទៅក៏បានខាត់មីងសួរនាងក៏បានងាកមកវិញជាសម្រស់តែម្ដងសួរថាតាលោកចង់បានអ្វីឬមួយមកពីលោកចាប់បានកណ្ដោសូត្រមាសមួយនេះបើអញ្ចឹងតាលោកយកតម្លៃប៉ុន្មានស៊ឺមូក៏បានបដិសេធទេខ្ញុំមិនចង់មានន័យបែបនោះឡើយដាក់ដៃធ្វើការគោរពអរគុណម្ដងទៀតដោយសារតែនាងបានជួយជីវិតរបស់ខ្ញុំដូច្នេះសូមយកសត្វកណ្ដោសូត្រមាសមួយនេះទៅតាមពិតទៅខ្ញុំក៏ដូចជានាងដែរគឺខ្ញុំមានចំនួនឈាមជាមួយនឹងធាតុកោដៅតកោប៉ុន្មានឆ្នាំចុងក្រោយមកនេះខ្ញុំបានវឹកហាត់យ៉ាងឧស្សាហ៍ព្យាយាមដើម្បីសម្លាប់សត្រូវរបស់ខ្ញុំដោយផ្ទាល់ដៃមីងសួរនាងក៏បានងាកចេញតើនេះមានអ្វីទាក់ទងជាមួយនឹងខ្ញុំទៅស៊ឺមូក៏បានប្រាប់ថាជំនាញក្បាច់គុណធម្មពលរបស់នាងពិតជាបានពង្រីកការយល់ដឹងរបស់ខ្ញុំយ៉ាងខ្លាំងហើយនាងគឺជាអ្នកខ្លាំងដ៏អស្ចារ្យបំផុតដែលខ្ញុំធ្លាប់បានឃើញពីមុនមកដូច្នេះខ្ញុំចង់ខ្លាចជាដៃគូដ៏ទេវភាពជាមួយនឹងនាងដើម្បីវឹកហាត់នៅបច្ចេកទេសនៃការដាំដុះគូស្នេហ៍ដ៏អស្ចារ្យរួមគ្នាដែលធ្វើឲ្យមីងសួរនាងមិនពេកចិត្តនោះទេដៃគូវឹកហាត់រួមគ្នាឥតប្រយោជន៍គ្រោះវាចេះនឹងចំហាយធម្មពលបន្តិចធ្វើឲ្យស៊ឺមូក៏មានការភ្ញាក់ផ្អើលផងដែរត្រឹមជាអ្នកវឹកហាត់ម្នាក់ហ៊ាននិយាយអួតអាងនៅចំពោះមុខខ្ញុំបែបនេះថែមទាំងហ៊ានស្នើសុំខ្ញុំជាដៃគូស្នេហ៍ទៀតផងស៊ឺមូរត់តែភ្ញាក់ផ្អើលទៀតហើយពេលនេះអ្វីទៅបច្ចេកទេសនៃការដាំដុះមនុស្សតម្រូវឲ្យពួកយើងជាគូស្នេហ៍នឹងគ្នាមីងសួរក៏បានបញ្ជាក់បន្ថែមលើពីនេះទៅទៀតការទទួលខុសត្រូវនៃការឡើងទៅឋានសួគ៌អមតៈរបស់និកាយខ្ញុំគឺតម្រូវឲ្យខ្ញុំនៅតែម្នាក់ឯងហើយខ្ញុំក៏ធ្លាប់បានសន្យាជាយូរមកហើយថាមិនរៀបការនោះទេនៅក្នុងមួយជីវិតនេះស៊ឺមូក៏បានលន់មាត់ថាឡើងទៅឋានសួគ៌អមតៈបានហើយមើលទៅលោកក៏មិនយល់ពីគោលដៅចុងក្រោយនៃការបណ្ដុះបណ្ដាលក្បាច់គុណដែរដូច្នេះខ្ញុំមិនខ្ជិះខ្ជាពេលវេលាជាមួយនឹងលោកទីនោះទេបន្លាស់ទីចេញទៅស៊ឺមូនៅតែព្យាយាមពន្យល់នាងចាំបន្តិចសិនទៅទាំងអស់នោះមិនមែនជាអ្វីដែលខ្ញុំចង់មានន័យនោះទេមីងសួរនាងក៏បានបោះប្រាក់មួយស្បង់ទៅឲ្យស៊ឺមូដោយសារតែខ្ញុំនៅតែត្រូវការកណ្ដោសូត្រមាសមួយនេះដូច្នេះខ្ញុំមិនអាចប្រកល់ទៅឲ្យលោកវិញបាននោះឡើយប្រាក់មួយចំនួននេះទុកថាខ្ញុំបង់ឲ្យលោកទៅចុះស៊ឺមូនៅតែមានភាពក្លាហាននាងធ្វើត្បិតតែជំនាញក្បាច់គុណរបស់ខ្ញុំបច្ចុប្បន្នខ្សោយក៏ដោយខ្ញុំសូមស្បត់ថានៅថ្ងៃអនាគតខ្ញុំនឹងក្លាយទៅជាអ្នកខ្លាំងបំផុតដល់ពេលនោះខ្ញុំនឹងទៅនិកាយទានយិនដើម្បីស្វែងរកនាងមីងសួរក៏បានតបខ្ញុំមិនរងចាំមើលថាតើនាងអាចធ្វើបានដែរឬទេដែលធ្វើឲ្យស៊ឺមូក៏មានសង្ឃឹមល្អខ្ញុំនឹងទុកថានាងបានសន្យាជាមួយនឹងខ្ញុំរួចហើយកាត់មកពេលព្រឹកនៅផ្ទះលំហែរបស់ស៊ឺមូដែលគាត់កំពុងតែយកនៅថ្នាំវិញ្ញាណជាច្រើនដាក់នៅលើតុដែលគាត់បានប្រើប្រាស់របស់មីងសួរទិញវាគ្រប់គ្រាន់សម្រាប់ខ្ញុំទម្លុះទៅដំណាក់កាលទី11នៃកម្រិតអាណាចក្រចម្រាញ់រាងកាយដូច្នេះខ្ញុំនឹងសម្រាប់មួយភ្លេសិនបន្ទាប់មកចាំអនុវត្តនៅបច្ចេកទេសរបស់ខ្ញុំសង្ឃឹមថាខ្ញុំនឹងឆាប់បានក្លាយទៅជាអ្នកខ្លាំងដើម្បីបានទៅជួបនារីដ៏ស្រស់ស្អាតម្នាក់នោះម្ដងទៀតគ្រាន់តែគិតដល់នាងស៊ឺមូក៏មានសេចក្តីសុខដែរស្របពេលដែលក្មេងស្រីអាលៀមវូហានក៏បានមកដល់បងប្រុសមើលទៅនៅក្នុងថ្ងៃនេះហាក់បីដូចជានាងមានអារម្មណ៍ល្អខ្លាំងណាស់ទឹកមុខអញញឹមញញឹមវូហានក៏បាននិយាយម៉ែបានសុំឲ្យខ្ញុំមកប្រាប់បងថាពី3ថ្ងៃទៀតយើងនឹងចូលរួមពិធីជប់លៀងមង្គលការជំនួសគាត់មើលទៅវាច្បាស់ជាអ៊ូអរខ្លាំងណាស់ស៊ឺមូគេមិនតិចក៏ប្រាប់ថាគឺជាគ្រូសាវូអីសោះធ្វើនាងក៏បានភ្ញាក់បន្តិចហ៎តើបងដឹងដូចរបៀបណាមិនត្រឹមតែដឹងប៉ុណ្្នឹងនោះទេដឹងទាំងនាមត្រកូលរបស់កូនក្រមុំគឺជានាងចុងសៀវតើបងនិយាយត្រូវដែរឬទេវូហានក៏បានសួរតើបងដឹងរឿងទាំងអស់នេះដោយរបៀបណាមកពីបងស្គាល់កញ្ញាចុងសៀវនឹងហើយនាងបានរៀបការជាមួយនឹងអ្នកប្រុសវូហួរដោយសារតែប៉ុន្មានថ្ងៃមុនបងបានជួបនាងនៅកាយក្រុងហើយបងគឺជាអ្នកនាំនាងទៅគ្រូសាវូទៀតផងវូហានរត់តែសប្បាយចិត្តទៅជាចៃដន្យមែនដូច្នេះនាងចុងសៀវអាចចាត់ទុកថាគឺជាអ្នកស្គាល់គ្នាជាមួយនឹងបងដូច្នេះខ្ញុំនឹងរៀបចំអំណោយជូនគាត់ស៊ឺមូក៏បានយល់ឃើញល្អហើយនៅក្រដាសប្រាក់ទៅឲ្យយូហានសូមរំខានប្អូនស្រីជួយរៀបចំឲ្យបងផងទទួលដោយរីករាយទុកចិត្តលើប្អូនស្រីប្រឡេកមកក្នុងទីប្រជុំជនដែលវូហានកំពុងតែដើរសម្លឹងមើលសម្លឹងចុះសម្លឹងឡើងក៏បានឃើញហាងមួយញញឹមតែម្ដងដើរតម្រង់ទៅជួបនឹងនារីម្នាក់ដែលធ្វើនារីម្នាក់នោះក៏បានធ្វើការគោរពនាងជីនឆ្ងល់បន្តិចតើអ្នកគឺជាអ្នកណាសៀវខឺអ្នកបម្រើគ្រូសាវូមួយរយៈនេះមិនសូវឃើញនាងមកសាលាគុនជាមួយនឹងអ្នកប្រុសរបស់នាងសោះមើលទៅដោយសារតែរវល់រឿងពិធីមង្គលការរបស់គ្រូសាវូហើយចាស់ត្រូវហើយលោកម្ចាស់បានឲ្យខ្ញុំទិញនៅគ្រឿងអលង្ការសម្រាប់កូនក្រមុំវូហានឆ្ងល់ភ្លាមតែម្ដងបងប្រុសវូហួររៀបការទាំងមូលជាធម្មតាគួរតែមានមរតករបស់គ្រូសាផ្ដល់ទៅឲ្យកូនក្រមុំចុះហេតុអ្វីបានជាត្រូវទិញថ្មីសៀវខឺក៏បានប្រាប់ថាគឺជាអ្នកប្រុសសៀនដែលជាអ្នករៀបការទេភ្ញាក់ផ្អើលទៀតហើយវូសៀនដូច្នេះកូនប្រុសច្បងវូហួរមិនបានរៀបការជាមួយនឹងកូនក្រមុំត្រកូលចុងនោះទេសៀវខឺក៏បានធ្វើមុខឆ្ងល់មើលទៅកញ្ញាយូហានច្បាស់ជាច្រឡំហើយសម្លឹងឆ្វេងស្ដាំក៏បានទាញដៃវូហានទៅកន្លែងស្ងាត់ដើម្បីស៊ីត្រាវខ្ញុំនឹងប្រាប់រឿងមួយឲ្យនាងបានដឹងដោយសារតែនាងចុងសៀវមាននៅរឿងអាស្រូវដូច្នេះលោកម្ចាស់មិនយល់ស្របឲ្យនាងរៀបការជាមួយនឹងកូនច្បងនោះទេមានតែនាងចុងសៀវម្នាក់គត់ដែលគិតថាបានរៀបការជាមួយនឹងអ្នកប្រុសវូហួរដូច្នេះនៅក្នុងបន្ទប់យប់សំដំណេកកូនកំឡោះនឹងខ្លាយទៅជាអ្នកប្រុសសៀនពេលនោះវូហានក៏បានភ្ញាក់ព្រឺតែម្ដងតើគ្រូសាវូអាចធ្វើបែបនេះបានដោយរបៀបណាដូច្នេះនៅក្នុងសម្បត្តិអញ្ជើញអ្នកម៉ែអានរួចហើយក៏បានដឹងប្រាប់ឲ្យខ្ញុំនឹងបងប្រុសចូលរួមជំនួសគាត់ក្នុងការរៀបអាពាហ៍ពិពាហ៍នៃគ្រូសាវូចំណែកបងប្រុសក៏ធ្លាប់បានស្គាល់នាងចុងសៀវដែលនាងចូលមកគ្រូសាវូដើម្បីរៀបការសៀវខឺដែលកំពុងតែរអ៊ូអ្វីតែម្នាក់ឯងនោះទេខ្ញុំត្រូវតែប្រញាប់ប្រាប់រឿងមួយនេះទៅបងប្រុសនាងបានបន្តរត់មិនងាកក្រោយនោះឡើយចាប់ផ្ដើមនៅសាច់រឿងនៃគ្រូសាវូបានរៀបចំពិធីមង្គលការឡើងកថាកធំដែលមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួមនៅក្នុងពិធីមង្គលការមួយនោះវូហួរដែលបានឈរនៅមុខផ្ទះទទួលភ្ញៀវយ៉ាងរាក់ទាក់ចូលមកដល់ខាងក្នុងក៏មានវត្តមានរបស់វាងធានហៅផងដែរដើរចូលទៅយ៉ាងសង្ហាដែលធ្វើនាងរាល់គ្នាក៏បានសរសើរមិនដាច់ពីមាត់សម្លឹងទៅបរិសុទ្ធសង្វេតម្នាក់ដែលស្លៀកពាក់ជាកូនកំឡោះតាមរូបរាងរបស់គេមើលទៅនារីម្នាក់នោះហេតុអ្វីបានជាព្រមរៀបការជាមួយដោយលោកម្ចាស់វូបន្ទាប់ពីឃើញវាងធានហៅក៏បានធ្វើការរេ
เตะขโมยปลอสำลังเลิกได้ทั่วการกรบสมอบอพองหลวงปู่วูในบ้านเราเคยคนประสาทไรดอกละอมันเนี้ยขยมเทียนห้าสมจุนโปครูซาระบอลปูบ้านสมาชิกไม่ฉับนี้เชื่อมวยนึงคนใจจีชันเนี้ยลงมาจ้าวูกับบ้านในเยเอาก้นจะปูเป็ดสำไรระบอกมวยเปราะโซมันเจออังกอยในเลิกกับไอเกตโยเซนเตอร์มันตัวไปอังกอยจอเพลียมจินเทียนกับมาดอนในเยเพลียมแต่มาดองตาในเมนเต้คือจินในโปรเวกไม่ระบอกครูซาวางดาตระบานเกสก็ท่าคือจีเซอร์เลยมวยในขนมสลาก้นระบอกอาณาจักรเชิงฟังหาได้ไว้บ้านจีไงนี่มันเลยหัดก้นเทียนห้ากับบ้านในยิ้มกระวีกับบ้านมันเตะประสันมาสก้นเตียงอ้อในขนมอาณาจักรฟังเชิงเมนนักกำลังจำเนียงกับใบก้นโดยจีบองโปรจินเทียนตัวใบจีขยมเหมือนอาณาวัดเป็นมวยชีวิตระบอกขยมก็ได้ขยมก็เหมือนอาใจระบองบ้านได้จินเทียนเหมือนตัวไปสดามลือแบบนุกกระไดจัดยังคลาสตูโจเตอร์ปันแปกับตระบานในโปรวัวจับสมาจอบระบองโปรจินเทียนบองโปรเทียนห้ากรอนแต่ในเยเลนเต้ขยมทรงคำท่าบองโปรจินเทียนเป็นประกันโดยซาแต่ไทยนี่คือจะไทยดอกอาชาระบอกครูซาวูขยมเป็นนุจินเทียนกับบ้านได้จ่าเจนเตอร์ที่มันเป็นเจ็ดวัวกับบ้านในเยท่าบองโปรเทียนห้าวประสันบาเมนเอาไว้คว้าข้าหนึ่งชมโค้งสมอภัยโตเลยปูยืงพงเลิกได้ทั่วการเคารพกูสอมเตวิงมันไอนุเต้ได้เมื่อแต่เติมมุกระบอกก็หาใบโดยที่มันเป็นเจ็ดหนึ่งปารยาการมือนี้เลยสอบเป็นนุพงได้เยอะกับบ้านลือสมเลยระบอกไม่ใส่วูฮันบองปลอกขยมเลยดีนี้ให้เราไว้บ้านเจ็บบองเติมแต่มาดอลและทั่วเทียนห้างบ้านจับอารมณ์จมูกหนึ่งรูเรียงระบอกซื้อหมูวิหารใบโดยที่ขยมถลบจูบเกมมาลองในตีนะนึกเคยเพลียมแต่ดอนเนี่ยคลานกำนับได้บ้านประกุดจมูกหนึ่งกอดกาไปเป็นมุนตามมันเนี่ยอาจจะกอดเมนเต้มันตัวไปเคยซื้อหมูดาจะเจนตลอดเตวิงเทียนห้างกับบ้านประหยัดดาตามทั่วไอ้ขมิ้นใส่กับหอยวูฮันกับบ้านดังดาทอยไกลมันติบอกหนึ่งเทียนเฮาดัดทั่วไอ้กอดกับบ้านจุ้ยจับในระบอกเนียงชัวตาในเนียงเหมือนการเอาไว้ได้ริเต้จ้าขยมเหมือนไอโนเต้สมลังตะเมอซื้อหมูกับบ้านบาดปีตีนูเตอร์ไฮดัดทั่วไอ้กอดกับบ้านประหยัดตามจำในขมิ้นใส่กับหอยวูฮันกับบ้านเกตดอดกาไปใบไงมุนได้เนียงบ้านกูเนื้อพล่องผูมคือระบอกครูซาวูดำใบริบจำแผนการโจแต่จุยกลกระมมได้เนียงบ้านโจแต่เซิร์ฟเมอร์ในขนมปาระเวนในครูซาวูให้กับบ้านดังปีกันไล่มันตุบระบอกกลกระมมสำระได้เวนตีเทลียคางใกล้ในสลาบคางเล็กในดำหนาวูด้านในคางใกล้โน้มเหมือนเซิร์ฟเมอร์มนุษย์เชนโจนูเต้งีสโรไลบ้องขนมการทั่วแผนการมือนี้ปันตาซื้อมูหาใบโดยเจนแต่มันชื่อเรื่องรายถึงออนุมันตัวไปบ้องมันโจตดอกขนมมันตุบระบอกกลกระมมรุยรอลหายบ้องหนังสู้กันยาซองเชียวชื่อมุนสันทาตากอดดังออกปีเรื่องรายถึงออนิดาริเต้ให้มาย่างติดใบยืงทั่วสกามเพียบดอยมันปรองประหยัดเวียนหนึ่งทั่วมีปัญหาดอเลียงแต่ปนเนาะโดยเป็นนิซื้อมูกับมันทั่วตามแผนการระบบโอนไซกอดโดนสมลิมังเปียบัดมกฮอโลโจเตอร์ตีเทลียคางไกรได้สกามเพียบระบบกอดมันตามนันโดยเทียนเฮาซื้อมูกับมันพยายามทั่วสกามเพียบโดยสกัดงัดดาวลบได้ทั่วเทียนให้หรือติจือเจียท้าบรมนี่คือเชียเนี่ยคลาหันกำดับได้ได้เป็นนิปูเกบาหมดดอยจิตบรรทุบระบบจงเซียวหายขณะเป็นนี่เนี่ยกำปงแต่ตายคลุ้นเลียบแกรมไซรีบจอมสลิดในชุดกลกระมมปันตาตึกมุกระบบเนี่ยเหมือนเมียนใส่กระไดซอกนูเต้ทั่วไอเนี่ยบำราเซียวเคอกับบานตื้นนี่เนี่ยบาเหมือนประหยัดสลิดชุดนูเต้เวียนหนึ่งยืดเปจิมันแค้นจงเซียวเนี่ยในแต่เกตไฮโรอูท้าการไปที่จิตจับประดามให้ตากดมาริออสปัจจมองเมนโดยซาตาเปนุสื่อมูกับบานประปราธรรมโพสจอจีบจอตะเลินเนี่ยบำราสไรเมเนนูเนี่ยกับบานสู้ท่าแต่ลูกคือจีเนนะบางนรบางมกได้ทั่วจงเซียวกับบานสกอลคือจิโลซื้อมูกับบานโดยสกันมดหายสู้ท้านี่เนี่ยจงเซียวตาดังริเต้ทั้งนี้เนี่ยดิบกาจมือหนึ่งเนี่ยนะกรวีกับบานมันติเนี่ยกับบานท็อปเจกาเป็ดนะคือจีนโปรวูหัวในครูซาวูโดยซื้อมูกับบานในเยเต้โดยซาตาลิคันอันใจบานสอเซท้าเนี่ยหนึ่งริบกาจมือหนึ่งเนี่ยโปรตีปีในครูซาวูได้คือจีนโปรวูเซียนดอกจิบจอไอเซียวเคอหายบานสู้ท้าการไปทั้งมุนแต่เนี่ยบานในเยไว้คลาเป็นนู่นเนี่ยกับบานปาเลซัตเฟอร์จีมันดังเรื่องเอาไว้ซื้อมูกับบานมันใจในกลกำบัดใจเมาส์ตาโลกจังเฟอร์ไว้ขยมปัจจิมันดังเรื่องเอาไว้ถึงออเมนมันต่อไปเคยพลายกำบัดในลืมมุกระบอนเนี่ยหายเฟอร์เนี่ยกับบานสารเพียบขยมหนึ่งนี่เย่เนอไว้เด็กขยมบานดังลงมาจากบานเป็นประสาท่ามันต่อไปวิธีมันโกลกาบานรีบจอมรีร้อนนึ่งเหมือนจุนเนี่ยโปรตีปีโจตะขนมมันตุบโกนกระมมให้กอดกับบานปราบไอขยมช่วยมือในเนียงจงเซียวไอบานจัดดัดพองจำหน้าไว้เซมที่เตะบานเฟอร์ดอยนี่เดเต้บานโลกมันชื่ออาจจะสูปูกอดบานโดยซาแต่ขยมดังเรื่องแต่ปนนังนูเต้วันต่อไปดังเรื่องเตียงอ้อให้จงเซียวหลังจงเกียงแต่มาดองตุใบจะขยมอยู่เรื่องเตียงอ้อนี่เตะประชมมุกจมวยหนึ่งปูกอดก็ได้ออลปูวูท่องเหมือนพรมตัวตัวสกอได้ก้อนหนึ่งบ่งวายเรื่องเตียงอ้อนี่ถวยโลกจบเปียพอนขึ้นบันเทิงเนียงกับบานสู้เนี่ยเพราะซื่อแต่เนี่ยอายุชมจัดใจพิธีในบานไดริเต้หนึ่งให้การในนงโกนกระมมระบอกเกรถใจพีเหมือนที่มันโกลกายกับบานจับดามใจพีมันต้มมันดอดคางกลางมันติดไปโนชมหายในธรรมโพเพลมุ้ยกับบานเวปราโชนเมาส์นัทเฟอร์ซื้อมูกับบานมันเจนได้ถึงปีในครั้งใดกับใจจมหายธรรมโพตัวโบรงสำลังเตอร์บานสโคจังชบ้าคือเจียววางเทียนเฮาจำนายเทียนเฮากับบานสเกลเวนโดยนี้คือเจียวกำนับได้ดอกกายสาหาดมบงไล่ขยมเกทานี่คือเจียวมนุษย์ดักกูไอกระโรมันเนี้ยปันตาตรงเวอร์ระบอเนี่ยเป็นเจกูไอซอบเปิร์แบบนี้เป็นเจทเวอร์ขยมขอจัดคลังนะลมไปในครั้งใดปูเป็นแต่โดยจมหายธรรมโพเพลิงกับบานสมรกโจเตอร์họจะใช้สื่อมูกับบานปราได้ระบอกกอดกับจอล้างมันต่อวิคณิจิตรันสเนปเปนูลมเป็นกับบานจะโจเตอร์นัทเฟอร์ซื้อมูกับบานโยได้ถึงปีระบอกกอดตุบรงลางโอขัดมาคังกรอยมันเตะกอดกับบานเกิดครั้งจัดท่าตีกันไลนิกเมสวัสดิ์เพียรมุเตะขยมไตรแต่ประยับนอมในเนียงจงเสียวจะเจมปิตีนิจิมันต้นจำนายเทียนให้กับบานจอดซื้อมูท่าไอกำปงใต้จับจำเริญนกลกระมมผู้เวียเหมือนเมนจิตรงเวอร์ระบอเนคลาฮันสลับปากใบกุนุเตะดอกเคลียมาคังกรอยมันเตะหอดแต่คังเลยจะโจมมวยลมเป็นมวยตุ่มหึงนายโปเป็นตะได้กำลังในธรรมโปเพลิงเราเลยเคยต้น
ស៊ឺមូក៏បានកាប់មួយដៃក៏រវែងទៅទប់រងដែលធ្វើឲ្យពួកគេទាំងពីរនាក់ក៏បានខ្ទេចប៉ាមកខាងក្រោយរៀងខ្លួនស៊ឺមូទ្រាំលេបានហើយចង់ប្រយុទ្ធមែនទេល្អខ្ញុំនឹងប្រយុទ្ធជាមួយនឹងអ្នកដល់ទីបញ្ចប់កាប់ចេញជាចំហាយធម្មពលដែលដ៏មុតស្រួចចូលទៅវាប្រហារដែលធ្វើឲ្យធានហើយក៏មិននៅស្ងៀមដែរក្រវីនៅលំពេងរបស់គាត់យាកាប់ពេញមួយទំហឹងចេញជាចំហាយធម្មពលភ្លើងដ៏មុតស្រួចដូចគ្នាដែលវាបានធ្វើឲ្យអំណាចធម្មពលដ៏ខ្លាំងក្លាទាំងពីរផ្ទុះឡើងលឺចូលទៅដល់ក្នុងសំណាក់នៃគ្រូសាវូអ្នករស់នេះក៏បានលល់មាត់ថានោះគឺជាសម្លេងអ្វីចំណែកលោកម្ចាស់វូក៏បានប្រាប់ថាគ្មានសម្លេងអ្វីនោះទេដោយសារតែគ្រូសារបស់ខ្ញុំបានដុតនៅកម្មជ្រួចមួយបាច់ធំដើម្បីអបអរសាទរដល់ពិធីមង្គលការដែលត្រូវបានបញ្ចប់ប៉ុន្តែវាប្រហែលជាមានឧបសគ្គបន្តិចបន្តួចហើយនៅទីនោះបានជាបង្កឲ្យមានលឺសម្លេងបែបនេះបន្ទាប់មកក៏បានហៅកូនប្រុសរបស់គាត់វូហួរយកមនុស្សមួយចំនួនដើម្បីទៅពិនិត្យមើលទីធ្លានៅខាងក្រោយភ្លាមបានពុករួចហើយក៏បានប្រញាប់ចេញទៅពេលនោះក្មេងស្រីកំហុយវូហានក៏បានដឹងស្ទុះចូលទៅចាប់ដៃបងប្រុសតើបងប្រុសវូហួរកំពុងតែទៅណាតើដល់ពេលយកកូនក្រមុំហើយមែនទេដូច្នេះបងប្រុសយកខ្ញុំទៅជាមួយផងគាត់ក៏បានប្រាប់វិញថាប្អូនស្រីវូហានក៏មកកបញ្ហាអីដោយសារតែពេលនេះបងប្រុសកំពុងតែមានកិច្ចការសំខាន់ចំណែកវូហាននេះមិនព្រមទេនៅតែបន្តព្យាយាមចាប់ដៃរបស់គាត់មើលទៅបងប្រុសហាក់បីដូចជាកំពុងលាក់រឿងដ៏ល្អមួយហើយតើខ្ញុំនិយាយត្រូវទេបើបងចង់ទៅត្រូវតែនាំខ្ញុំទៅជាមួយផងពេលនោះវូហួរទ្រាំលេបានឈប់បង្កបញ្ហាទីទៅក្រវាដៃរបស់នាងចេញធ្វើឲ្យវូហាននាងក៏បានខ្ទាតប៉ាំងដួលធ្វើឲ្យគាត់ព្យាយាមលួងណែប៉ុន្តែនាងមិនព្រមនោះទេបើមិនយកខ្ញុំទៅជាមួយហេតុអ្វីបានជារុញឲ្យខ្ញុំដួលបែបនេះធ្វើជាយំឡើងភ្ញាក់ផ្អើលនេះរកគ្នានៅទីនោះហេតុអ្វីបានជាក្មេងស្រីអង្គុយយំបែបនេះដែលធ្វើឲ្យលោកម្ចាស់វូក៏បានសង្ស័យគិតក្នុងចិត្តថានាងតែងតែមានចំនួនជាមួយនឹងកូនប្រុសរបស់ខ្ញុំតាំងពីកុមារភាពមកម្លេះមកដល់សប្តាហ៍នេះនាងនៅតែរំខានកូនរបស់ខ្ញុំទៀតប្រកាសណាស់នេះពិតជាមិនមែនរឿងធម្មតានោះទេវូហានតែកូនកំពុងតែធ្វើអ្វីបានជាធ្វើឲ្យប្អូនស្រីនៃគ្រូសាជិនយំដោយរបៀបណាបានឲ្យក្មួយស្រីកុំយំទៀតអីវាគឺជាកំហុសទាំងអស់របស់បងប្រុសវូហួរកូនប្រុសប្រញាប់សុំទោសវូហានឥឡូវនេះដែលធ្វើឲ្យគាត់ហាក់បីដូចជាមិនពេញចិត្តនោះទេប៉ុន្តែឪពុករបស់គាត់ក៏បានសញ្ញូភ្នែកដាក់វូហួរក៏បានធ្វើការគោរពសុំទោសបានឲ្យអញ្ចឹងប្រញាប់ទៅធ្វើកិច្ចការរបស់កូនភ្លាមទៅវូហានបំរុងនឹងទៅតាមទៅហើយត្រូវបានលោកម្ចាស់វូខាត់ជាប់បានឲ្យក្មួយស្រីឈប់បង្កបញ្ហាទីទៅដោយសារតែឥឡូវនេះមានភ្ញៀវច្រើនខ្លាំងណាស់នៅទីនេះក្មួយស្រីគូតែរកកន្លែងគូសមដើម្បីអង្គុយលេងសិនវូហានក៏បានតបថាដោយសារតែលោកពូវូបាននិយាយដូច្នេះទៅហើយមិនអីនោះទេខ្ញុំនឹងដើរលេងដោយខ្លួនឯងពេលនោះលោកម្ចាស់វូរត់ទៅសងសាយក៏បានហៅនៅកូនចៅរបស់គាត់ប្រមូលនៅអ្នកខ្លាំងមួយចំនួនដើម្បីការពារចំណុចសំខាន់នៃគ្រួសាររបស់យើងវូហានបានតបពីចេញមកដល់ខាងក្រៅហើយនាងក៏បានគិតមើលទៅបងប្រុសប្រហែលជាមានបញ្ហានៅទីនោះហើយដូច្នេះខ្ញុំត្រូវតែប្រញាប់ទៅពិនិត្យមើលក្រឡេកមកស៊ឺមូបន្ទាប់ពីបំផ្ទុះអំណាចធម្មពលដ៏ខ្លាំងក្លាឡើងហុយជុកពេញនឹងហើយគាត់ក៏បានស្ទុះចូលទៅចាប់ដៃរបស់ចុងសៀវតោះពួកយើងប្រញាប់ចាក់ចេញពីទីកន្លែងនេះឲ្យបានលឿនបំផុតស្របពេលនោះលំពេងដ៏មុតស្រួលរបស់ធានហាក៏បានវាប្រហារចូលមកដែលធ្វើឲ្យពួកនេះទាំងពីរក៏បានលេងដៃចេញពីគ្នាធានហាក៏បានបង្ហាញខ្លួនកាន់នៅលំពេងរបស់គាត់ចូលមកក្នុងដៃវិញឲ្យទុកនារីម្នាក់នេះនៅទីនេះហើយស៊ឺមូមិនព្រមនោះទេក៏បានបញ្ចេញដៃរបស់គាត់ទាំងពីរនៅក្នុងដៃខ្ញុំក៏ចង់ដឹងដែរតើអ្នកមានសមត្ថភាពដែរឬអត់បើអញ្ចឹងមានតែពួកយើងទាំងពីរនាក់បន្តប្រយុទ្ធគ្នាតែប៉ុណ្ណោះខណៈពេលនោះវូហួរក៏បាននាំកូនចៅរបស់គាត់3-4នាក់ចូលមកដល់ពួកយើងបានឡោមព័ទ្ធទីនេះអស់ហើយគ្មាននរណាម្នាក់អនុញ្ញាតឲ្យចេញពីទីនេះនោះទេដោយធានហាក៏បានបើកការវាប្រហារក្រវីនៅលំពេងរបស់គាត់ឡើងមកលេចចេញជាចំហាយធម្មពលលំពេងជាច្រើនវាប្រហារចូលទៅដែលធ្វើឲ្យស៊ឺមូក៏បានប្រើប្រាស់នៅបច្ចេកទេសដើររបស់គាត់ក្រវីវាចេញជាចំហាយធម្មពលគូចនៅទីនោះដើម្បីទប់រងពីការវាប្រហាររបស់ធានហាធ្វើឲ្យចំហាយធម្មពលលំពេងទាំងអស់នោះក៏ត្រូវបានខ្ទេចខ្ទាតចំហាយចេញមកធានហាក៏បានខ្ទាតប៉ះមកខាងក្រោយស៊ឺមូបន្ទាប់ពីឃើញគូប្រកួតច្រើនក៏បានដកដៅទុកឲ្យចុងសៀវនាងតពូនៅខាងក្រោយចំណែកគាត់ក៏បានបញ្ឆេះចំហាយធម្មពលនៅក្នុងកម្រាប់ដៃវាប្រហារចូលទៅកំទេចនៅថ្មដែលនៅខាងមុខធ្វើឲ្យកម្លាំងសាយភេកក៏បានធ្វើឲ្យអ្នករកគ្នាដួលអស់ដើម្បីយកឱកាស3នៅចុងសៀវរត់គេចចេញបន្ទាប់ពីឃើញបែបនោះវូហួរក៏បានស្រែកបញ្ជានឹងកូនចៅរបស់គាត់ឲ្យប្រញាប់ដេញតាមអាចោមអ្នកនោះភ្លាមទៅចំណែកវូហានក៏បានធ្វើសកម្មភាពគប់ចេញនៅអាវុធសម្ងាត់ដើម្បីទាញពេលវេលាធានហាក៏មកដេញតាមស៊ឺមូនាងក៏បានបន្តហត់ទៅចាប់អោបរាងកាយរបស់ធានហាដែលធ្វើឲ្យគាត់ក៏បានព្យាយាមជួយទ្រនៅរាងកាយរបស់នាងឡើងខ្សែភ្នែករបស់ពួកគាត់ទាំងពីរកំពុងតែសម្លឹងមើលមុខគ្នាវូហាននាងក៏បានប្រញាប់រើខ្លួនចេញមកសូមអភ័យទោសផងដោយឃើញធានហាបំរុងនឹងដេញតាមស៊ឺមូនាងក៏បានច្រត់ចង្កេះស្រែកជេរថាអាចោចិត្តអាក្រក់កុំគិតថាអាចចង់រត់គេចខ្លួនបានឲ្យសោះរួចហើយនាងក៏បានបន្លាទីដេញតាមដែលធ្វើឲ្យធានហាជាសភាពបរោះក៏មានការព្រួយបារម្ភនាងកុំទៅអីវាគ្រោះថ្នាក់ខ្លាំងណាស់ពេលនោះគាត់ក៏បានបន្លាទីទៅតាមចំណែកវូហួរក្តៅចិត្តយ៉ាងខ្លាំងស្ដីឲ្យកូនចៅរបស់គាត់ពួកអាគ្មានប្រយោជន៍ច្រើនតែគ្នាតើនៅឈរអ្វីទៀតប្រញាប់ដេញតាមភ្លាមទៅកាត់មកផ្ទះរបស់ស៊ឺមូដែលពេលនោះគាត់ក៏បាននាំចុងសៀវចូលមកដល់ដោយសំឡេងមួយក៏បានស្រែកថាឈប់ត្រង់នឹងហើយដែលធ្វើឲ្យស៊ឺមូពេលនោះមានការប្រុងប្រយ័ត្នយ៉ាងខ្ពស់ងាកមកជាមួយនឹងអាវុធស្នីដ៏មុតស្រួយនៅក្នុងដៃហៀបនឹងផ្ដាច់ជីវិតទៅហើយពេលនោះវូហាននាងក៏បានស្រែកថាបងប្រុសខ្ញុំលេងសើចនោះទេទឹកមុខគឺនៅចលើមដដែលដើរចូលមកស៊ឺមូក៏បានណែនាំថានេះគឺជាជិនយូហានត្រូវជាប្អូនស្រីរបស់ខ្ញុំចុងសៀវនាងក៏បាននិយាយអរគុណសម្រាប់ជួយខ្ញុំនៅក្នុងថ្ងៃនេះយូហានក៏បានតបថាមិនអីនោះទេសកម្មភាពទាំងអស់គឺជាបងប្រុសរបស់ខ្ញុំចុងសៀវនាងនៅតែលើកឡើងប្រសិនបើមិនមែនដោយសារតែអ្នកប្រុសស៊ឺហើយនឹងបងស្រីជិននោះទេខ្ញុំខ្លាចថាខ្ញុំនឹងត្រូវធ្លាក់ក្នុងអន្ទាក់របស់ពួកគ្រូសាវូជាមិនខានធ្វើការគោរពអរគុណទៅអ្នកទាំងពីរពេលនោះស៊ឺមូក៏បានស្ទុះចូលទៅចាប់ដៃរបស់នាងងើយឡើងមកវិញលោកពូចង់បានប្រកល់នាងមកឲ្យខ្ញុំមុនពេលដែលគាត់បានស្លាប់ដោយសារតែគាត់បានដឹងខ្លួនយ៉ាងច្បាស់ថាច្បាស់ជាមានបញ្ហាទៅលើនាងជាមិនខានម្យ៉ាងទៀតគ្រូសាវូប្រកាសជានឹងស្វែងរកនាងគ្រប់ទីកន្លែងឥឡូវនេះដូច្នេះនាងចុងសៀវត្រូវតែលាក់ខ្លួននៅក្នុងផ្ទះរបស់ខ្ញុំមួយរយៈសិនក្រោយពីស្ថា
นการสงับสกัดตะวันหายจำปูยังรีบจอมแผนการบันเทิงที่จงเสียกับมันเพื่อการกรบออกก้นเตอร์ในโปรซื้อให้หนึ่งบองใส่ชิ้นนัทเวอร์จินยูฮันเนี่ยกับมาประยามโจเตอร์จับได้ระบบจงเสียวฮาร์ไว้บานจะบองใส่การจำแหลกขยมคือเนื้อขมิ้นเจียงบองโดยชนะไตรหาขยมท่าปอนใส่ยูฮันให้ไตรหาก็ท่าบองโปรโดยจิขยมได้แต่บองใส่ยูยังไม่ได้จงเสียวกับมันเพื่อการกรบกุศลมาดองตีออกก้นปอนใส่ยูฮันให้หนึ่งบองโปรทมซื้อสำหรับเป็นนุ่มเป็นระบบวางเทียนห้างกับมันตำเลียจอมองดึบโดยชนะเนี่ยคลาฮันกับดับได้คือเจียคนจะเชื่อมระบบในมิงตีปรำปีในกรุซาจินไทม์เตียงคือเจียจอกำนายได้บานจับปนรถโกนกระมมระบบเกเป็นนุ่ซื้อมุกบานมันจะนได้เนื้อวัวระบบกอดลางเมาเทียนห้างกับมันบากาเวประหากระเวในลมเป็นระบบกอดเจนจะจำหายทำมาโปเพลิงโจตเวประหาซื้อมุกกับมันกับเจนจะจำหายทำมาโปด้านดมใบตุบรงโดยเทียนห้างกับมันต่อโอนลมเป็นระบบกอดเหาะโจลเมาจับมวยตุ่มหึงซื้อมุกกับมันยกดาวตุบตุลพวกไอ้ในรีตั้งปีนี้มีการปริบารำอย่างครั้งโดยซาแต่ปุ๊กกอดมันต่อเวประหาขึ้นเนื้อเรือลมห่อร้อนโซพงพังตามไปใจกระเตลมเป็นระบบย่ำอย่างไม่ได้หล่อกรอนบ้าเวมันออนลุเต้ปนแต่เตอแต่ปรัชญาระบบเนี่ยมันฉลาดเตี้ยเจนปีขึ้นมาคางกระไรเรียงคลุ้นมันต่อสำรอกโจตเตียดดาวระบบปุ๊กกอดปูปินตลอดจมหายในธรรมพลสระเปขึ้นพองนักกัญญาจงเซียวกับมันสำรอกโจตคอร์ดชอบสันนัดฟอยปุ๊กกอดกับมันประยับดอนอาวุธเรียงคลุ้นตุกวิ่งเทียนห้ากับมันสไลเอาแต่เนียงเปิดเจเป็นควายฟอดปีเกชมัวระบบเนียงเมนเต้จงเซียวกับมันปรับการเป็ดท่าเนี่ยประวังเทียนเฮาประหารเจโลกเมียนกาโยจรล้อมคลาเฮ้ยกาโยจรล้อมตอนนี้มันจะบาเตหรือเนียงหนึ่งก้นเมียนตำเนียตำนงสไนห้าอย่างสมงัดจงเซียวกับมันคอร์ดยูฮันช่วงหนึ่งบองโปรซื้อเมียนจัดไลท์โนให้ขมิ้นตำเนียตำนงสไนห้าโดยเจโลกมันกินอุเต้กอดมันคืนครูซาวูปรับเป็นจมพวกขยมโดยอายุเดทัวโดยชนะให้บานจิกอดหมกจุยขยมกอดมันแต่จุยเนียงเมียนเทแต่ให้ดมบงลายขยมาพยบเปะจมวยหนึ่งวูหัวปนใต้กลายมาปูเกกับมันบอกมันชอบขยมพี่เยี่ยมเอาขยมรีบกายจมวยหนึ่งวูเซียนได้คือเชื่อเหมือนนุ่งงงมันเนี้ยเทียนห้าเป็นนี่จับประดามดังกาเป็นไทยโดยชนะปีเปมุนเนียงเหมือนบ้านดังเมียนเทท่าหนึ่งตระรีบกายจมวยหนึ่งวูเซียนยูฮันเป็นนี่เมียนอากาสรบแต่มาดองตระให้เนี่ยบ่มราครูซาวูเตียงอ้อคือดังเรื่องมวยนี้บ้านโลกมันชื่อปูขยมนุเตโจตซาสูปูเกจเทียนห้าเนี่ยแต่มันประกอบในกรอนตาเชื่อเรื่องไอกระต่อเพียกี้ระบบปูเนี่ยแต่บันเนาะตระรือข้อขยมหนึ่งเสือบังเกตไอบานมอดจอดซื้อหมูประสันแบบเป็นจิกเมนโตไปเอาไว้เมนในไงประกอบประเจสลากุนเตียงบุญยังเตียงปีเนี่ยหนึ่งดอกสไลเรื่องนี้หนึ่งเปนุซึ่งมูกับมันดัดได้เพื่อการกรบกูซ้อมขยมหนึ่งเราจำนายยูฮันหมกหลังดื้อแต่มันน้องในยัยแท้บองเพราะบองกูแต่บองเรียนเมรินมุ้ยดอเตอร์เกหนึ่งเปนุก็เลยมาครูซาวูดัลบองทอมกรมเนี่ยเมียกอดบ้านโจมาเรียกาเตอร์ลงมาจาวูบนตัวปีประจำโนระบบกรมกอดตระบาดเละโจคือโดยซาแต่กรมจะเจาะขมากำปงแต่ปงริครุ่นจังฉับโรฮะให้บ้านรวมรบเลยตีตั้งแต่ปูเยอมันกรบโครงโดยซาแต่ปูเกเมียเนี่ยจำจุ้ยคือเจียกำนับได้เตยเจียโกนจะเจ้าระบบเนี่ยสไลตีปรำปีในครูซาชินได้เมียนชโมท้าสื่อหมูนัดฟอยลงมาจาวูเมียนกางเงินชอยังครั้งครูซาจินเมียนในจุ่มในครั้งคลาหนึ่งฐานะไทโนให้เราไว้มันจะปูเกมาจบเปียปอนจมวยหนึ่งกรมเนี่ยเล้งวูต้องกับมันต่อปราบเตยให้ลงมาจากครูซาจินเหมือนมันโจมาเปียปอนโนเต้แต่ไอ้นี่ยี่จองเมียนในไทยยังไม่บานลงมาจากกาปีปนมันไทยนี้ช่างมันช่วยมันอาจจะตามด้านเนี่ยคลาหันกำนับได้โดยสำงัดเวียบานแต่จุบหนึ่งลงมาจากตีปรำในครูซาจินในตามเพลินเหนือครองตีกรองให้เนี่ยคลาหันกำนับได้กับบางมังไฮหน้าตาสัญญาณโรบอทในตีนูแต่มาดองช่วยคนใจโรบอทช่องกับบานเคยท้าครูซาจินเหมือนเมียนตำเนียตำนงจมวยหนึ่งกรมจ่อขมายเต้ให้ตาลงมาจากตีปรำในครูซาจินบานในเย่ไว้จมวยหนึ่งกอดบานลงมาจากปูเกบานสลับมันเซชบานูเต้โดยจะเมียนเปปอนเอาไว้ไม่ย่างอมปีเอาปุกระบอซื้อมูและถ้าขาดปรุงด้านเตียงใบเอาไว้ไม่ย่างมันดังนูเต้ลงมาจากวูหะใบโดยจะบานดังรือคลาได้ตากอดคือเจียวปุกระบอซื้อมูเมนเต้เมื่อเตอรือมวยนี่เป็นจิกูไอจับอารมณ์คลังนะโดยชนะไอตรตาเซอร์บรุกโปรเมียระบอเกบันไทม์ที่แต่ตัวบัญชีลงมาจ้ามันตัวมากกับบานได้จะเชงเตอสำหรับบางปนถึงออกคะแนนโจจัดการสำรายระบอแอดมินไอโจจิสมาจากกลุ่มกรุ๊ป VIP ระบอแอดมินบ้านนำไปตัวสนาเรื่องเซนติเมียนระโหตดอปรามประมวยเรื่องเนาะโดยจะเรื่องอำนาจธรรมพลวิญญาณมาจากทวิบลิงวูได้แอดมินบ้านสำรายปีเพะมวยระโหดอเพะที่มา140 ปีจำในเรื่องกับปีกับใบกุลเปรียติเตียงประมูลบานเจงดอเพะที่ประมูลหนึ่งเรื่องการจับกำนันลังไว้ระบอมาจาดาเดรดบานจอบมือเดินการให้จำนวน40 เพะจมปัวเรื่องบุญเซนติจิประเภททูดีประสันบานเนี่ยต่างออกคะแนนจับอารมณ์ไอเตะโตมาเตเลกรามตัวระบอแอดมินบ้านได้แอดมินบ้านตุ่มเลี้ยในกรามคอมเมนต์รัวๆให้จำในใส่เรื่องเพะที่ประมูลระบอยังกระตระมามันจอบโดยขี้โดยชนะกระดอนไปแอดมินสมจุมเรียบเรียบบายบางปนถึงออกคะแนน